ในสลายจริงทางคือกระปุกรีบจ้องพิธีดักทำมาปูโดยซอฟต์แวร์ดองขมิ้นสไลด์ดมบงเดดาลังตะเลชาดำใบปัฟแดงทมอนุด่าบานเติมทำมาปูกำรัดซีปนอให้เนี่ยมอเตอร์ปัจจิเคาะจัดอย่างคลังสืบเส้นที่ก็เหมือนใส่จ่าบารอมประมาณได้ปนใต้ในขนมจำน้องปูเก้กับเมนตัวไอโปรระบยื่นจอนฮันได้กับปูแต่ปลุยบารอมทาตาคล้วนหนังด่าบานทำมาปูกำรัดนาสระเป็นนูได้มันสไลด์ระบฮันคือเช้าตระบานแกหาวชั่วโมงไอหลังตะขามุกดำใบปัฟแดงทมอกรอนแต่เนียงปั๊บแจงทมอเพลียนปลือเดจังแจงกับบ้านมันเจงโมได้เวียแตะตีนจำนับพร้อมเนี่ยกรุ๊ปคณิคลั่งจิงเรียงดอกสระโลนระบนิ่งตะเตียดเปดาไว้สงับแต่วิ่งเนียนไอจองกงตราจมวยวิญญาณกลมรัดเอสเวจิโลเปียงปราบปลาชิมได้ชีวิญญาณเต็มอมตะกรมซาปจิบยับเอาอย่างคลั่งหนึ่งเรื่องนี้โปรเวจิยูน่ามาให้ได้เหมือนเมียนเนี่ยด่าบ้านกงตราวิญญาณกลมรัดเอสนึกนุ่งสลาชิงตังนี่การแต่ออกจากจริงนี่ตะเตียดเวียนเมียนแหลกขนาดปีเซดอเตอร์ปีเฮาโดยซาเมียนเสือปรมเนี่ยเตียดบ้านด่าวิญญาณกลมรัดเอสปีมนเมากรมเสือชื่อเจตาเบิร์บ้านจับได้กูจมวยเช้ากูจะบ้าจิกเมียนกูเปรียบเล่าปัญแต่มีเสริมในบ้านแกดำเริ่มเมื่อบอกเกดาวรำเลิกปรับท่าตามปัจเช้าคือมีสองสารุยแต่เฮาปูเกนี่จีคนี่มันตอนจับสูบบูพ้องสลับแต่ไม่บันดาลสมดาวตัวโรคฮันนำไปเฟื่อเรื่องมุ้ยแต่นึกสมานมันดอลโดยมันมีเพียบสเตอร์เนี่ยก็ส้มใบคนีจมูกฮันได้ปรับกีฬาปีนี้ปูเกเล่งเนื้อกำรัดสมาคนีติดเฮยเนียงเรื่องเกจงให้ปรับเกกลมอ้อยมาแปะปอนหนึ่งเนียงเตี้ยในทั้งไงมุกได้ตรงเวอร์นี่ทั่วอ้อยฮันตัวบานเพียบอามาอย่างคลั่งฮันแกงในเย่ไวเล่งเจงผลใต้ในขนมเปียดมุ้ยนุเกมันไม่น่ารำบารำสุบใบแต่บันติโปรเกเล่งจมูกหนุ่มหลงงแต่ตามตองทีมองวอลงลมเม่กร้อนแต่ดำใบจองเนื้อกบายเนียงโดยมุนเตียดเฮยตามการเปิดเตอร์แม่มันได้กรบหรือเอาตำไลฮันต่อแต่ซออมลองไปได้ปูเกตะตองขี้เอาไว้เดี๋ยวกูหยับเอานุคือฮันบานฉลองพบมากันปีพบโลกนี้ได้ให้บรรทอไปฉลองพบรุ่ยเอาไว้กรบย่างก่อบานพลับโดแตงสรองสำหรับเซนเตียดก็บานโจมกลีล้อมจมอ้อยฮันได้โดยกลุ่มเรียมเกกอ้อยมกบายไม่เตียดเพราะเส้นบานมันจ้องอ้อยปูเกไว้บ่งเรียนเมเรียนดอกเกนุตีฮันบานสู้ตะปูเกแตงคังสัมบาธาให้ไอ้บานจิงเงึดงอลมาเลยแตงได้กี่ไอ้ดังดับบานวิญญาณกับรัดเอสนึกนงเวนดักทำปูรบอกกีด้วยขี้ตัวจะอย่างน่าก็ได้โปเกมอนบังอองยุคក្នុងការសោចចំអឲ្យគេឡើយដោយប្រាប់ចំថាគេគឺគ្មានសំណាងអាចដាស់បានវិញ្ញាណកម្រិត S នោះទេសូម្បីតែមេក៏ឆ្លៀតឱកាសនិយាយជន់ពន្លិចគេថែមទៀតផងហើយគណៈពេលដែលពួកគេកំពុងតែរបបសោចចំអនោះហាន់ក៏ត្រូវបានគេហៅឲ្យឡើងទៅខាងមុខឆាកជាមួយនឹងសេចក្តីខឹងសម្បាពេញខ្លួនគេក៏បានដើរឡើងទៅខាងមុខដើម្បីប៉ះផ្ទាំងថ្មមួយនោះគ្រាន់តែប៉ះផ្ទាំងថ្មធំនោះភ្លាមវាគឺគ្មានប្រតិកម្មអ្វីទាល់តែសោះហើយពួកអ្នកដែលស្អប់គេក៏ចាប់ផ្ដើមសើចចំអឲ្យគេភ្លាមតែម្ដងមេបានប្រាប់គេថាគេគ្រាន់តែជាមនុស្សសម្រាមប៉ុណ្ណោះព្រោះសូម្បីតែធម្មពលធម្មតាក៏ដាស់មិនបានផងគុំថាឡើយសង្ឃឹមដល់វិញ្ញាណកម្រិត S នោះក្រុមស៊ើបផ្សេងទៀតបានសរសើរមេដែលមិនបន្តនៅក្បែរមនុស្សបរាជ័យដូចជាហែនដោយប្រាប់នាងថានាងពិតជាមានភ្នែកមើលមនុស្សមុតស្រួចមែនស្រាប់តែភ្លាមនោះរលកធម្មពលយ៉ាងខ្លាំងក៏បកចេញពីផ្ទាំងថ្មអមមកជាមួយនឹងពន្លឺដ៏ភ្លឺចាំងត្រចះត្រចង់ធម្មពលអូរ៉ាចេញពីពន្លឺនេះស្ទើរតែរបើកស្បែកពួកគេទៅហើយគណៈដែលពួកគេកំពុងតែងៀងឆ្ងល់យ៉ាងខ្លាំងថាតើគេកំពុងតែដាស់បានវិញ្ញាណប្រភេទអ្វីឲ្យប្រកបទៅពួកគេចាប់ផ្ដើមធ្វើការសន្និដ្ឋានផ្សេងប៉ុន្តែការគិតរបស់ពួកគេគឺខុសទាំងអស់ព្រោះនៅទីបំផុតហានបានដាស់ធម្មពលកងត្រាវិញ្ញាណកម្រិត SSS ដែលនេះគឺជាការដាស់ធម្មពលកម្រិតទាវតែម្ដងមេឡាំងតូនជើងដួលភ្លាមតែម្ដងព្រោះនាងពិតជាមិនអាចជឿនឹងភ្នែកខ្លួនឯងទាល់តែសោះការដាក់បានកងត្រាវិញ្ញាណកម្រិត SSS គឺជារឿងដែលកើតឡើងតែម្ដងប៉ុណ្ណោះក្នុងរយៈពេល100ឆ្នាំហើយនាងមិនដែលនឹកស្មានសោះថាហានអាចដាក់បានកងត្រាដ៏កម្របំផុតបែបនេះឡើយសូម្បីតែក្រុមសាស្ត្រដែលកំពុងឈរមើលក៏កៀងនិយាយលេងចេញដែរព្រោះពួកគេពិតជាមិនដែលជឿសោះថាហានអាចមានសំណាងល្អជាងគេទាំងអស់នោះទេជារួមទៅពេលនេះហានគឺស្ថិតនៅពីលើអ្នកគ្រប់គ្នាព្រោះម្ចាស់កងត្រាកម្រិត SSS ត្រូវបានគេស្គាល់ថាជាអ្នកដែលអាចទៅសេប្រវត្តិសាស្ត្រថ្មីបានតាមការពិតទៅម្ចាស់កងត្រាវិញ្ញាណកម្រិត SS ចុងក្រោយបង្អស់គឺអាចប្រែកលាប់សង្គ្រាមរវាងមនុស្សជាតិនិងហ្វូងសត្វល្អិតបានដោយខ្លួនមួយជួយមនុស្សជាតិមានកន្លែងឈួរជើងដើម្បីរស់រានមានជីវិតតទៅមុខទៀតតាមមើលទៅមនុស្សជាតិច្បាស់ជាទទួលបានជ័យជំនះទាំងស្រុងបាត់ទៅហើយប្រសិនបើបុរសម្នាក់នោះមិនស្លាប់លឿនពេកនោះហើយមិនទាន់ទាំងដើរចុះពីលើឆាកស្រួបបួរផងស្រាប់តែមានក្មេងស្រីចាប់ផ្ដើមរត់តម្រង់មករកគេដោយមិនចេះខ្មាស់អៀនដោយអង្វរឲ្យគេជ្រើសរើសនាងជាកងត្រាវិញ្ញាណនារីម្នាក់ថែមទាំងលួងលោមឲ្យហានជ្រើសរើសនាងព្រោះនាងមានសម្លៀកបំពាក់ cosplay ជាច្រើននៅឯផ្ទះដែលនាងអាចស្លៀកផ្លាស់ប្ដូររាល់ថ្ងៃដើម្បីឲ្យប្លែកភ្នែកសម្រាប់ហានមើលកំសាន្តទោះជាយ៉ាងណាក៏ដោយហានបានប្រាប់ទៅនារីទាំងនោះយ៉ាងត្រជាក់ល្ហុមថាកុំឲ្យមកបង្ខំគេអីព្រោះគេមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការសម្រេចចិត្តនៅពេលនេះឡើយហានបានដើរចេញពីពួកគេតែម្ដងព្រោះគេដឹងច្បាស់ថាពួកគេមានតែធ្វើឲ្យការពង្រឹងសមត្ថភាពរបស់គេយឺតយ៉ាវជាងមុនប៉ុណ្ណោះបន្តមកទៀតហានក៏បានបើកផ្ទាំងប្រព័ន្ធឡើងដើម្បីពិនិត្យមើលកម្រិតឋានៈនិងសមត្ថភាពពិសេសរបស់គេដោយផ្ទាល់សមត្ថភាពរបស់គេគឺរួមមានតាំងពីចក្ខុវិញ្ញាណទេពរហូតដល់ការសង្កេតដែលចុះសម្រុងយ៉ាងល្អជាមួយមេគីស៊ូហ្គាចក្ខុវិញ្ញាណទេពនេះអនុញ្ញាតឲ្យគេអាចមើលឃើញព័ត៌មានកងត្រាវិញ្ញាណទាំងអស់ហើយថែមទាំងអាចស្ដារកងត្រាវិញ្ញាណទេពឲ្យត្រឡប់ទៅរូបភាពដើមវិញបានផងដែរលក្ខណៈពិសេសនៃការសង្កេតនេះជួយគុណលក្ខណៈកងត្រាវិញ្ញាណរបស់គេជា2ដងហើយភាពចុះសម្រុងនៃមីគីស៊ូហ្គាជួយធានាថាគេមិនមានដែនកំណត់ទៅលើចំនួននៃការបង្កើតកងត្រាវិញ្ញាណនោះឡើយវាគឺមិនចំណាយពេលយូរនោះឡើយបន្តិចក្រោយមកមេបានដែរចូលមករកហានហើយចាប់ផ្ដើមស្នើសុំឲ្យពួកគេត្រឡប់មកត្រូវរើគ្នាវិញព្រោះនាងពិតជាមិននឹកស្មានដល់សោះថាគេអាចដាស់បាននៅទេពកសលដ៏មហាអស្ចារ្យបែបនេះដោយប្រើជំនាញរបស់គេបានសង្កេតមើលលក្ខណៈរបស់មេហើយគេក៏ដឹងខ្លួនថាគេអាចមើលឃើញអ្វីៗគ្រប់យ៉ាងទាំងអស់នេះក៏ដោយសារតែភ្នែកទេវៈរបស់គេនៅពេលមេឃើញគេស្ងៀមស្ងាត់នាងក៏ចាប់ផ្ដើមថើបនឹងលូកលោមប៉ុន្តែហានបានបដិសេធនាងយ៉ាងដាច់អង្ការនៅគ្មានស្ទាក់ស្ទើរបន្ទាប់មកហានក៏សម្រេចចិត្តដើរមើលជុំវិញដោយមានបំណងប្រើប្រាស់ភ្នែកទេវៈរបស់គេដើម្បីស្វែងរកកិច្ចសន្យាវិញ្ញាណណាដែលស័ក្តិសមបំផុតសម្រាប់គេ
ពួកស្រីបានមកចំរុំគេដោយអង្វរឲ្យគេជ្រើសរើសពួកគេហើយថែមទាំងបញ្ចែកសិស្សស្រីដ៏ស្រស់ស្អាតឈ្មោះឆាវអ៊ុយទៀតផងដែលនាងបានដាក់កិច្ចសន្យាថ្នាក់ E ដ៏សែនកាពួកស្រីដតីទៀតសុទ្ធតែប្រកាសក្នុងចិត្តថានាងច្បាស់ជាចប់ហើយព្រោះគ្មាននរណាម្នាក់ព្រមជ្រើសរើសមនុស្សដែលមិនអាចសំបីតែឆ្លងកាត់ពិធីវាយតម្លៃនោះទេទឹកភ្នែកបានហូរកាត់ផែនថ្ពាល់ខណៈនាងឆ្ងល់ថាហេតុអ្វីបានជានាងត្រូវរងការរើសអើងយ៉ាងអយុត្តិធម៌បែបនេះត្រឹមតែព្រោះនាងដាស់បានកិច្ចសន្យាវិញ្ញាណថ្នាក់ E សោះនាងបិទភ្នែកទាំងអស់សង្ឃឹមហើយដើរចេញទាំងក្តីធូរថប់ប៉ុន្តែនាងក៏ស្រាប់តែដើរបុកហាន់ដោយអចេតនាហានបានចាប់នាងជាប់មុនពេលដួលហើយគេក៏សុំទោសដែលបានបុកនាងប៉ុន្តែនាងប្រាប់វិញថាមិនអីនោះទេហានក៏បានពិនិត្យមើលទិន្នន័យរបស់នាងហើយដឹងថានាងពិតជាដាស់បានទេពកោសល្យថ្នាក់ E មែនប៉ុន្តែវាមានអ្វីមួយដែលខុសប្លែកពីធម្មតាវាគឺជាទេពកោសល្យថ្នាក់ E ឈ្មោះហ្វូយឈីនដែលជាអាវុធទេវៈបុរាណមួយក្នុងចំណោមទាំង10ហានពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញបែបនេះព្រោះគេដឹងថាទេពកោសល្យទេវៈរបស់គេអាចជួយទេពកោសល្យថ្នាក់ E នេះឲ្យដល់កម្រិតកំពូលបានអុយគាត់សម្គាល់ឃើញគេស្ងាត់ស្ងៀមក៏សួរគេថាតើមានអ្វីខុសប្រក្រតីឬអត់ហានធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រាប់ថាគេចង់បាននាងធ្វើជាកិច្ចសន្យាវិញ្ញាណរបស់គេអូវេកាំងស្មានតែពេលលឺបែបនេះហើយសម្បីតែពួកស្រីដតីទៀតក៏មិនចង់ជឿទៅជារបស់ពួកគេដែរពួកគេចាប់ដើមសួរថាហេតុអីបានជាគេចុះកិច្ចសន្យាជាមួយមនុស្សដែលគ្មានបានការមុនពេលពួកស្រីឡូឡានៅយុសាលាឈ្មោះឆេងកុងពូក៏បានដោយចូលមកដល់គាត់ប្រាប់ហានថាគាត់យល់ថាគេអាចស្រឡាញ់ UA ព្រោះតែនាងស្អាតប៉ុន្តែគាត់ប្រមានថាការបង្កើតកិច្ចសន្យាជាមួយវិញ្ញាណមិនមែនជារឿងដែលត្រូវធ្វើដោយធ្វេសប្រហែសនោះទេឆេនបានប្រាប់ហេងឲ្យដឹងថាគេគឺជាអនាគតរបស់ទ្វីបមួយនេះហើយគេមានបេសកកម្មត្រូវកម្ចាត់ហ្វូងសត្វល្អិតដើម្បីដណ្ដើមយកទឹកដីដែលបាត់បង់មកវិញសម្រាប់មនុស្សជាតិអ៊ូយល់ស្របជាមួយនាយកសាលាដោយប្រាប់ហានថាទេពកោសល្យរបស់នាងគឺមិនស័ក្តិសមនឹងគេទេពេលនោះស្រាប់តែអ្នកការពារទីក្រុង Deep Blue ឈ្មោះជាវដែលជាឪពុកធររបស់មេបានលេចមកតែដល់មករកហានហើយចាប់ប្រកាន់គេថាបានធ្វើបាបកូនធររបស់ខ្លួនដោយសារទេពកោសល្យថ្នាក់ SSS របស់គេគាត់បានគំរាមហានដោយប្រាប់ឲ្យប្រយ័ត្នខ្លួនព្រោះបើគាត់សម្រេចចិត្តធ្វើឲ្យជីវិតគេជួបការលំបាកនោះគេច្បាស់ជាមិនអាចរើបំរាស់រួចឡើយមេញញឹមនៅពីក្រោយដោយប្រាប់ហានឲ្យសុំទោសនិងប្រញាប់បង្កើតកិច្ចសន្យាជាមួយនាងឲ្យលឿនទៅប៉ុន្តែហានសម្លឹងមើលនាងយ៉ាងខ្ពើមរអាមហើយសួរថាតើនាងស័ក្តិសមដែរទេនេះធ្វើឲ្យហ៊ូខឹងយ៉ាងខ្លាំងហើយពេលគាត់បំរុងនឹងផ្ទះកំភ្លៀងហានលោកឆេនក៏ចាប់ដៃគាត់ជាប់ដើម្បីបញ្ឈប់ចេនជំរុញហ៊ូកុំឲ្យធ្វើអ្វីតាមតែអារម្មណ៍ព្រោះហានគឺជាទេពកោសល្យដ៏កម្រហើយគាត់បានរាយការណ៍ពីគេទៅថ្នាក់លើរួចហើយបន្ទាប់មកគាត់និយាយថាគាត់សុខចិត្តអភ័យទោសឲ្យហានប៉ុន្តែគេត្រូវតែបង្កើតកិច្ចសន្យាជាមួយអ៊ុយក្នុងចិត្តយ៉ាងជ្រៅហ៊ូកំពុងរងចាំឲ្យហានប្រឆាំងគាត់ដើម្បីគាត់អាចកំទេចគេបានដោយគ្មានការស្ទះស្ទើរហានប្រាប់ពួកគេថាគេសុខចិត្តចុះកិច្ចសន្យាជាមួយអ៊ុយព្រោះគ្មានអ្នកណាម្នាក់អាចបដូរចិត្តរបស់គេបានឡើយបន្ទាប់មកហានបានកាន់ដៃអ៊ូវេដែលប្រាប់ឲ្យនាងដើរតាមគេដើម្បីពួកគេអាចបង្កើតកិច្ចសន្យាជាមួយគ្នាបានវូសុំទោសដែលមកកបញ្ហាដល់គេប៉ុន្តែគេធានាប្រាប់នាងថាមិនបាយព្រួយអមអ្វីទាំងអស់ព្រោះនាងពិតជាមានតម្លៃស័ក្តិសមបំផុតហានភ្លាមក៏បានបើកជំនាញរបស់ខ្លួនពេលកំពុងតែបង្កើតកិច្ចសន្យាហើយវាបានបញ្ចេញពន្លឺដ៏ធំធេងដែលគ្របដណ្ដប់លើអ្វីគ្រប់យ៉ាងទីបំផុតវាក៏បានជោគជ័យហើយហានទទួលបានឧបករណ៍តន្ត្រីមួយដែលជាអាវុធទេវៈបុរាណមានរូបរាងដូចជាដាវហ្វូឈីនធ្វើឲ្យហានភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងអ្វីដែលគេកំពុងឃើញនេះព្រោះតែកិច្ចសន្យាប្រលឹងនេះមានតែការវាយប្រហារនិងគ្រប់គ្រងដែលជាមូលដ្ឋានគ្រឹះនៃជំនាញដែលគ្មានចំណុចខ្សោយនោះទេក្រោយដំណើរការដាស់ធម្មពលអ៊ុយបេនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងបានឡើងកម្រិតពីថ្នាក់ E ទៅដល់ថ្នាក់ SSS បាត់ទៅហើយនាងរត់ទៅអបហានហើយអរគុណគេដែលបានផ្លាស់ប្ដូរជីវិតរបស់នាងម្យ៉ាងវិញទៀតមេកំពុងតែត្អូញត្អែប្រាប់ហ៊ូដោយនិយាយថាគាត់ត្រូវតែសងជំងឺចិត្តនាងព្រោះតែហានបានធ្វើឲ្យនាងទទួលរងភាពអាម៉ាស់យ៉ាងខ្លាំងហ៊ូក៏ប្រាប់មីយ៉ាងជឿជាក់ថានាងមិនបាច់បារម្ភទេព្រោះគេបានចុះកិច្ចសន្យាជាមួយវិញ្ញាណថ្នាក់ E ទៅហើយដូច្នេះទេពកោសល្យរបស់គេគឺត្រូវបំផ្លាញចោលស្វ័យប្រវត្តិគាត់ធានាប្រាប់មេថាគាត់នឹងបន្តធ្វើឲ្យជីវិតគេកាន់តែលំបាកនៅក្នុងទីក្រុងនេះបន្ទាប់មកគាត់ប្រាប់នាងថាគាត់បានរៀបចំអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ការវិដំឡៃកិច្ចសន្យាវិញ្ញាណដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកគាត់អួតពីអំណាចរបស់ខ្លួននៅក្នុងទីក្រុងនេះដោយប្រាប់មេថាខ្លួនគាត់ប្រៀបដូចជាព្រះមួយអង្គទៅហើយមេបានអរគុណហ៊ូសម្រាប់ជំនួយរបស់គាត់ប៉ុន្តែបរិនេះបានប្រាប់នាងថានាងត្រូវតែសងគុណគាត់វិញតាមវិធីណាមួយជាសំខាន់បន្ទាប់មកម៉ៃបានបបួលគេទៅកន្លែងដើមរបស់ពួកគេដោយសន្យាថានឹងសងគុណគេនៅទីនោះភ្លាមៗតែម្ដងហ៊ូយល់ព្រមភ្លាមៗដែលប្រាប់នាងថាគេពិតជាចង់ចំណាយពេលដ៏ផ្អែមល្ហែមជាមួយនាងខ្លាំងណាស់ប៉ុន្មានម៉ោងក្រោយមកព័ត៌មានអាក្រក់ៗរបស់ហានបានផ្ទុះឡើងពេញអ៊ីនធឺណិតព័ត៌មាននោះនិយាយថាគេបានធ្វើកិច្ចសន្យាជាមួយវិញ្ញាណកម្រិតទាបព្រោះតែចាញ់បោកតណ្ហាខ្លួនឯងមើលទៅរឿងទាំងនេះគឺជាផែនការដែលហ៊ូបានរៀបចំទុកដើម្បីដាក់ទោសហានឲ្យខ្មាស់គេពេលម៉ៃឃើញបែបនេះនាងកាន់តែបន្ថែមភាពរស់រាយពេលនៅជាមួយហ៊ូដើម្បីជាការតបស្នងដល់គេកាន់តែខ្លាំងរឿងនេះធ្វើឲ្យហ៊ូកាន់តែពុះកញ្ជ្រោលហើយគេសន្យាជាមួយម៉ៃថានេះគ្រាន់តែជាចំណុចចាប់ផ្ដើមរបស់ហានប៉ុណ្ណោះព្រោះពេលការវិដំឡៃចាប់ផ្ដើមគេនឹងបង្ហាញហានឲ្យស្គាល់ពីភាពខូខើពិតប្រាកដថ្ងៃបន្ទាប់ហាននិង UA ត្រូវបានភ្នែករាប់រយគូសម្លឹងមើលពួកគេនៅក្នុងអាហារដ្ឋានព្រោះពួកគេគឺជាគូស្នេហ៍ល្បីជាងគេប្រចាំទីក្រុងពួកគេនាំគ្នានិយាយដើមហានថាគេបានបំផ្លាញអនាគតខ្លួនឯងដោយសារតែចុះកិច្ចសន្យាជាមួយវិញ្ញាណកម្រិតទាបមិនអាចលឺរាល់សម្ដីដែលពួកគេនិយាយហើយនាងបានសុំទោសចំពោះរឿងគ្រប់យ៉ាងដែលហានកំពុងជួបប្រទះតែហានប្រាប់មិនឲ្យនាងសុំទោសទេគេបាននាំឯកបាននាងដោយរំលឹកនាងថានាងគឺជាស្រីស្អាតបំផុតប្រចាំសាលាដូច្នេះនាងគួរតែមានទំនុកចិត្តលើខ្លួនឯងខ្លះគេក៏បានរំលឹកនាងឲ្យញ៉ាំឆាច្រើនដើម្បីកុំឲ្យនាងចុះខ្សោយក្នុងអំឡុងពេលនៃការវាយតម្លៃអ្នកធ្វើកិច្ចសន្យាវិញ្ញាណជូបានដឹងពីរឿងនេះហើយគេបានប្រាប់ឲ្យនាងកុំខ្វល់ពីអ្នកដទៃដើម្បីពួកគេអាចបង្ហាញសមត្ថភាពពិតនៅពេលក្រោយពួកគេកំពុងតែញ៉ាំអាហារយ៉ាងឆ្ងាញ់ស្រាប់តែមានអាក្មេងឆ្លេម្នាក់ឈ្មោះវងលូម៉ៅបានលេចមុខមកបំផ្លាញបរិយាកាសហានសម្លឹងមើលគេទាំងខ្ពើមរអមមុននឹងសួរថាគេជានរណាហើយគេតបយ៉ាងជឿជាក់ថាគេជាអ្នកកិច្ចសន្យាវិញ្ញាណថ្មីរបស់ម៉ៃ
ពេលលឺបែបនេះហានខ្ចាត់រហ័សចេញមកដើម្បីបង្ហាញពីភាពខ្វល់មកអើមខណៈដែលយូអ៊ីស្ទើរតែសន្លប់ទៅហើយដោយសារតែសើចខ្លាំងពេកលូម៉ៅស្រែកកំហុកដាក់ហានដូចជាមនុស្សឈួតដោយសួរថាហេតុអីបានជាគេសើចចំណែកហានឆ្លើយវិញថាគេគ្រាន់តែនឹកឃើញរឿងក៏ផ្លែងខ្លះៗប៉ុណ្ណោះពេលនោះម៉ៃក៏លេចមុខមកដែលចាប់ដៃលូម៉ៅឲ្យប្រាប់មិនឲ្យគេទម្លាក់ខ្លួនស្មើនឹងហានឡើយព្រោះហានគ្រាន់តែជាសម្រាមដែលស្ម័គ្រចិត្តឲ្យជប់ផ្លូវវិនិច្ឆ័យតែប៉ុណ្ណោះដោយសារការវាតម្លៃចិត្តចាប់ផ្ដើមនាងក៏បបួលគេចាក់ចេញហើយលូម៉ៅបានគំរាមហានដោយប្រាប់ឲ្យគេចាំមើលនៅអ្វីដែលគេនឹងធ្វើដាក់ហានតែក្រោយមកពួកគេមកដល់សង្វៀនដែលសិស្សជាច្រើនកំពុងជួបជុំគ្នាពិធីករក៏បានបោះជំហានចេញមកដើម្បីស្វាគមន៍អ្នកគ្រប់គ្នាចូលរួមការវាតម្លៃនេះគេបញ្យល់ថាការប្រឡងមានកម្រិតលំបាកខុសៗគ្នាហើយគ្រាន់តែឆ្លងផុតមួយវគ្គក៏ចាត់ទុកថាជាភាពជោគជ័យទៅហើយដើម្បីចាប់ផ្ដើមការវាតម្លៃម៉ៃនិងលូម៉ៅត្រូវបានអញ្ជើញឲ្យឡើងមកលើឆានអ្នកទាំងពីរដើរឡើងឆាកយើងជឿជាក់ហើយទ្វារសង្វៀនក៏របើកឡើងបង្ហាញឲ្យឃើញសិតកន្លត់ខ្មៅមួយក្បាលដែលមានកម្រិតលំបាកដល់ទៅលេខ7ពេលការសាឡបងចាប់ផ្ដើមភ្លាមម៉ៃក៏ប្រែក្លាយជាលំពេងហើយលូម៉ៅបានចាប់ការនាងដើម្បីប្រយុទ្ធជាមួយសាឡអិតនោះលូម៉ៅលោតឡើងលើអាកាសរួចស្ទុះទៅរកវាដោយកាប់មួយទំហឹងធ្វើឲ្យបិសាចនោះដួសខ្ទាតទៅលើដីប៉ុន្តែគេមិនឈប់ត្រឹមនឹងទេដោយគេបានលោតទៅរកវាម្ដងទៀតហើយចាក់ទម្លុះខ្លួនវាជាមួយកម្លាំងដ៏មហាសាលសិស្សទាំងឡាយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញពីភាពខ្លាំងក្លារបស់អ្នកធ្វើកិច្ចសន្យាវិញ្ញាណដែលមានទេពកោសល្យថ្នាក់ S ស្របពេលនោះដែរថ្នាក់ដឹកនាំស្រុកនានាកំពុងអង្គុយមើលការវិតម្លៃនៅពីក្រោយឆាកក្នុងចំណោមពួកគេវ៉ាជីងដែលជាប្រធានស្រុកទី1ហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេព្រោះគាត់គិតថាលូម៉ៅនៅតែតស៊ូយ៉ាប់យឺនទល់នឹងបិសាចនេះលីងជីងសួនដែលជាប្រធានស្រុកទី2ក៏យល់ស្របទៅនឹងសម្ដីរបស់ដៃគូគាត់ផងដែរដោយថាម៉ៃគួរតែសម្លាប់បិសាចនេះត្រឹមមួយក្បាច់តែនាងនៅតែពិបាកមានន័យថានាងសោយជាវិញ្ញាណថ្នាក់ S ទូទៅ 20% លីននិយាយថាម៉ៃប្រហែលជាខ្វះវិន័យលើរបៀបរបបរស់នៅទើបបណ្ដាលឲ្យមានការលេចធ្លាយធម៌ពលវិញ្ញាណបែបនេះហ៊ូដែលនៅក្នុងបន្ទប់នោះដែរពិតជាដឹងថាពួកគេនិយាយត្រូវតែគេមិនអាចនិយាយអ្វីបានទេទោះបីជាទឹកមុខមានកំហុសរបស់គេបានបញ្ជាក់គ្រប់យ៉ាងក៏ដោយត្រឡប់មកសង្វៀនវិញពិធីករបានចូលរួមអបអរសាទរដល់ម៉ៃនិងលូម៉ៅដែលបានប្រឡងជាប់ក៏ពិតទៅអ្នកទាំងពីរបានបបែកកំណត់ត្រាចាស់របស់សាលាដែលធ្លាប់យកឈ្នះត្រឹមកម្រិតលំបាកលេខ6សិស្សទាំងឡាយមានផ្អែកយ៉ាងខ្លាំងហើយពួកគេមិនមកអង់យូក្នុងការចំអកឲ្យហាននិងយូអែដោយថាចង់ឃើញសមត្ថភាពដ៏កំសោយរបស់ពួកគេភ្លាមៗនោះអ្នកទូពិនិត្យក៏បានអញ្ជើញយូវេនិងហានឡើងមកលើឆាកពេលទ្វារសង្វៀនរបើកឡើងពួកគេត្រូវប្រឈមមុខនឹងសត្វកន្លាតខ្មៅកម្រិតមួយចំនួន10ក្បាលហានតស្លុកពេលលឺបែបនេះសំបីតែយូអែក៏មិនអាចជឿនឹងភ្នែកខ្លួនឯងដែរទោះបីជាសត្វល្អទាំងនោះជាបិសាចកម្រិត1ក៏ពិតមែនតែពួកវាមានដល់ទៅ10ក្បាលដូច្នេះនេះស្មើនឹងការសាកល្បងកម្រិត10ទៅហើយសូម្បីតែសិស្សដទៃក៏ភ្ញាក់ផ្អើលដែលហានត្រូវប្រឡងសាកល្បងលំបាកបែបនេះដែរតែពួកគេមិនខ្វល់ទេព្រោះគ្រាន់តែចង់ឲ្យគេរងទុកព្រោះតែចុះកិច្ចសន្យាជាមួយវិញ្ញាណថ្នាក់ E ប៉ុណ្ណោះអ្នកត្រួតពិនិត្យប្រាប់ហានថាដោយសារគាត់ជាកម្រិត SSS គាត់ត្រូវប្រឈមនឹងភាពលំបាកគុណនឹង10ធៀបនឹងអ្នកផ្សេងតែពិតទៅគឺហ៊ូជាអ្នករៀបចំគេបានប្រាប់អ្នកត្រួតពិនិត្យឲ្យធ្វើបាបហានដើម្បីកុំឲ្យគាត់អាចឆ្លងកាត់ការវាយតម្លៃនេះបានឡើយទោះបីអ្នកត្រួតពិនិត្យមានអារម្មណ៍មិនល្អក៏គាត់គ្មានជំរឿហើយគាត់បន្ទោសហានថាបានទៅរងរឿងខុសមនុស្សខ្លួនឯងដោយគ្មានជំរឿផ្សេងទៀតហានត្រូវតែប្រឈមមុខជាមួយសត្វចម្លែកដ៏គួរឲ្យខ្លាចដែលឈរនៅពីមុខគាត់ទោះជាត្រូវប្រឈមនឹងសត្វចម្លែកច្រើនយ៉ាងណាក៏ហានមិនខ្លាចសូម្បីតែបន្តិចឡើយគាត់ប្រាប់អ៊ូឲ្យបំផ្លាញខ្លួនដើម្បីវាយប្រហារហើយពេលនាងខ្លាចជាអាវុធតន្ត្រីភ្លាមគាត់វាយកំទេចសត្វចម្លែកទាំងនោះយ៉ាងងាយសិស្សទាំងឡាយស្រឡងកាំងព្រោះគួរឲ្យមិនជឿសោះថាហានដែលមានវិញ្ញាណកម្រិត E បែរជាអាចកំចាត់សត្វចម្លែកយ៉ាងងាយដូចបកចេកអ្នកដែលធ្លាប់គិតថាខ្លួនខ្លាំងជាងយូយីពេលនេះលែងដឹងថាត្រូវគិតយ៉ាងម៉េចទៀតហើយសូម្បីតែអ្នកត្រួតពិនិត្យក៏គាំងស្មារតីដែរហើយឆ្ងល់ថាតើហានពិតជានរណាឲ្យប្រកាសពួកប្រធានតំបន់ក្រោកឈរសម្លឹងមើលអេក្រង់ទាំងហួសចិត្តអុយពិតជាភាំងព្រោះការពីចំនួនគាត់ប្រើពេល30វិនាទីដើម្បីសម្លាប់សម្មៅទាំងនោះតែហានធ្វើវាបានត្រឹម1វិនាទីលីងយល់ស្របថាហានពិតជាខ្លាំងតែគាត់បារម្ភព្រោះកម្រិតលំបាកនៃការវាយតម្លៃនេះត្រូវបានបង្កើនលើសពីធម្មតាទៅទៀតហ៊ូកាត់ភ្លាមដោយបញ្ជាក់ថាភាពលំបាកធ្វើបានបង្កើនជាបណ្ដោះអាសន្នដោយក្រុមអ្នកយាមទីក្រុង Deep Blue City ព្រោះពួកគេចង់សាកល្បងសមត្ថភាពហានតាមពិតទៅហ៊ូកំពុងក្តៅក្រហាយដែលហានអាចឆ្លងកាត់ការប្រឡងលើកទី1ដោយគ្មានបញ្ហាសោះហើយគាត់ប្រៀបហានដូចជាសត្វកន្លាតអញ្ចឹងចំណែកវិញមិនខ្វល់ពីកម្រិតលំបាកឡើយព្រោះការពីចំនួនពួកគេគឺវាដូចតែគ្នានឹងបុរសចំណាក់ក្នុងបន្ទប់បញ្ជាឲ្យពួកគេបន្តការវាយតម្លៃទៀតព្រោះគាត់ចង់ឃើញថាដែនកំណត់របស់ហាននៅត្រង់ណាវគ្គទី2ក៏ចាប់ផ្ដើមហើយស្រមោច20ក្បាលត្រូវបានបញ្ចេញមកក្នុងទីលានដូចមុនអញ្ចឹងហានប្រើប្រាស់ធម្មពលតន្ត្រីរបស់យូវេហើយបោកសម្អាតសត្វចម្លែកយ៉ាងងាយហានប្រកាសយ៉ាងជឿជាក់ថាសត្វទាំងនេះគ្មានន័យទេហើយគាត់ចង់បានទៀតពួកសិស្សស្រែកទាំងខឹងសម្បាថាហានពិតជាអួតខាងពេកហើយឃើញសមត្ថភាពដ៏អស្ចារ្យនេះវេប្រកាសភ្លាមថាហានត្រូវតែចូលក្នុងតំបន់របស់គាត់តែទោះយ៉ាងណាយីជូមកពីតំបន់ទី3បានតវ៉ាដោយថាវាល្អជាងបើហានចូលតំបន់របស់ខ្លួនកន្លែងដែលហានអាចរីកចម្រើនបានជាជាងតំបន់ទី1ដែលប្រៀបដូចជាកន្លែងបញ្ជូនទៅស្លាប់វិញងាកទៅរកយ៉ាភ្លាមហើយសួរថាតើគេកំពុងចង់ដណ្ដើមហានពីគាត់មែនទេយ៉ាតបទៅវិញថាបងថ្លៃស្រីរបស់គេមិននៅទីនេះទេដូច្នេះគេមិនខ្លាចគាត់ឡើយពេលអ្នកតែពីកំពុងឆ្លោះគ្នាប្រធានតំបន់ទី4 Shenjiki ក៏កាត់ចូលដោយប្រាប់ថាវាប្រសើរជាងសម្រាប់ហានបើមិននៅជាមួយគាត់ព្រោះតំបន់គាត់ផ្ដោតលើការរុករកវត្ថុបុរាណលោកទាំងពីរងាកមកស្រែកដាក់គាត់ឲ្យទៅលេងឲ្យឆ្ងាយទៅបរិះចំណាស់ជាគ្រូក៏ស្រែកបំបីពួកក្មេងគួរឲ្យធុញទាំងនោះឲ្យឈប់ឆ្លោះគ្នាភ្លាមបរិះចំណាស់ក៏សួរលៀនថាគិតយ៉ាងម៉េចដែរចំពោះការវាយតម្លៃនេះហើយលៀនស្នើប្រកាន់កម្រិតលំបាកថែមទៀតព្រោះមើលទៅវគ្គបច្ចុប្បន្ននេះវាងាយស្រួលពេកសម្រាប់ហានហើយបរិះចំណាស់ក៏យល់ព្រមឲ្យភ្លាមនោះពេលហ៊ូបានលឺអញ្ចឹងគេញញឹមដោយជឿថាហានប្រកាសជាចប់ពេលនោះដែរអ្នកត្រួតពិនិត្យប្រាប់គ្រប់គ្នាថាថ្នាក់លើបានបញ្ជាឲ្យបង្កើនភាពលំបាកដល់កម្រិតខ្ពស់បំផុតហាននឹងប្រឈមមុខជាចប់ពីដៃកម្រិតពី10ក្បាលនិងសត្វផ្គូលន់10ក្បាលពេលឮបែបនេះពួកសិស្សពិតជាភ័យញាប់ញ័រព្រោះគិតថាការប្រឡងនេះវាធ្ងន់ធ្ងរពេកដែលហានមិនអាចតទល់បានទេ
ផ្ទុយមកវិញហាន់មិនបារម្ភសោះហើយប្រាប់គ្រប់គ្នាថាការប្រកួតនេះវាស្រាលពេកសម្រាប់គាត់ លោកម៉ៅនឹងមិនសូវចំអកពីភាពអំនួតនេះដោយជឿថាគាត់ចិត្តត្រូវគេវាយខ្ទេចហើយ ហាន់ត្រៀមអាវុធឲ្យបញ្ចេញអាសារឹតពីដៃឲ្យទៅតទល់នឹងសត្វទាំងនោះ ពួកអសរិតស្ទុះទៅកាប់ជីងចក់ទាំងនោះខណៈពួកសត្វស្លាបជួយបាញ់វាប្រហារពីចម្ងាយការពារពួកវា នេះធ្វើឲ្យតបអសរិតរើមិនរួចហើយពេលហាន់ដឹងបែបនេះគាត់ក៏ចាប់ផ្ដើមចេញសកម្មភាពតែម្ដង ក៏បញ្ចេញជំនាញកម្លាំងរួចលោតទៅរកសត្វស្លាបទម្លាយការពាររបស់ពួកវាត្រឹមមួយក្បាច់ អ្នកទស្សនាទាំងអស់ហាមាត់គាំងព្រោះតែមិនដែលធ្លាប់មានប្រវត្តិថា វិញ្ញាណកិច្ចសន្យាថ្នាក់ទី1អាចកម្ចាត់ហ្វូងសត្វចម្លែកថ្នាក់ទី2បានយ៉ាងងាយដោយបកជ័យបែបនេះ ពួកគេនៅតែឆ្ងល់ថាហេនធ្វើបានយ៉ាងម៉េចទើបគាត់បញ្ចេញមួយក្បាច់ទៀតសម្រាប់សត្វទាំងនោះអស់ហើយលីង អ្នកទស្សនានាំគ្នាឈរមើលទាំងស្រឡាំងកាំងព្រោះពួកគេមិននឹកស្មានថាក្នុងយុគសម័យនេះមានសិស្សម្នាក់ដែលគួរឲ្យខ្លាចជាងពួកបិសាចទៅទៀតនោះទេពួកគេចាប់ផ្ដើមសួរគ្នាថាតើបរិសម្នាក់នេះលាក់កម្លាំងទុកប្រមាណទៅព្រោះពីនេះគេបានបញ្ចប់ការសាកល្បងកម្រិតទី3បាត់ទៅហើយ ពួកប្រធានតំបន់នាំគ្នាក្រោកពីកៅអីព្រោះពួកគេមិនគួរឲ្យជឿថាមានមនុស្សទេពកោសល្យខ្ពស់បែបនេះនៅចំពោះមុខពួកគេសោះ លីននិយាយថាជំនាញតន្ត្រីរបស់ហានពិតជាខ្លាំងហួសស្មានហើយល្បឿនបង្កើនធម៌ពលរបស់គេគឺលឿនជាងធម្មតាយ៉ាងហោចណាស់10ដងដែលមិនធ្លាប់មានពីមុនមក បរិសុទ្ធចំណាស់មិនចង់ជឿថា UA គ្រាន់តែជាវិញ្ញាណកម្រិត E នោះទេហើយគាត់ក៏ហៅជំនួយការរបស់គាត់មកអាហ្វូព្រោះអាហ្វូមានធម៌ពលអាចកំណត់ចំណាត់ថ្នាក់របស់វិញ្ញាណគេសន្យាបានយ៉ាងច្បាស់លាស់ គាត់ចង់ឲ្យគេពិនិត្យចំណាត់ថ្នាក់ UV ភ្លាមនោះអាហ្វូតបថាគេបានពិនិត្យរួចហើយនិងបញ្ជាក់ថាស្ថានភាពរបស់ UA គឺស្រដៀងនឹងនារីម្នាក់ឈ្មោះ Ling Chen លោកគ្រូចំណាស់ភ្នាក់ប្រាយ៉ាងខ្លាំងពេលឮបែបនេះព្រោះវាមានន័យថាថ្មកំណត់នាងត្រឹមកម្រិត E ប៉ុន្តែទេពកោសល្យរបស់នាងគឺលើសពីនេះ ស្របទៅនាងខ្លាចជាខ្លាំងព្រោះនាងបានបង្កើតកិច្ចសន្យាជាមួយហាន់ ហើយអាហ្វូក៏ប្រាប់បរិសុទ្ធចំណាស់ថានេះគឺជាការសន្និដ្ឋានចុងក្រោយ លោកគ្រូចំណាស់រំភើបខ្លាំងណាស់ហើយគាត់ប្រាប់អាហ្វូថា Ling Chen ដាច់ខាត់ត្រូវតែមកជួបជាមួយហាន់ប្រសិនបើរឿងនេះជាការពិតមែន បន្ទាប់មកលោកគ្រីសួរអាហ្វូថាតើចាំទេពកោសល្យវិញ្ញាណកម្រិត E របស់ Ling Chen ដែរឬទេហើយគេក៏តបថាវាគឺ Sinon Cauldron ត្រឡប់មកសង្វៀនវិញហាន់ប្រាប់អ្នកប្រឡងថាគេចង់បន្តការវិតម្លៃទៅមុខទៀតហើយបរិសនោះក៏ស៊ូបញ្ជាក់ថាតើគេប្រកាសចិត្តដែរឬទេ ហានអាងប្រាប់បុរសនោះថាគេមិនឈ្គួរទេហើយអ្នកប្រឡងក៏យល់ព្រមតាមព្រោះគាត់គិតថាហានគ្រាន់តែជាយុវជនដែលចូលចិត្តភាពស្វាហាប់ប៉ុណ្ណោះ ក្រោយមកហាន់ឡើងទៅកម្រិតលំបាកទី4ហើយដោយចង់ដឹងពីដែនកំណត់ខ្លួនឯងគេក៏កំចាត់ពួកបិសាចចោលមិនយូរប៉ុន្មានគេក៏ឈានចូលដល់កម្រិតលំបាកទី5ហើយបន្តដំណើរសន្សឹមរហូតដល់ជុំទី9 ពេលមកដល់អ្នកប្រឡងបរិសនោះពិតជាភ្ញាក់ផ្អើលខ្លាំងហើយបានស្នើឲ្យហាន់បញ្ឈប់តែហាន់បានបដិសេធដោយប្រាប់ថាគេចង់ប្រកួតនៅកម្រិតទី10 អ្នកប្រឡងស្រែកដាក់គេឲ្យសួរថាឈ្គួរទេដឹងព្រោះតាំងពីចាប់ផ្ដើមការវិតម្លៃមកគ្មាននរណាម្នាក់ធ្លាប់ឆ្លងកាត់កម្រិតទី10បានសម្រេចនោះឡើយ សត្វដទៃក៏ជឿជាក់ថាហាន់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងកម្រិតទី10ទេព្រោះគេទើបតែភ្ញាក់ដឹងខ្លួនថ្មីប៉ុណ្ណោះ កម្រិតទី10ជាវគ្គចុងក្រោយហើយវានឹងមានវត្តមានសត្វចំណាប់ថ្នាក់ទី3ពិតប្រាកដដែលអាចធ្វើឲ្យគេបាត់បង់ជីវិតបានប្រសិនបើគេនៅតែទទូចចង់បន្តទៅមុខទៀតនោះ សូម្បីតែវ័យនិងមិត្តរួមការងាររបស់គាត់ក៏ធ្លាប់ឆ្លងកាត់ការសាកល្បងនេះត្រឹមកម្រិតទី9ប៉ុណ្ណោះកាលពីសម័យពួកគេ កាលនោះវាគឺជាកំណត់ត្រាថ្មីមួយក្នុងចន្លោះពេល100ឆ្នាំទៅហើយ លីងកំពុងស្រមៃឃើញហាននៅក្នុងតំបន់របស់ខ្លួនបាត់ទៅហើយតែវ័យត្រៀមវាយមនុស្សគ្រប់គ្នាដែលចង់ដណ្ដើមហានចេញពីគាត់ ការពិតគឺលៀនបានឃើញពីទេពកោសល្យរបស់ហានហើយគាត់ក៏ត្រៀមខ្លួនប្រយុទ្ធជាមួយវ័យដើម្បីយកហត្ថលេខារបស់ហានឲ្យបាន នៅលើសង្វៀនអ្នកប្រឡងប្រាប់ហានថាគាត់នឹងមិនខ្វាត់ទេបើគេគិតថាអាចតតាំងនឹងកម្រិតទី10បានប៉ុន្តែគាត់អះអាងថាគេមិនអាចឈ្នះទេក្នុងស្ថានភាពបច្ចុប្បន្ននេះ ក្រោយមកហានអង្គុយចោះហើយសុំឲ្យអ្នកប្រឡងទុកពេលសម្រាប់យកកម្លាំងវិញសិនមុននឹងចាប់ផ្ដើមម្ដងទៀត អ្នកប្រឡងក៏ប្រាប់ភ្លាមថាតាមច្បាប់គេមានពេលសម្រាប់មិនលើសពី5នាទីទេប៉ុន្តែហេនកាត់តម្រាំដោយនិយាយថាគេត្រូវការពេលត្រឹមមួយបទចម្រៀងប៉ុណ្ណោះគេចាប់ផ្ដើមលេងភ្លេងមួយបទដែលបញ្ចេញវីតាមីនព្យាបាលនិងជួយស្ដារធម៌ពលឡើងវិញយ៉ាងឆាប់រហ័សភ្លាម អ្នកទស្សនាស្ទើរតែមិនជឿនឹងផ្នែកខ្លួនឯងព្រោះពេលនេះហានកំពុងតែទាញយកធម៌ពលដែលបាត់បង់ត្រឡប់មកវិញដែលនេះមានន័យថាវិញ្ញាណកិច្ចសន្យារបស់គេគឺជាវិញ្ញាណពហុជំនាញពេលនេះហើយតែពួកគេទើបយល់ថាវិញ្ញាណកិច្ចសន្យានោះពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅក្រោយឆាកឯណោះវិញលីនឹងវ័យត្រៀមខ្លួនកំទេចអាគារទាំងមូលចោលដើម្បីដណ្ដើមយកហានឲ្យបានតែម្ដងអ្នកតាពីកំពុងតែឆ្លោះគ្នាយ៉ាងក្តីគគុកស្រាប់តែប្រធានតំបន់ទី5លូជីងឈុនក៏បង្ហាញចំណាប់អារម្មណ៍លើហានដែរគាត់អះអាងថាអត្រាស្លាប់របស់អ្នកចងកិច្ចសន្យាវិញ្ញាណនៅសមរភូមិនឹងធ្លាក់ចុះយ៉ាងហោចណាស់ 30% ប្រសិនបើហានមកតំបន់គាត់ប៉ុន្តែពួកគេទាំងពីរបានស្រែកដាក់កត់ព្រមគ្នាដែលប្រាប់ថារឿងនេះគ្មានភ្លើអាចទៅរួចនោះទេលោកគ្រូរបស់ពួកគេបង្ខំចិត្តចូលមកសម្របសម្រួលម្ដងទៀតគាត់បញ្យល់ថាតំបន់ធំទាំង8សុទ្ធតែមានការទទួលខុសត្រូវរៀងៗខ្លួនជាទូទៅតំបន់ទី1ពូកែខាងប្រយុទ្ធតែព្រាត់ចំណែកតំបន់ទី2ពូកែខាងយុទ្ធសាស្ត្រតំបន់ទី3ពង្រីកទឹកដីតំបន់ទី4ស្វែងរកការពិតរីឯតំបន់ទី5គឺជួយសង្គ្រោះជីវិតមនុស្សតំបន់ទី6យាមកាមច្រកសំខាន់តំបន់ទី7ធ្វើដំណើរឆ្លងមហាសមុទ្រហើយតំបន់ទី8ធ្វើការនៅក្រោយឆាកបុរសចំណាប់បញ្យល់ថាតំបន់ទាំង8នេះគឺជាសសរស្តម្ភដ៏រឹងមាំដែលទប់អាណាចក្រដាក់ស៊ីឲ្យបានគង់វង្សបុរសចំណាស់សារភាពថាគាត់តែងតែចង់បង្កើតតំបន់ទី9មករហូតតែគាត់មិនដែលបានធ្វើវាជាដងកំភួនឡើយពេលកូនសិស្សរបស់គាត់ឮបែបនេះពួកគេក៏ដឹងភ្លាមថាលោកគ្រូកំពុងតែពិចារណាបង្កើតតំបន់ទី9ដោយឲ្យហានធ្វើជាប្រធានប៉ុន្តែសំណួរសំខាន់គឺថាតើហានអាចទប់ទល់នឹងការប្រឡងវាតម្លៃចុងក្រោយរបស់គាត់បានឬអត់ ក្នុងការសាកល្បងកម្រិតទី10នេះគាត់ត្រូវប្រឈមមុខនឹងសត្វចម្លែកអណ្ដាតភ្លើងក្រហម Zerb កម្រិតទី3 អ្នកប្រឡងប្រាប់ហានថាសម្រាប់កម្រិតទី10នេះគាត់នឹងជាប់ការសាកល្បងប្រសិនបើគាត់អាចរស់រានមានជីវិតពីការវាយប្រហាររបស់សត្វនេះរយៈពេល3នាទីសត្វ Zerb បញ្ចេញរលកកម្ដៅដ៏ខ្លាំងចេញពីរាងកាយរបស់វាដែលស្ទើរតែដុតអ្នកទស្សនាឲ្យឆ្អិនដើម្បីបង្ហាញពីធម៌ពលដ៏គួរឲ្យខ្លាចរបស់វាពេលរលកកម្ដៅថយចុះអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញហានឈរនៅស្ងៀមដោយមិនកម្រើកសូម្បីតែបន្តិច
ពួកគេស្មានថាហាននឹងរត់គេចខ្លួនបាត់ទៅហើយព្រោះសត្វចម្លែកហ្សើកមួយនេះមិនមែនជារឿងលេងសើចនោះទេ ហាន់ងាកទៅរកអ៊ុយសួរថាតើនាងត្រៀមខ្លួនសម្រាប់ប្រយុទ្ធហើយឬនៅហើយនាងក៏អះអាងថានឹងគ្រប់គ្រងគាត់ជានិច្ចទោះគាត់សម្រេចចិត្តបែបណាក៏ដោយ បន្ទាប់មកហានក៏ចាប់ផ្ដើមវាយលុកដោយស្ទុះទៅរកសត្វនោះជាមួយនឹងធម្មពលដ៏សន្ធឹកសន្ធាប់ព្រមទាំងប្រកាសថាគាត់មកទីនេះមិនមែនត្រឹមតែដើម្បីរស់រានមានជីវិតនោះទេ ការសម្រុកចូលរបស់គាត់ត្រូវវាយបកវិញភ្លាមៗដោយការវាយប្រហារបាល់ភ្លើងរបស់សត្វចម្លែកនោះ ហានលោតថយក្រោយយ៉ាងលឿនដើម្បីគេចកុំឲ្យឆេះខ្លោចដោយសារសត្វដ៏ឈួតលីលីមួយនេះ បន្ទាប់មកហាន់ក៏តាំងស្មារតីឲ្យចាប់ផ្ដើមលេងភ្លេងមួយបទដើម្បីបញ្ចេញការវាយប្រហារដោយធម្មពលខ្យល់ខ្យល់ព្យុះដ៏ខ្លាំងបក់បោកមកភ្លាមៗធ្វើឲ្យកក្រៅសង្វៀនទាំងមូលរហូតដល់អ្នកទស្សនាស្ទើរតែរបួសសម្លៀកបំពាក់អស់ ហានវាយប្រហារសត្វនោះដោយធម្មពលខ្យល់ដ៏មហិមាហើយហែកវាជាចំណែកគ្រប់គ្នាសម្លឹងមើលទាំងតក់ស្លុតពេលឃើញសត្វហ្សើខ្លាយជាផេះនៅចំពោះមុខពួកគេ ពួកគេស្ទើរតែមិនជឿសោះថាហានពិតជាប្រឡងជាប់មែនព្រោះគាត់ទើបតែបង្កើតកំណត់ត្រាថ្មីមួយដែលប្រហែលជាគ្មានអ្នកណាអាចបំបែកបានទៀតឡើយ លូម៉ូននិងមេស្ទ័រតែខ្យល់គាត់ដោយសារតែខឹងព្រោះហេតុការណ៍នេះគឺជារឿងដែលពួកគេមិននឹកស្មានដល់តទេសោះ មេក្តៅក្រហាយយ៉ាងខ្លាំងដែលហាន់បានឆក់យកភាពលេចធ្លោពីពួកគេទៅបាត់នៅលើសង្វៀនហាន់អាចនឹងប្រឡងជាប់មែនប៉ុន្តែដោយសារគាត់ប្រើកម្លាំងហួសហេតុពេកគាត់ក៏បានសន្លប់បាត់បង់ស្មារតី ពេលគាត់បើកភ្នែកឡើងគាត់ឃើញខ្លួនឯងនៅក្នុងលំហសាកល្បងហើយអ្នកដែលឈរនៅពីមុខគាត់នោះគឺលីន មុនពេលហានភ័យស្លន់ស្លោគាត់ក៏ណែនាំខ្លួនឯងដោយប្រាប់ថាគាត់មកទីនេះដើម្បីសួរសំណួរមួយចំនួនប៉ុណ្ណោះ ហានទៀមទីចង់ដឹងថាសំណួរអ្វីទៅហើយលីនក៏សួរគាត់ថាតើគាត់គិតថាភាគីខាងណានឹងឈ្នះរវាងមនុស្សជាតិនិងពួកហ្សើ ហានឆ្លើយតបថាពួកហ្សើអាចនឹងឈ្នះប៉ុន្តែក្នុងពេលជាមួយគ្នានេះមនុស្សជាតិក៏មិនព្រមចាញ់នោះដែរ លីនចាប់អារម្មណ៍នឹងចម្លើយនេះណាស់ហើយក៏សួរថាក្នុងនាមជាគ្រូកិច្ចសន្យាម្នាក់គាត់ចង់ដឹងថាតើហាន់កំពុងប្រយុទ្ធដើម្បីអ្វីហាន់ឆ្លើយថាគាត់ប្រយុទ្ធដើម្បីរារាំងពួកហ្សើកុំឲ្យបំផ្លាញមាតុភូមិរបស់ពួកគេដើម្បីឲ្យប្រជាជនអាចរស់នៅដោយសន្តិភាពនិងរុងរឿងគាត់បន្ថែមថាគាត់ចង់ឃើញទង់ជាតិដាក់សៀបក់ពេញទឹកដីដើម្បីស្ដារភាពរុងរឿងរបស់ពួកគេដោយការពីអតីតកាលឡើងវិញ ពេលលឺបែបនេះលោកគ្រូចាស់ក៏លេចមុខមកព្រមទាំងទះដៃសាទរដល់ហានយ៉ាងរំភើប គាត់មិនបង្អង់យូរឡើយក៏សូមឲ្យហាន់ធ្វើជាសិស្សរបស់គាត់ហើយលីនណែនាំលោកគ្រូរបស់ខ្លួនថាមានឈ្មោះលីឈួន ហាន់តក់ស្លុតយ៉ាងខ្លាំងទៅឮឈ្មោះនេះព្រោះគាត់ដឹងថាត្រកូលលីគឺជាត្រកូលដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសដាក្សា តាមពិតទៅកាលពី100ឆ្នាំមុនអធិរិកហ្សឹកធំទាំង3បានសម្រេចចិត្តរួមដៃគ្នាដើម្បីបំផ្លាញដាក្សៀហើយពួកគេស្ទើរតែធ្វើបានសម្រេចទៅហើយ ប៉ុន្តែក្នុងពេលដ៏ធ្ងន់ធ្ងរនោះស៊ូតុងបានប្រយុទ្ធតែម្នាក់ឯងទល់នឹងអធិរិកសឹកទាំង3ដោយសម្លាប់ពួកគេនិងសង្គ្រោះដាក្សាបានដោយជោគជ័យ គ្រាន់តែនឹកឃើញរឿងនេះភ្លាមហាន់កាន់តែមានចំណាប់អារម្មណ៍ខ្លាំងចង់ខ្លាយជាសិស្សរបស់លោកតាចាស់ម្នាក់នេះ គាត់ក៏សួរបញ្ជាក់ថាតើគាត់ពិតជាអាចធ្វើជាសិស្សរបស់លោកតាបានមែនឬ សាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់អាចធ្វើបានប្រសិនបើគាត់មានឆន្ទៈចង់រៀនសូត្រមែននោះ ហើយហានក៏អន់គោរពនៅចំពោះមុខគាត់ដើម្បីសម្ដែងការស្វាគមន៍ចំពោះលោកគ្រូថ្មីរបស់ខ្លួន សាត់សសឹងគាត់ដែលប្រាប់ថាគាត់ពេញចិត្តហែនច្រើនជាងសិស្សដទៃទៀត គាត់តែស្មាហានតិចៗហើយប្រាប់ថាមិនមានអ្វីផ្ដោតឲ្យច្រើនទេដោយសារនេះជាការជួបគ្នាលើកដំបូងរបស់ពួកគេ ទោះយ៉ាងណាក៏ដោយគាត់នឹងឲ្យចិញ្ចៀនមួយវងដែលធ្វើពីឆ្អឹងអធិរិកហ្សើកម្រិតទី9ដែលគាត់បានសម្លាប់កាលពីអតីតកាល សាត់បង្ហើបថាវាមានទំហំផ្ទុករបស់របរនៅខាងក្នុងដែលធ្វើឲ្យហាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រាន់តែសម្លឹងមើលចិញ្ចៀននេះគាត់អាចដឹងថាវាមានផ្ទុកនៅធម្មពលដ៏មហិមាមួយទៅហើយ នេះធ្វើឲ្យគាត់ងឿងឆ្ងល់ថាតើអធិរិកកម្រិតទី9នោះមានធម្មពលខ្លាំងកម្រិតណាមុនពេលវាស្លាប់ទៅ ព្រោះត្រឹមតែឆ្អឹងរបស់វាសោះក៏មានធម្មពលខ្លាំងក្លាបែបនេះទៅហើយ សាត់ប្រាប់ហានថាចិញ្ចៀននេះអាចបំផិតបំភ័យពួកហ្សើកម្រិតទាបបានប៉ុន្តែបើជួបពួកហ្សើខ្លាំងជាងពួកវានឹងកាន់តែកាចសាហាវ សាត់ប្រាប់ថាគាត់អាចជ្រើសរើសមិនពាក់វាជាប្រចាំក៏បានប្រសិនបើគាត់មានការព្រួយបារម្ភពីរឿងនេះ ហានអះអាងទៅស៊ូថងថាគាត់នឹងពាក់វាជាប់ជានិច្ចព្រោះវាគឺជាវត្ថុអនុស្សាវរីយ៍ពីលោកគ្រូរបស់គាត់ សាច់យ៉ាងខ្លាំងពេលឮបែបនេះហើយប្រាប់អ្នកផ្សេងទៀតថាគាត់ចូលចិត្តស្មារតីរបស់ហានខ្លាំងណាស់ គាត់យកឱកាសនេះដើម្បីចំអកឲ្យសិស្សផ្សេងទៀតដោយនិយាយថាពួកគេជាមនុស្សកំសាកទើបមិនហ៊ានពាក់ចិញ្ចៀននេះពេលគាត់ឲ្យការពីមុន សាសនាឲ្យឈប់និយាយរឿងអប្រយោជន៍ហើយគាត់ប្រាប់ហានថាគេនឹងយូរអីប្រកាសជាអស់កម្លាំងខ្លាំងហើយបន្ទាប់ពីទើបបញ្ចប់ការវាតម្លៃរួចសហភាពថាថ្ងៃនេះគាត់មានអារម្មណ៍ល្អខ្លាំងណាស់ដូច្នេះគាត់ស្ម័គ្រចិត្តនាំពួកគេទៅញ៉ាំអាហារមួយពេលយ៉ាងឆ្ងាញ់តែម្ដង មួយសន្ទុះក្រោយមកពួកគេបានមកដល់ហាង Deep Blue Hot Pot ពីអង្គុយចុះភ្លាមជាប់បានប្រាប់ហានថាសិស្សច្បងគេនឹងមកដល់ឆាប់ៗទូគាត់បានហៅពួកគេមកដែរមិនយូរប៉ុន្មានពួកគេក៏មកដល់ហើយណែនាំខ្លួនទៅកាន់ហាន់ដោយចាប់ផ្ដើមពីលីនទៅដល់លូហាន់ក្រាស់ចោលឡើងហើយអង្គគ្រប់សិស្សច្បងរបស់គេយ៉ាងសមរម្យប៉ុន្តែពួកគេប្រាប់វិញថាមិនបាច់ធ្វើជាផ្លូវការពីទេព្រោះពួកគេសុទ្ធតែជាគ្រួសារតែមួយយ៉ាប្រាប់ហាន់ថាមិនមែនគ្រប់គ្នាសុទ្ធតែអាចមកបានទេដោយប្រាប់ថាបងទី6កំពុងយាមព្រំដែនមិនអាចចេញមកបានឡើយចំណែកបងទី7កំពុងនៅក្រៅប្រទេសដូច្នេះគេអាចនឹងមិនទាន់ជួបគាត់ទេពេលនេះពួកគេរៀបនឹងនិយាយពីបងទី8ស្រាប់តែកំឡោះមុខយៈនោះលិចមកក្នុងបន្ទប់តែម្ដងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបុរសនោះគ្រាន់តែហុចកាតឲ្យហាន់ដោយប្រាប់ឲ្យតាក់ទងទៅគាត់បើត្រូវការជំនួយតែគេមានឯកាសតែមួយគត់ ហាន់ឈោគាំងឲ្យនិយាយថាបងទី8ម្នាក់នេះមានចរិតចម្លែកខ្លាំងណាស់ លីនយកអំណោយដែលអ្នកផ្សេងផ្ញើមកដោយប្រាប់ហាន់ថានោះជាគម្ពីរក្បាច់គុណអៅសមរភូមិនិងរបស់មានប្រយោជន៍ផ្សេងៗទៀតពួកគេកំពុងតែសប្បាយស្រាប់តែមានសេរីធាត់មុខអាក្រក់ម្នាក់រត់ចូលមកលោឡាពេញបន្ទប់តែម្ដង តាមពិតស្ត្រីម្នាក់នោះជាមីងរបស់អ៊ូអាគាត់បានស្រែកជេរនាងដោយចោទថាលួចចេញមកសប្បាយទាំងតែការមុនពេលដាស់ធម្មពលនាងតែងតែស៊ីចុកនៅផ្ទះរបស់គាត់សោះ អ៊ូអាព្យាយាមប្រាប់គាត់ថាវាមិនមែនដូចអ្វីដែលគាត់គិតទេប៉ុន្តែស្ត្រីនោះបានលូកដៃសម្ដៅមករកអ៊ូរួចជាស្រេចដើម្បីទះកំភ្លៀងនាងដែលហ៊ានតមាត់ជាមួយគាត់ ប៉ុន្តែហានបានចាប់ដៃគាត់ជាប់ហើយស្ត្រីនោះក៏ចំណាំហានបានភ្លាមថាជាអ្នកធ្វើកិច្ចសន្យាជាមួយ UA គាត់បាននិយាយយ៉ាងឆ្លើយដាក់ហានដែលថាគេបានបោអើញឲ្យចុះកិច្ចសន្យាជាមួយខ្លួន ហានសួរសក់ក៏ក្រោះថាចង់បានអ្វីហើយគាត់ក៏ចាប់ផ្ដើមលោឡា
គាត់និយាយថាគាត់ជាអ្នកចិញ្ចឹមអ៊ូអស់ច្រើនឆ្នាំមកនេះដូច្នេះគាត់សមនឹងទទួលបានសំណងជាតិដាំកពូនខ្លះ អ៊ូអាស្រ័យទុកគាត់ភ្លាមៗដែលប្រាប់ឲ្យបញ្ឈប់ការលូឡានោះទៅស្ត្រីនោះប្រាប់អ៊ូថាកុំគិតថាខ្លួនឯងជាមនុស្សអស្ចារ្យពេកគ្រាន់តែប្រឡងជាប់ការវាតម្លៃប៉ុណ្ណឹងសោះនោះស្ត្រីនោះចាប់ផ្ដើមអួតដោយប្រាប់អ៊ូថាពូខ្លួនមកពីតំបន់ទី4បើនាងនៅតែស្រ័យទៀតគាត់នឹងតាក់ទងទៅពូដើម្បីធានាថាអ៊ូអេមិនអាចបន្តក្នុងសមាគមគ្រូកិច្ចសន្យាវិញ្ញាណបានទៀតទេសែនលឺដូច្នេះក៏ព្យាយាមនិយាយតបទៅគាត់ប៉ុន្តែគាត់បានបញ្ជាឲ្យគេបិទមាត់គាត់ងាកទៅសួរឈូតងថាជាជីតារបស់ហេនអត់ព្រមទាំងជេរគាត់ថាតាចាស់កញ្ចាស់បន្ទាប់មកគាត់ប្រាប់សួងថាបើពួកគេចង់បានអ៊ូអេពួកគេត្រូវតែឲ្យមាសប្រាក់បណ្ណាការផ្ទះនឹងឡានមួយគ្រឿងដោយដាក់ឈ្មោះគាត់ជាម្ចាស់កម្មសិទ្ធិទាំងអស់គាត់អួតថាគេមានសាច់ញាតិនៅតំបន់សមរភូមិទី3ទី4និងទី5បើមិនព្រមធ្វើតាមការទាមទារទេពួកគេនឹងស្ដាយក្រោយជាមិនខានឆាតែតបមួយទំហឹងឲ្យស្ដីបន្ទោកូនសិស្សរបស់គាត់ដែលអង្គុយស្ងៀមស្ដាប់មីធាត់នេះប្រមាថគាត់បញ្ជាឲ្យទេទៅរបងរៀងខ្លួនហើយក្រុមនោះក៏បញ្ញាប់ទីងទូរស័ព្ទខលហៅភ្លាមមីងនោះគិតថាពួកគេកំពុងខ្វល់ហាសន្តិសុខទើបគាត់បន្ថែមថាគាត់មានខ្សែធំរាប់មិនអស់ទេពេលនោះទូរស័ព្ទគាត់ក៏រោឡើងហើយពេលគាត់លើកទូរស័ព្ទស្រាប់តែឮសំឡេងពូរបស់គាត់ជាអ្នកខលមកមុនពេលគាត់ហៅមកនិយាយបរិះនោះបានស្រែកស្ដីបន្ទោតាមទូរស័ព្ទដោយសួរថាតើនាងចង់ឲ្យគ្រួសារនេះវិនាសទាំងអស់គ្នាមែនទេគាត់ប្រាប់កុំឲ្យខលទៅទៀតដោយប្រកាសថាពួកគេត្រូវកាត់កាល់គ្នាហើយខណៈបរិះនោះកំពុងស្រែកជេរតាមទូរស័ព្ទសัตว์កំពុងតែសើចចំអកឲ្យគាត់ដែលនៅល្ងងជឿថាខ្លួនមានខ្សែធំដុំមុនពេលគាត់ដាក់ទូរស័ព្ទចុះគាត់បានប្រមាននាងកុំឲ្យរករឿងហាននឹងអ៊ូបាននាងលើស្ទាយជីវិតតូចតាចនេះមីងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតទម្លាក់ទូរស័ព្ទចោលទាំងឆ្ងល់ថាមានរឿងអ្វីកើតឡើងហើយបុគ្គលិកភោជនីយដ្ឋានក៏បានបង្ហាញខ្លួនដើម្បីប្រាប់ស្ត្រីនោះកុំឲ្យបង្ករឿងទៀតគាត់ព្យាយាមទម្លាក់កំហុសទៅឈូថងនិងអ្នកផ្សេងទៀតដែលចោទថាពួកគេទេដែលគំរាមកំហែងគាត់ដោយឃើញថាគាត់មិនព្រមសហការពួកគេក៏បង្ខំចិត្តអូគាត់ចេញពីក្នុងហាងតែម្ដងទៅអ៊ុយអោនក្បាលសុំទោសស៊ូតុងយ៉ាងស្មោះដោយនិយាយថានាងគឺជាដើមហេតុនៃរឿងគ្រប់យ៉ាងនេះប៉ុន្តែឈូថងប្រាប់កុំឲ្យបន្ទោសខ្លួនឯងព្រោះរឿងទាំងអស់នេះកើតឡើងដោយសារតែនាងគ្មានឪពុកម្ដាយនៅក្បែរឈូតុងក៏ប្រាប់នាងថាចាប់ពីពេលនេះទៅនាងនឹងហានជាគ្រួសាររបស់គាត់ដូចសិស្សច្បងគេដែរគាត់ថែមទាំងប្រាប់នាងថានាងមិនចាំបាច់ត្រឡប់ទៅផ្ទះមីងរបស់នាងវិញទេដោយបញ្ជាក់ថានាងអាចស្នាក់នៅផ្ទះរបស់គាត់បានតាំងពីភ្នែករលីរលោងនាងបានអរគុណលោកតាសម្រាប់ក្តីមេត្តានេះហើយស៊ូងក៏ប្រាប់អ្នកទាំងពីរឲ្យញ៉ាំតាមចិត្តគាត់ចាប់ផ្ដើមនិយាយពីរបៀបធ្វើម្ហូបហើយហានក៏ឆ្លៀតឱកាសនោះសួរពីប្រភពដើមរបស់គាត់តែម្ដងគាត់តបថាម្នាក់មានផ្លូវដើររៀងខ្លួនហើយគាត់មិនអាចទាយដឹងផ្លូវគេទេពេលកំពុងញ៉ាំហានសួរទៅស៊ុងថាហេតុអីបានជាប្រពន្ធរបស់សិស្សច្បងមិនតមកជួបពួកគេពេលនោះលីនសួរគាត់ថាតើគាត់និងយូអាបានស្និទ្ធស្នាលគ្នាឬនៅតែគាត់ឆ្លើយតបវិញថាពួកគេមិនទាន់បានធ្វើរឿងបែបនោះទេលីនបញ្យល់ថាក្រោយពេលស្និទ្ធស្នាលម្ចាស់វិញ្ញាណអាចទទួលបានសមត្ថភាពចម្លងខ្លះៗហើយទោះបីជាវារៀងខ្សោយបន្តិចក្តីក៏វានៅតែមានប្រយោជន៍ខ្លាំងណាស់ដែរក៏បញ្យល់ថាដៃគូវិញ្ញាណមានពីរទម្រង់គឺទម្រង់ជាវត្ថុនិងទម្រង់ជាមនុស្សទម្រង់វត្ថុគឺពេលយូអាបដូរទៅជាឧបករណ៍តន្ត្រីហើយទម្រង់មនុស្សគឺពេលនាងត្រឡប់មកសភាពធម្មតាវិញមើលទៅពេលនេះប្រពន្ធសិស្សច្បងកំពុងនៅក្នុងទម្រង់មនុស្សដើម្បីជួយមើលការកោសត្រូវជំនួសប្តីរបស់ពួកគេដែលមិននៅទីនេះហានភ្ញាក់ផ្អើលពេលដឹងថាម្ចាស់និងដៃគូវិញ្ញាណអាចប្រយុទ្ធរួមគ្នាឬបំបែកគ្នាបានស្រាប់តែយូអាលុកមាត់ប្រាប់ថាពួកគេត្រូវតែស្និទ្ធស្នាលគ្នាជាមុនសិនបន្ទាប់មកលីនស៊ូហានថាតើយូអាពិតជាវិញ្ញាណចំណាត់ណាអ៊ីមែនទេហានតបថាមែនតែគេទម្លាថាគេមានសមត្ថភាពពិសេសអាចដាស់ភាពជាទេវតារបស់នាងបានក្រោយមកនាងក៏អាចវិវត្តទៅជាវិញ្ញាណចំណាត់ថ្នាក់ SSS បានពេលបងប្អូនទាំងនោះឮបែបនេះពួកគេពិតជាហួសចិត្តខ្លាំងណាស់ព្រោះនេះជាលើកទី1ហើយដែលពួកគេធ្លាប់ឮពីសមត្ថភាពបែបនេះហានប្រាប់កុំឲ្យពួកគេគិតថាគេចេះតែរើសដៃគូវិញ្ញាណផ្ដេសផ្ដាស់គេមិនលង់ដល់ថ្នាក់ធ្វើរឿងបែបនោះឡើយដោយសារតែទេពកោសល្យរបស់គេបញ្ជាក់ថាគេមិនស្ទាក់ស្ទើរក្នុងការរួមបញ្ចូលគ្នាជាមួយដៃគូវិញ្ញាណទេវតាឡើយទោះបីជាចំណាត់ថ្នាក់ពួកគេទាបក៏ដោយហានដឹងថាក្រៅពីហ្វូឈីននៅមានវត្ថុស័ក្តិសិទ្ធិ9ផ្សេងទៀតក្នុងចំណោមវត្ថុទេវតាបុរាណកំពូលទាំង10ស៊ូថងក៏ផ្ដាំហានកុំឲ្យប្រាប់អ្នកណាផ្សេងពីពួកគេឲ្យដឹងពីសមត្ថភាពរបស់គេឲ្យសោះគាត់បន្តប្រាប់លីនឲ្យដាក់ព័ត៌មានរបស់ហាននិងយូអាចជាការសម្ងាត់កម្រិតកំពូលដើម្បីឲ្យប្រកាសថាគ្មាននរណាម្នាក់អាចចូលមើលបានបន្ទាប់ពីនេះបងប្អូនទាំងអស់នោះបានរាយការណ៍ប្រាប់សួងពីស្ថានភាពនៅតំបន់របស់ពួកគេហើយគាត់ក៏សរសើរថាពួកគេធ្វើបានល្អណាស់ក្រុមនេះក៏បានលើកការអបអរដល់ភាពជោគជ័យរបស់បេក្ខជាតិមុនពេលបញ្ចប់ការជួបជុំនៅយប់នោះយប់ជ្រៅបន្តិចស៊ូថងនាំហាននិងយូអាទៅផ្ទះរបស់គាត់ដែលជាកន្លែងពួកគេត្រូវស្នាក់នៅពេលចូលដល់ក្នុងផ្ទះដ៏ធំនេះអ្នកទាំងពីរពិតជាភ្ញាក់ផ្អើលហើយហាននិយាយថាគេមិននឹកស្មានថាសួងមានផ្ទះនៅទីក្រុងឌីប្លូសោះស៊ូថងទម្លាយថាទីក្រុងនេះជាស្រុកកំណើតប្រពន្ធគាត់ហើយហានក៏សួរពីប្រពន្ធគាត់ភ្លាមអារម្មណ៍ស៊ូថងក៏ធ្លាក់ចុះពេលឮបែបនេះហើយគាត់ប្រាប់ថាប្រពន្ធរបស់គាត់បានស្លាប់ក្នុងសម្រុភូមិបាត់ទៅហើយគាត់រៀបរាប់ថាមនុស្សគ្រប់គ្នាចង់ចាំតែគាត់ដែលជាអ្នកបង្វែរស្ថានភាពសង្គ្រាមតែគ្មានអ្នកណាចង់ចាំប្រពន្ធគាត់ឡើយស៊ូថងសារភាពថាបើគ្មាននាងគាត់ក៏គ្មានន័យអ្វីដែរឃើញភាពស្មោះត្រង់និងអារម្មណ៍បែបនេះអ្នកទាំងពីរក៏មានអារម្មណ៍ក្រៀមក្រំហានសំទោសដែលលើកយករឿងប្រពន្ធគាត់មកនិយាយធ្វើឲ្យគាត់រំជួលចិត្តបែបនេះស៊ូថងផ្ដាំហានឲ្យមើលថែយូអាឲ្យបានល្អព្រោះនាងជាផ្នែកមួយរបស់គេមិនមែនគ្រាន់តែជាឧបករណ៍នោះទេហានអរគុណស៊ូថងសម្រាប់ដំបូន្មានដោយសន្យាថានឹងមើលថែយូអាឲ្យបានល្អបំផុតបន្ទាប់មកគេសុំឲ្យស៊ូថងប្រាប់ឈ្មោះប្រពន្ធគាត់ដោយធានាថាឲ្យតែមានមនុស្សម្នាក់ចងចាំនាងនឹងមិនត្រូវបានពិភពលោកបំភ្លេចចោលឡើយស៊ូថងសរសើរហានដោយនិយាយថាគេខុសពីអ្នកដទៃស្រឡះហើយគាត់ជួយចិត្តចំណុចនេះបន្ទាប់មកគាត់ក៏ប្រាប់គេថាប្រពន្ធរបស់គាត់ឈ្មោះលីងមេការវិវត្តជាមួយអាទីរីសឺគាត់សម្លាប់បានតែមួយទេតែប្រពន្ធគាត់ទៅវិញទេដែលតស៊ូដល់ដង្ហើមចុងក្រោយដើម្បីសម្លាប់2នាក់ទៀតស៊ូនិយាយថានាងគួរតែទទួលបានកិត្តិយសជាអ្នកសង្គ្រោះប្រទេសជាតិប្រសិនបើនាងនៅរស់មិនមែនជាគាត់នោះទេបន្ទាប់មកស៊ូឲ្យពួកគេទៅរកបន្ទប់សម្រាប់ព្រោះនេះក៏យប់ជ្រៅណាស់ទៅហើយដែរបន្តិចក្រោយមកស៊ូថងចេញទៅក្រៅដើម្បីកយគុណព្រះច័ន្ទជាមួយនឹងរូបថតប្រពន្ធនៅក្បែរខ្លួន
มันยุบประมาณ5 UR ก็ចេញមកដោយប្រាប់ថាពួកគេស្ម័គ្រចិត្តនៅកំដរគាត់ពេលដែលគ្មានអ្នកណានៅក្បែរបែបនេះស៊ូថងរំភើបចិត្តណាស់ហើយប្រាប់ហានថាពេលឃើញគេនឹង UR នៅក្បែរគ្នាវាធ្វើឲ្យគាត់នឹកដល់ប្រពន្ធរបស់គាត់ គាត់បញ្ចេញធម្មពលរបស់ខ្លួនហើយប្រាប់ហានថាគេត្រូវការកម្លាំងខ្លាំងក្លាប្រសិនបើចង់ការពារមនុស្សដែលខ្លួនស្រឡាញ់ដោយសារហេតុនេះគាត់ប្រាប់ហានថាគាត់នឹងបង្រៀនក្បាច់គុណដែលគាត់ពូកែបំផុតឲ្យទៅគេគាត់ដកដង្ហើមធំរួចបញ្ចេញមួយកណ្ដាប់ដៃកាត់ដើមឈើនៅពីមុខដៃជាពីរគាត់ទម្លាយថាអ្វីដែលគាត់ទើបតែបញ្ចេញនេះគឺជាក្បាច់គុណកណ្ដាប់ដៃសោទាំង8គាត់ប្រាប់ថាវាមានសោចំនួន8ដែលត្រូវគ្នានឹងចំណុចលាក់កំបាំងទាំង8នៅក្នុងរាងកាយមនុស្ស នៅពេលសោទាំង8ត្រូវបានបើកពួកគេនឹងអាចទម្លុះដែនកំណត់របស់ខ្លួនភ្លាមនោះហានក៏បញ្ចេញក្បាច់ដោយស៊ូថងអបាញ់បាញ់ធ្វើឲ្យបរិះចំណាស់ម្នាក់នេះគាំងស្ដុកតែម្ដង ស៊ូថងមិនចង់ជឿនឹងភ្នែកខ្លួនឯងទេព្រោះក្បាច់នេះត្រូវចំណាយពេល6ខែទើបរៀនចេះតែហានអាចធ្វើបានដោយគ្រាន់តែមើលម្ដងប៉ុណ្ណោះ ហានប្រាប់ដោយភាពជឿជាក់ថាគេរកឃើញទីតាំងសោទាំងនោះដោយសារញៀនដឹងពីធម្មជាតិប៉ុណ្ណោះ ដោយសារតែឃើញហានមានទេពកោសល្យពេកស៊ូថងមិនស្ទាក់ស្ទើរក្នុងការម៉ាត់គេឲ្យដួលទៅលើដីឡើយហានក៏ដួលទៅលើដីទាំងឈឺចាប់ ការពិតទៅស៊ូមានចេតនាធ្វើបែបនេះព្រោះគាត់កំពុងតែចង់កាត់បន្ថយភាពអំនួតរបស់ក្មេងម្នាក់នេះ ទោះបីគេជាមនុស្សពូកែក្តីស៊ូក៏ដកដង្ហើមធូរទ្រូងហើយនិយាយថាវាពិតជាមានអារម្មណ៍ល្អណាស់ដែលបានបង្រៀនមេរៀនដល់មនុស្សពូកែបែបនេះ ស៊ូមិនព្រមលែងហាននោះទេដោយគាត់នៅតែបន្តវាយដុំគេក្នុងលេខថាជាការវឹកហាត់ទៅវិញមិនតន់ដឹងខ្លួនស្រួលបួផងក្បាលរបស់ហានបានហើមប៉ោងដោយត្រូវហ្វូងឃុំតិចទៅហើយថ្ងៃបន្ទាប់នៅឯសាលាអ៊ុយវ៉ាសួរហានថាតើមុខរបស់គេនៅឈឺឬអត់ហើយគេក៏តបវិញថាវាលេខអីហើយ តាមពិតគេមិនប្រកាន់នោះទេព្រោះគេដឹងច្បាស់ថាគ្រូរបស់គេគ្រាន់តែលេងសើចជាមួយគេប៉ុណ្ណោះ អ្នកទាំងពីរមិនខ្វល់ពីអ្នកណាឡើយរហូតទាល់តែលូម៉ៅសម្រាប់ចិត្តមកស្វែងរកការប្រកួតជាមួយហាន គេនឹងកូនចៅចាប់ដើមនិយាយផ្លែផ្កាដាក់គេចំណែកអ៊ុយវ៉ាន់វិញកំពុងតែឆ្ងល់នឹងស្ថានភាពមួយនេះប៉ុន្តែហានប្រាប់នាងកុំឲ្យបារម្ភព្រោះលូម៉ៅនឹងប៉ពួកគ្រាន់តែជាហ្វូងរុយដ៏គួរឲ្យរំខានតែប៉ុណ្ណោះ បន្ទាប់មកហាននិងអ៊ុយវ៉ាបានទៅការិយាល័យនាយកសាលាហើយក៏បានដឹងថាមានដំណឹងអាក្រក់កំពុងរងចាំពួកគេ នាយកសាលាប្រាប់ពួកគេទាំងពីរថាយោងតាមបញ្ជាពីថ្នាក់លើ ពួកគេត្រូវបានចាត់តាំងឲ្យទៅទីក្រុង Diblo ដើម្បីចូលរួមជាមួយអង្គការ Guardian និងដោះស្រាយការងារជួរមុខថ្នាក់ទាបបំផុត នាយកសាលាបង្ហាញលិខិតជូនដំណឹងដល់ពួកគេដោយប្រាប់ថាពួកគេត្រូវតែទៅរីកាភ្លាម ហានពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឮថាពួកគេត្រូវបានបញ្ជូនទៅសមរភូមិជួរមុខ នាយកសាលាដកដង្ហើមធំទាំងខកចិត្តដោយនិយាយថាការសម្រេចចិត្តនេះអាចជាការខ្ជះខ្ជាយទេពកោសល្យរបស់គេប៉ុន្តែលោកមិនអាចធ្វើអ្វីបានទេព្រោះវាជាបញ្ជាពីថ្នាក់លើមក ទោះយ៉ាងណាក៏ដោយហានប្រាប់លោកថាមិនបន្ទោសខ្លួនឯងនោះទេព្រោះគេទទួលយកការសម្រេចចិត្តមួយនេះហើយហានជឿជាក់ថានេះគឺជាផ្លូវដែលគ្រូរបស់គេចង់ឲ្យគេដើរទៅមុខដោយខ្លួនឯង ពេលចេញពីបន្ទប់នាយកសាលាលូម៉ៅនៅតែបន្តនិយាយឌឺដងមិនឈប់ហានលែងខ្វល់នឹងពាក្យសម្ដីសម្រាប់ទាំងនោះទៀតហើយលូម៉ៅក៏កត់សម្គាល់ឃើញពីប្រតិកម្មនេះដែរលូម៉ៅគំរាមវាយហានដោយប្រាប់ថាគេនឹងម៉ៃបានសប្បាយជាមួយគ្នាដូច្នេះគេមានកម្លាំងខ្លាំងជាងកាលពីម្សិលមិញទៅទៀត ហានរត់តម្រង់ទៅរកគេហើយអ្នកទាំងពីរក៏បានវាយតបគ្នាតែម្ដង កម្លាំងប៉ះទង្គិចនេះបោកបក់ពេញបន្ទប់ហើយពេលអ្វីៗស្ងប់ស្ងាត់ទៅវិញសរសៃដៃរបស់លូម៉ៅត្រូវបានកំទេចខ្ទេចគ្មានសល់ គេអបបែកទាំងឈឺចាប់នឹងស្រែកហៃម៉ែយ៉ាងកង់រំពងប៉ុន្តែហានមិនបញ្ឈប់ត្រឹមនឹងនោះទេគេក៏ម៉ាត់ចំកណ្ដាលមុខមួយដៃទៀតធ្វើឲ្យគេដួលទៅលើដីព្រមទាំងបាក់ធ្មេញពីមាត់ដ៏អាក្រក់របស់គេអស់ជាច្រើនផងដែរ បន្ទាប់មកហានក៏ចាប់ដៃគូរបស់ខ្លួនដោយប្រាប់ថាល្មមដល់ពេលដែលពួកគេត្រូវទៅហើយព្រមទាំងប្រាប់នាងថាអាមួយនេះសមនឹងទទួលវាហើយ អ៊ុយវ៉ាសួរគេថាតើពួកគេត្រូវទៅណាហើយគេក៏តបវិញថាពួកគេត្រូវទៅរាយការណ៍នៅស្ថានីយ៍បន្ទាប់ មិនយូរប៉ុន្មានពួកគេបានមកដល់ស្ថានីយ៍ Guardian ហើយក៏ដើរចូលទៅកន្លែងបញ្ចុះរបស់បុគ្គលិកនៅទីនោះបុរសនោះស្មានថាពួកគេជាអតិថិជនក៏ប្រាប់ឲ្យចូលតម្រង់ជួរប៉ុន្តែហានប្រាប់គេវិញថាពួកគេមកទីនេះដើម្បីចូលរួមជាមួយអង្គការនោះទេ ពេលលើបែបនេះបុរសនោះក៏ជប់លេងហ្គេមភ្លាមគេងើបមកឡើងហើយបន្ទាប់ពីមើលយ៉ាងយកចិត្តទុកដាក់គេក៏ដឹងថាអ្នកទាំងពីរជានរណា គេសាច់ចំអកឲ្យពួកគេដោយនិយាយថាមានគេបញ្ជាឲ្យធ្វើបែបអ្នកទាំងពីររួចទៅហើយ បន្ទាប់មកគេក៏ឆែកកុំព្យូទ័រហើយប្រាប់ថាពួកគេត្រូវបានចាត់ឲ្យទៅក្រុមលេខ0577ដោយមានហានជាប្រធានក្រុម នៅក្នុងអង្គការ Guardian ទីក្រុងនីមួយៗមានក្រុមទី1ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងសមាជិក Guardian ផ្សេងទៀត ចំណែកសមាជិក Guardian ផ្សេងទៀតត្រូវបានផ្ដល់លេខសម្គាល់ទៅតាមតំបន់នៃក្រុមនីមួយៗ បុរសនោះបានប្រាប់ហាននិងអ៊ុយវ៉ាពីកន្លែងដែលពួកគេត្រូវទៅហើយពេលជៀនជើងចូលការិយាល័យក្រុមលេខ077ភ្លាម ពួកគេឃើញកន្លែងនោះរញ៉េរញ៉ៃគ្មានសល់ មានមនុស្សប្រុសស្រីពីរនាក់នៅទីនោះហើយនារីនោះក៏សួរហាយ៉ាងគំរុកកំរែកថាតើគេចង់បានអ្វី ហានក៏ណែនាំខ្លួនឯងដោយប្រាប់ថាគេគឺជាប្រធានក្រុមថ្មីប្រចាំទីនេះ បុរសដែលកំពុងដេកលើសាឡុងសាយកាក់កាយពីលឺបែបនេះដែលប្រាប់ហានថាគេគ្រាន់តែជាក្មេងដែលមិនស័ក្តិសមធ្វើជាមេដឹកនាំនោះទេ គេនៅតែបញ្ចាហានដោយដេញឲ្យគេទៅលេងរបស់ក្មេងលេងទៅហើយអ៊ុយវ៉ាក៏ស្រែកស្ដីបន្ទោសសួរថាហេតុអ្វីបានជានិយាយពាក្យបែបនេះចេញមក ហានពិតជាខកចិត្តខ្លាំងណាស់ដែលមនុស្សកាក់សំណល់បែបនេះអាចក្លាយជាសមាជិកអង្គការទៅបាន នេះសបញ្ជាក់ឲ្យឃើញពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមលេខ077យ៉ាងច្បាស់ បុរសនោះក្រោកឈរដើរទៅរកអ៊ុយវ៉ាដោយនិយាយពាក្យញ៉ៃញងទៅនាងព្រមទាំងសួរថាតើនាងចាប់អារម្មណ៍ចង់ធ្វើជាវិញ្ញាណកិច្ចសញ្ញារបស់គេឬអត់ រឿងនេះធ្វើឲ្យហានខឹងយ៉ាងខ្លាំងហើយគេក៏ដាល់បុរសនោះមួយដៃហោះទៅបោកនឹងជញ្ជាំងហូរឈាមចេញពីមាត់ដ៏ស្មុគគ្រោករបស់គេតែម្ដង ទោះបីជាត្រូវគេវាយដួលទៅលើដីក៏ដោយក៏អ៊ីហ្វាននៅតែតង់ចាប់ដប់ស្រាដើម្បីបន្តផឹកឲ្យស្រវឹងម្ដងទៀតដែរ នារីឈ្មោះហងយឹងវ៉ៃក៏ប្រាប់អ៊ីហ្វានឲ្យទៅទទួលប្រធានក្រុមថ្មីរបស់គេទៅព្រោះនាងចង់ចូលទៅខាងក្នុងដើម្បីសម្រាក អ៊ីហ្វានប្រាប់យឹងវ៉ៃឲ្យសុំលុយខ្លះសម្រាប់ទិញស្រាផឹកបន្តទៀតប៉ុន្តែនាងបានទាញទ្វារបិទផាំងចំមុខគេព្រមទាំងស្រែកប្រាប់ថានាងគ្មានលុយនោះទេ អ៊ីហ្វានក៏ឆ្លៀតឱកាសប្រាប់ហានថាក្រុមនេះតក់យ៉ាក់ណាស់សូម្បីតែលុយទិញស្រាក៏គ្មានដែរដូច្នេះវាជារឿងអាក្រក់ហើយបើសិនជាគេនៅទីនេះបន្តទៀត ហានក៏តបទៅអ៊ីហ្វានវិញថាឲ្យតែគេនៅទីនេះភាពបរាជ័យវាកើតឡើងតែមួយគ្រាប៉ុណ្ណោះ អ៊ីហ្វានដែលទៅរកកុំព្យូទ័ររបស់ខ្លួនបណ្ដាលសើចចំអកឲ្យហានបណ្ដាលដោយប្រាប់ថាគេកំពុងតែវាយតម្លៃខ្លួនឯងខ្ពស់ពេកហើយ
គេភេងប្រាប់គេឲ្យមើលចំណាត់ថ្នាក់គឺថាក្រុម Guardian របស់ពួកគេធ្លាក់ដកបាត់តារាងតែម្ដងបើគិតពីបន្ទុក អ៊ីហ្វាននិយាយថាពួកគេសល់ពេលតែ2ខែទៀតទេហើយនៅចុងឆ្នាំអង្គភាពនឹងមានការបញ្ឈប់ក្រុមពីការងារ អ្នកដែលត្រូវគេបញ្ឈប់នឹងត្រូវបញ្ជូនទៅតំបន់អន់បំផុតនៅខាងក្រោម ជាមួយបន្ទុកបច្ចុប្បន្នអ៊ីហ្វានថាមើលទៅដឹងតែត្រូវគេទម្លាក់ចោលហើយគេបន្តទៀតថាតំបន់ខាងក្រោមនោះគឺជាកន្លែងនរកលោកីពិតៗគេប្រាប់ឲ្យហានចាក់ចេញទៅបើមិនចង់ស្លាប់នៅទីនោះអ៊ីផានគប់ដបទឹកសម្ដៅហានដើម្បីបញ្ជាក់ថាគេកំពុងនិយាយមែនទែន ឃើញបែបនេះហានទាំងថាមានគេកំពុងរៀបចំផែនការទម្លាក់ខ្លួនទៅតំបន់ខាងក្រោមប៉ុន្តែគេច្បាស់ជាមិនឲ្យរឿងនេះកើតឡើងបានទេ អូប្រាប់ហានថាពួកគេគួរតែចេញពីទីនេះទៅព្រោះមើលទៅអ៊ីហ្វានលែងចង់តស៊ូហើយ ហានប្រាប់ដៃគូវិញថាការរកកិច្ចពីបញ្ហាមិនមែនជារឿងត្រឹមត្រូវទេវាធ្វើឲ្យយើងកំសាកមានតែការតស៊ូឆ្លងកាត់វាទេទើបធ្វើឲ្យយើងកាន់តែខ្លាំង ម្យ៉ាងទៀតការចូលក្រុមសិង្ហក៏មិនអាចខ្វាត់ខ្មាំងមិនឲ្យតាមអាយីគេបានដែរហានជឿថាស៊ូនៅទីនេះរួចបំផាត់ក្រុមនេះឲ្យខ្លាំងបំផុតប្រចាំទីក្រុងទៅល្អដើម្បីបំផ្លាញផែនការអាក្រក់នោះចោលបន្ទាប់មកហានក៏ដើរចូលទៅបន្ទប់ខាងក្នុងដែលយើងកំពុងអង្គុយយើងដេញហានយ៉ាងត្រជាក់ល្ហឹមតែគេសួរនាងវិញថាតើនាងពិតជាចង់អង្គុយរងចាំសេចក្តីស្លាប់មែនទេ ហានធ្វើឲ្យនាងភ្ញាក់ផ្អើលដោយហៅឈ្មោះពិតនាងថាបៃវាងពីខឹងសម្បាភ្លាមៗហើយទីមទីចង់ដឹងថាហេតុអីគេដឹងការពិតនេះ តាមពិតទៅហានដឹងរឿងនេះដោយសារតែសមត្ថភាពពិសេសរបស់គេដែលអាចមើលធ្លុះរាល់អាចកំបាំងរបស់ B បានហានប្រាប់នាងថាដោយសារតែគេបានណែនាំខ្លួនហើយគេគួរបង្ហាញធម៌ពលបន្តិចឲ្យនាងបានឃើញ ក្នុងចិត្តហានដឹងច្បាស់ថា B នៅតែចង់ឲ្យក្រុមនេះដើរទៅមុខទោះនាងធ្វើចរិតរឹងរូសក៏ដោយ B ប្រាប់គេឲ្យបោះបង់គំនិតទៅបើគាត់ចង់យកព័ត៌មាននេះមកគម្រាមកំហែងនាងនោះ ហានលូកដៃទៅមុខបបួលនាងឲ្យចូលរួមធ្វើបេសកកម្មជាមួយគេព្រោះគេជឿថានាងច្បាស់ជាមិនចង់ធ្លាក់ទៅតំបន់ខាងក្រោមឡើយ ទោះបីជាមើលទៅអ៊ីហ្វានកំពុងតែដើរលើផ្លូវមួយនេះក៏ដោយ ហានធានាថានាងនឹងទទួលបានរង្វាន់ពាក់កណ្ដាលនាងគ្រាន់តែសហការដើម្បីបញ្ជាក់ថាគេមិនបានកុហកទេ B ចាប់ដៃយល់ព្រមព្រោះគេអាចមើលធ្លុះការកុហករបស់នាងដែលបញ្ជាក់ថាហានមិនមែនជាមនុស្សធម្មតាឡើយ ហានប្រាប់នាងឲ្យទទួលបន្ទុកស្វែងរកបេសកកម្មហើយគេជាអ្នកចេញមុខទៅដោះស្រាយវា B ទម្លាយថាមានបេសកកម្ម3ដែលស័ក្តិសមសម្រាប់ក្រុមនេះពីនេះហើយគេអាចមើលវាលម្អិតបាន នាងមកហាញភារកិច្ចទាំងនោះលើ tablet តែពេលហានពិនិត្យមើលគេឃើញថាសុទ្ធតែជាបេសកកម្មបន្ទុកទៀត គេប្រាប់ B ថាពួកគេត្រូវការបេសកកម្មបន្ទុកខ្ពស់ដើម្បីអាចវាដាច់ក្រុមផ្សេងបានលឿន បន្ទាប់មកហានជ្រើសរើសភារកិច្ចមួយដែលតម្រូវឲ្យកម្ចាស់ពួកយើងនៅឯប៉មប្រចាំទីក្រុង ចំនួនសមាជិកដែលគេណែនាំសម្រាប់បេសកកម្មនេះគឺចាប់ពី6ទៅ8នាក់ឯណោះ B គិតថាគេច្បាស់ជាឈួតមិនខានព្រោះភារកិច្ចនេះត្រូវការកម្លាំងយ៉ាងហោចណាស់ក៏2ក្រុមដែរ ហានប្រាប់នាងថាមានតែបេសកកម្មបែបនេះទេទើបបានបន្ទុកច្រើនរួចគេក៏ជួយទទួលយកភ្លាមៗមុនពេល B អាចរៀបរៀងតាន់ B ស្រែកថាពួកគេច្បាស់ជាវិនិច្ឆ័យហើយបើបារាជ័យព្រោះនឹងត្រូវកាត់បន្ទុក 10% ពីចំនួនរង្វាន់សរុបជាការពិន័យ យ៉ាងណាក្តីហានប្រាប់នាងកុំឲ្យបារម្ភអីព្រោះគេនឹងចាត់ការរឿងនេះដោយខ្លួនឯង B យល់ព្រមទាំងស្ទាក់ស្ទើរព្រោះសន្យារួចហើយតែនាងក៏ត្រៀមខ្លួនទៅប្រមូលសាកសពហានដែរបើកិច្ចកម្មនេះបរាជ័យ ចំណែកឯក្រុមដែលបំរុងនឹងយកភារកិច្ចលូទឹកនោះស្រាប់តែដឹងថាមានគេដណ្ដើមយកបាត់ទៅនាំគ្នាខឹងសម្បាព្រោះវាជាបេសកកម្មដល់តែ300បន្ទុក ក្រុមនោះសម្រេចចិត្តទៅពួនស្ទាក់នៅលូទឹកដើម្បីចង់ដឹងថាអាមួយណាថ្លើមធំហ៊ានលួចឆក់យកបេសកកម្មរបស់ពួកគេ មួយសន្ទុះក្រោយមកហាននិងសមាជិកក្រុមរបស់គេក៏ធ្វើដំណើរចូលទៅក្នុងលូទឹកនោះបាយđãទឿនពួកគេឲ្យប្រុងប្រយ័ត្នព្រោះមានហានិភ័យខ្ពស់អាចជួបពួកហ្សឺកម្រិតទី2នៅទីនោះ ពេលនោះហានក៏ផ្ញើសារទៅកាន់អ៊ូតាមរយៈទឹកមុខ ពេលយកចិត្តគ្នាហើយអ្នកទាំងពីរក៏សម្រុកចូលទៅជ្រៅបន្តិចដោយប្រាប់ឲ្យ B ចាំនៅទីនេះហើយ B ស្រែកប្រាប់ឲ្យពួកគេប្រយ័ត្នព្រោះមានពួកហ្សឺយ៉ាងកាចសាហាវនៅក្នុងលូនោះ មិនយូរប៉ុន្មាន B មានអារម្មណ៍ថាមានរលកថាមកពួកចម្លែកភីចេញពីក្នុងលូនាងសន្និដ្ឋានភ្លាមៗថាសភាពការប្រហែលជាវល់ហើយ នាងស្ទុះរត់ទៅរកអ្នកទាំងពីរយ៉ាងលឿនដោយក្តីបារម្ភខ្លាចមានរឿងអាក្រក់កើតឡើង ពេលចូលទៅដល់ខាងក្នុងលូនាងកៀងថ្មឹងពេលឃើញហានកាប់សម្លាប់3សាច់អស់គ្មានសល់ទៅហើយ ហានប្រាប់នេះយ៉ាងជឿជាក់ថាកុំបារម្ភអីព្រោះគេចាត់ការរួចរាល់អស់ហើយ ដោយសារបេសកកម្មដើរទៅយ៉ាងរលូនហានក៏ប្រាប់ B ឲ្យប្រមូលយកវត្ថុធាតុដើមមានតម្លៃពីសាកសពហ្សឺទាំងនោះព្រោះវាច្បាស់ជាលក់បានលុយច្រើនមិនខានហានចង្អុលទៅបរោះដែលដេកនៅលើដីនោះហើយនិយាយថាគាត់ប្រហែលជាអ្នកការពារទីក្រុងដែលបាត់ខ្លួនហើយគួរឲ្យស្ដាយដែលគាត់ស្លាប់បាត់ទៅហើយ B កែងនិយាយលេងចេញព្រោះនាងមិនដឹងថាហានជានរណាឲ្យប្រកាសទេហេតុអីគាត់អាចសម្លាប់3សាច់ហ្សឺកម្រិត2ដ៏សាហាវនេះបានយ៉ាងងាយស្រួលបែបនេះ 1 ម៉ោងក្រោយមក ក្រុមដែលចង់ទទួលយកបេសកកម្មនេះកាលពីដំបូងបានមកដល់ក្នុងលូទឹកសុយពួកគេនាំគ្នាឈោគាំងពេលដឹងថាគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់អស់ទៅហើយ សមាជិកម្នាក់និយាយថាគាត់សង្កេតឃើញសត្វចម្លែកត្រូវបានសម្លាប់ដោយការវាយប្រហារតែមួយដៃប៉ុណ្ណោះនេះធ្វើឲ្យពេញមួយក្រុមឆ្ងល់ថាមានមនុស្សខ្លាំងកម្រិតណាអាចបញ្ចប់បេសកកម្មនេះមុនពួកគេ មិនយូរប៉ុន្មានហ៊ូទទួលបានរបាយការណ៍ថាក្រុមរបស់ហានបានបញ្ចប់បេសកកម្មចំនួន2ដែលធ្វើឲ្យបន្ទុកពួកគេកើនដល់350 ហ៊ូស្រ័យដាក់មួយនោះដោយរំលឹកថាគេបានបញ្ជាឲ្យទៅរករឿងហានទៅ អាមួយនោះសុំទោសចំពោះភាពទន់ខ្សោយរបស់ខ្លួនដោយសេចក្តីខឹងសម្បាយ៉ាងខ្លាំងហ៊ូក៏បដិញ្ញាម្ដងទៀតថាត្រូវតែរករឿងហានឲ្យបាន បន្ទាប់មកហ៊ូបញ្ជាទៅ B ឲ្យប្រាប់ក្រុមផ្សេងទៀតឲ្យទទួលយកបេសកកម្មទាំងអស់ក្នុងទីក្រុង Deep Blue City ដើម្បីធានាថាមិនមានបេសកកម្មណាមួយសល់សម្រាប់ពួកវាឡើយ ពេលញ៉ាំអាហារយប់នោះឈួរតុងសួរហានថាត្រូវការជំនួយទប់ទល់នឹងហ៊ូទេតែហានបដិសេធ ហេនិយាយថាពួកអ្នកការពារមិនបានបំពេញតួនាទីការពារទីក្រុងទាល់តែសោះទាំងដែលនេះជាការងាររបស់ពួកគេសោះ ហានប្រាប់ថាគាត់បារម្ភពីបញ្ហាផ្ទៃក្នុងរបស់សមាគមច្រើនជាង ហើយឈួងបន្ថែមថាពេលគាត់រវល់តទល់ជាមួយពួកហ្សឺសមាគមមួយនេះបានពុករលួយពីក្រោមដល់លើទៅហើយ សាត់និយាយថាគាត់ចង់លេងចម្រាស់ភាពពុករលួយក្នុងសមាគមពីឫសគល់មកនេះហើយជាហេតុផលដែលគាត់ជ្រើសរើសហានតាំងពីដំបូង ដោយសារជួចងផ្ដោតសិទ្ធិឲ្យកែប្រែគ្រប់យ៉ាងឲ្យត្រូវកន្លងវិញហានក៏យល់ព្រមទទួលយកវា បន្ទាប់មកហានប្រាប់គ្រូគាត់ថាគេនៅមិនទាន់អាចទម្លាយក្បាច់គុណទី8បានទេហើយគាត់ចង់សុំការណែនាំបន្ថែមខ្លះ រស់ឈីថងក៏ប្រាប់គាត់ថាត្រូវតែចងចាំពាក្យ4ម៉ាត់រវាងជីវិតនិងសេចក្តីស្លាប់ប្រសិនបើគាត់ចង់ឡើងកម្រិតឲ្យបាន
ពាក្យទាំងនោះដកជាប់ក្នុងខួរក្បាលហានភ្លាមខណៈគាត់ចាប់ផ្ដើមគិតរកផ្លូវចេញ យប់ជ្រៅបន្តិចពេលហានរៀបនឹងចូលគេងស្រាប់តែអ៊ុយបង្ហាញខ្លួនក្នុងបន្ទប់ហើយសុំគេងជាមួយគាត់ដែរ ហានភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏សួរយូយថាហេតុអីបានជានាងចង់មកគេងក្នុងបន្ទប់គាត់ទាំងដែលក្នុងផ្ទះមានបន្ទប់ទំនេរជាច្រើនទៀតសោះនោះ អូប្រាប់ថាស៊ូតុងបានចាក់សោបន្ទប់ផ្សេងអស់ហើយដូច្នេះហាន់ក៏យល់ព្រមឲ្យនាងដេកទីនេះតែម្ដង គាត់ស្ម័គ្រចិត្តគេងលើកម្រាលឥដ្ឋតែអ៊ុយបដិសេធដោយប្រាប់ថាគាត់ត្រូវតែគេងលើគ្រែទោះបីជាហានមានអារម្មណ៍ថាវាចម្លែកបន្តិចមែនតែចុងក្រោយអ្នកទាំងពីរក៏សម្រេចចិត្តគេងលើគ្រែតែមួយជាមួយគ្នា ព្រឹកបន្ទាប់ហានភ្ញាក់ពីគេងយ៉ាងស្វាហាប់ហើយស្នើថាពួកគេគួរតែស្វែងរកបេសកកម្មថ្មីសម្រាប់ថ្ងៃនេះ ពេលត្រឡប់ទៅការិយាល័យក្រុមវិញពួកគេទទួលបានការស្វាគមន៍យ៉ាងរួសរាយពីអ៊ីហ្វេននិងបាយ ការពិតពួកគេបានអានប្រវត្តិហានហើយដឹងថាគាត់ជាមនុស្សទេពកោសល្យចំណាត់ថ្នាក់ SS មកពី Chingteng Academy ពីអោនក្បាលសុំទោសហានចំពោះកំហុសពីមុនតែហានប្រាប់នាងឲ្យឈប់ធ្វើបែបនេះទៅព្រោះពួកគេសុទ្ធតែជាមិត្តរួមក្រុមទេ បន្ទាប់មកប៊ីប្រាប់ហានថានាងបារម្ភខ្លាចគាត់ខ្លាចជាមនុស្សឥតប្រយោជន៍បើនៅជាមួយពួកគេហើយនាងក៏ភ្ញាក់ផ្អើលដែរដែលថ្នាក់លើបញ្ជូនគាត់មកកន្លែងដកកាកសណ្ដាល់បែបនេះ ហានតបថាមនុស្សធម្មតាប្រែប្រួលតាមបរិស្ថានជុំវិញតែតួនាទីគាត់គឺជាអ្នកផ្លាស់ប្ដូរបរិស្ថាននោះទៅវិញទេ អ៊ីហ្វានប្រាប់ហានបន្ថែមថាគាត់នឹងមិនអាចរួចខ្លួនពីបញ្ហានេះដោយងាយទេព្រោះហ៊ូគឺជាមនុស្សដ៏គ្រោះថ្នាក់បំផុត អ៊ីផាននិយាយថាហ៊ូនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីធានាថាអាចបណ្ដេញហានទៅកាន់ទីក្រុងជាន់ទាបឲ្យទាល់តែបាន បន្ទាប់មកប៊ីប្រាប់ហានថាមិនដឹងជាមានរឿងអ្វីទេបេសកកម្មទាំងអស់ក្នុងក្រុងត្រូវបានគេយកអស់រលីងគ្មានសល់សូម្បីតែមួយ ប៊ីសួរទៅហានពីផែនការបន្តប្រមើលទៅពួកនោះកំពុងតែចាត់ការយ៉ាងไง ដោយសារតែមានតែបេសកកម្មក្នុងទីក្រុង Deep Blue City ប៉ុណ្ណោះដែលត្រូវបានគេយកអស់ហានក៏ស្នើឲ្យផ្លាស់ប្ដូរមូលដ្ឋានទៅទីក្រុងខាង High City វិញ ហានធ្វើបែបនេះរួចក៏ឆែកបញ្ជីបេសកកម្មឡើងវិញពួកគេឃើញថាពិតជាមានបេសកកម្មជាច្រើនអាចទទួលយកបានហើយប៊ីក៏ប្រាប់គាត់ថាការចេញទៅក្រៅក្រុងបែបនេះ មានន័យថាពួកគេត្រូវធ្វើដំណើរលើផ្លូវដោយពេញទៅដោយពួកបេសាយសើកមិនយូរប៉ុន្មានមួយក្រុមនេះក៏ឡើងឡានដឹកទំនិញតម្រង់ទៅទីក្រុងខឹងកែ City តែម្ដង តាមផ្លូវនាងសង្កេតឃើញអ្វីម្យ៉ាងចម្លែកនៅចម្ងាយទើបនាងសួរថាវាជាអ្វីហានប្រាប់នាងថាវាគឺជាសើកកម្រិតមួយឈ្មោះថារុយភេសមរណៈវាជាប្រភេទសត្វដែលធ្វើសកម្មភាពជាហ្វូងកាលណាហ្វូងកាន់តែធំកម្លាំងបំផ្លិចបំផ្លាញនិងភាពសាហាវរបស់វាក៏កាន់តែខ្លាំងដែរអ៊ីវ៉ាន់ដែលកំពុងដេកនៅខាងក្រោយឡានក៏ស្ទុះងើបឡើងមកមើលហើយគាត់ភ័យខ្លាំងមែនទែនពេលឃើញហ្វូងសត្វរុយដ៏ច្រើននៅពីចម្ងាយនោះហ្វូងរុយនេះធំខ្លាំងណាស់មើលទៅប្រៀបដូចជាខ្យល់គួចហើយហានបញ្ជាក់ថាការបំផ្លិចបំផ្លាញពីហ្វូងសត្វនេះពិតជាវិនិច្ឆ័យកម្មមិនខាន អេហ្វានស្នើឲ្យបាក់តាមពួកវាតែប៊ីបែរមកសួរការសម្រេចចិត្តរបស់ហានវិញ ហានសម្លឹងមើលឲ្យច្បាស់បន្តិចទើបដឹងថាហ្វូងនោះកំពុងហក់ដេញតាមក្បួនឡានមួយប៊ីសួរតើគេគួរចាំជួយក្បួនឡាននោះទេហើយហានក៏យល់ព្រម គេប្រាប់ប៊ីឲ្យបើកសម្ដៅទៅក្បួនឡាននោះពេញល្បឿនហើយប៊ីក៏បួងចកោតឡានទៅស្ដាំភ្លាមៗខណៈដែលអ៊ីផាន់អបអរដោយទៅឆ្នោត អេផាន់ថែមទៅបុកក្បាលខ្លួនឯងទៀតពេលកំពុងអតែគេមិនខ្វល់ទេអ្នកអង្គុយក្នុងក្បួនឡាននោះគឺជាស្ត្រីសំខាន់ម្នាក់ឈ្មោះសាងស៊ីទីង ឃើញស្ថានភាពបែបនេះអង្គរៈរបស់នាងត្រៀមខ្លួនលាក់បងជីវិតដើម្បីជួយសង្គ្រោះចៅវាយពីហ្វូងបិសាចព្រោះគ្មានផ្លូវដែលកម្លាំងជំនួយអាចមកដល់ទាន់ពេលទេ មេក្រុមជួនដំណឹងដល់អង្គរៈផ្សេងទៀតតាមវិទ្យុតាក់ទងប្រាប់ឲ្យពួកគេត្រៀមខ្លួនពលីជីវិត សៃទីងទីងយកទូរស័ព្ទពីគេហើយប្រាប់អង្គរៈថាពួកគេមិនអនុញ្ញាតឲ្យចោះចាញ់ឡើយរហូតដល់វិនាទីចុងក្រោយប៉ុន្តែក្រុមអង្គរៈបានប្រាប់នាងថាការការពារនាងគឺជាទួនាទីរបស់ពួកគេ អង្គរៈបញ្ចេញអាវុធធុនធ្ងន់បាញ់ស្រូចទៅលើពពួកបិសាចរំខានដែលកំពុងដេញតាមពួកគេមិនយូរប៉ុន្មានឡានខាងក្រោយត្រូវបានខ្ចប់ព្យុះគួចហើយឡាននោះក៏ហោះឡើងទៅលើអាកាស សៃទីងរុនធូបចិត្តយ៉ាងខ្លាំងពេលឃើញបែបនេះតែមេការប្រាប់នាងថាមិនបាច់ខូចចិត្តទេព្រោះវាជាកិត្តិយសរបស់ពួកគេដែលបានការពារនាង ស្រាប់តែពួកគេឮសំឡេងចម្លែកមួយពីចម្ងាយ ហើយពេលមើលចេញក្រៅបង្អួយពួកគេឃើញហានកំពុងកំចាត់ហ្វូងបិសាចដោយប្រើចង្វាក់តន្ត្រីសៃធីងឈូស្រង់កាំងពីឃើញទស្សនវិជ្ជានេះហើយមួយផ្លែតសោះខ្ចប់ឈូនោះក៏ត្រូវបានបំបែក មេការនិយាយលេងចេញព្រោះពួកគេមិនដឹងថាមនុស្សខ្លាំងដូចហានអញមកពីណានោះទេ បិសាចកន្ទុយក៏បាញ់តនិចទាំងខឹងសម្ដៅឡានហានគួរឲ្យភ្ញាក់ផ្អើលអ៊ីផានលោតឡើងទៅរោងការវាយប្រហារនោះរាងកាយរបស់គេត្រូវមកពេញដោយត្រនិចហើយគេក៏ខ្ទាតបុកផ្នែកខាងក្រោយឡានធំជំនួសឲ្យការយំគេបែរជាសោយដោយមនុស្សឈួតថែមទាំងនិយាយថារឿងនេះលយបណ្ណាទៅវិញ ហានទីដកត្រនិចចេញព្រោះអ៊ីផានអាចងាប់បាត់ទៅវាចោលពេលនោះហានឃើញត្រនិចទាំងនោះកំពុងលៀនចេញមកវិញដោយឯង ហានមានអារម្មណ៍ភ្ញាក់ផ្អើលនិងងឿងឆ្ងល់ពេលឃើញបែបនេះដែលធ្វើឲ្យគេប្រើជំនាញដើម្បីពិនិត្យមើលលក្ខណៈពិសេសរបស់អ៊ីហ្វាន ហានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាអ៊ីហ្វានមានលក្ខណៈពិសេសអមតៈ តែគេអត់ដឹងថាធម្មពលនោះមានន័យម៉េចឬដំណើរការបែបណាទេអ៊ីហ្វានឃើញមុខចុះដឹងរបស់ហានតនិយាយថាបើចង់ដឹងត្រូវអង្វរគេសិនទើបគេប្រុងប្រាប់ តើអំនួតហានមិនឲ្យគេធ្វើអញ្ចឹងទេគេក៏ងាកចេញហើយប្រាប់អ៊ីផានថាគេមិនខ្វល់ឡើយ ក្រោយធ្វើដំណើរមួយសន្ទុះពួកគេមកដល់កន្លែងបេសកកម្មទី1ហើយក៏ប្រទះឃើញហ្វូងបិសាចស៊ើខុសពេញនឹងយូយបំផ្លាញខ្លួនហើយហានបើចេញភាពសាហាវទៅលើពពួកសត្វល្អិតដោយកាប់ទម្លាយហ្វូងបិសាចទាំងមូលត្រឹមតែមួយកំបិតប៉ុណ្ណោះ អ៊ីហ្វេនកៀងលេងចេញមកព្រោះហានវាយម្ដងសម្រាប់បិសាចមួយហ្វូងយ៉ាងងាយស្រួលបំផុតសូបេប៊ីក៏មិនជឿភ្នែកខ្លួនឯងព្រោះហានពិតជាខ្លាំងលើសការរំពឹងទុក បន្ទាប់ពីនេះហេននិងក្រុមរបស់គេចាប់ផ្ដើមបោសសម្អាតបេសកកម្មជាច្រើនបន្តបន្ទាប់ហើយពេលក្រុមនៅឯមូលដ្ឋានឃើញបែបនេះពួកគេសុទ្ធតែសឡងកាំង ពួកគេស្មានថាវាជាក្រុមផ្សេងទាំងស្រុងតែមិនយូរប៉ុន្មានគេក៏ដឹងថានោះគឺជាក្រុម077មកពីទីក្រុង Deep Blue ក្រុមនៅទីក្រុងកេងហៃខឹងសម្បាយ៉ាងខ្លាំងដោយនិយាយថាហាននិងក្រុមគេមកទីនេះដើម្បីបំបាក់មុខពួកគេក្រុមទាំងនោះចាប់ផ្ដើមធ្វើសកម្មភាពភ្លាមៗដើម្បីដណ្ដើមយកបេសកកម្មណាដែលនៅសល់ក្រុមនេះចេញទៅទាំងកំហឹងដើម្បីបញ្ចប់ការងារមុនពេលហាននិងក្រុមគេដែលជាជើងកាងពីសកម្មដណ្ដើមយកវាអស់ ដល់ពេលមួយពួកគេក៏សម្រេចចិត្តទទួលយកបេសកកម្មពិបាកប៉ុន្តែពេលពួកគេទៅដល់ទីនោះហានបានបោសសម្អាតពពួកបិសាចអស់ទៅហើយ បន្ទាប់មកមេក្រុមក៏បញ្ជាឲ្យអ្នកបើកបោកបង្វិលឡានត្រឡប់ទៅរកហាននិងក្រុមគេនៅគ្រប់ទីកន្លែងព្រោះគេចង់បង្រៀនមេរៀនដ៏ធំមួយដល់ពួកគេ
ប៉ុន្តែសមាជិកម្នាក់បានចាប់ទាញមេក្រុមដោយប្រាប់ថាពួកគេបានចាក់ចេញពីទីក្រុងបាត់ទៅហើយក្រោយពេលប្រគល់បេសកកម្មរួចតាមមើលទៅមានគេឃើញឡានរបស់ពួកគេចាក់ចេញពីក្រុងបាញ់មិញនេះហើយវាហាក់ដូចជាពិតមែនព្រោះហាន់និងក្រុមគេបានបាត់សមោលអស់ទៅហើយ ក្រោយមកថ្នាក់ដឹកនាំទី3នៃសមាគមអាណាព្យាបាលឈ្មោះស៊ូនីងយ៉ងគាត់សម្គាល់ថាអត្រាបញ្ចប់បេសកកម្មក្នុងក្រុងនិងតំបន់ជុំវិញបានកើនឡើងយ៉ាងខ្លាំង ជំនួយការរបស់គាត់បានប្រាប់ថាស្រាប់តែមានក្រុមជើងកាំងបេសកកម្មមួយលេចមកក្នុងទីក្រុង ហើយពួកគេជំនាញខាងលួចបេសកកម្មពីទីក្រុងផ្សេងដែលបង្កជាប្រតិកម្មច្រវាក់បន្ទាប់ សូមប្រញាប់បញ្ជាជំនួយការឲ្យទាញយកឯកសាររបស់ក្រុមនោះមកព្រោះលោកចង់ដឹងថាពួកជើងកាំងបេសកកម្មទាំងនោះជានរណា បន្តិចក្រោយមកបរិនោះក៏យកឯកសារនោះដល់ហើយស៊ូក៏ប្រាប់គេឲ្យថយក្រោយខណៈលោកកំពុងត្រៀមបើកមើលវា គ្រាន់តែលោកបើកឯកសារនោះភ្លាម ឈ្មោះដំបងដែលលោកឃើញគឺ A-Fan និង B លោកភ្ញាក់ផ្អើលគេដឹងថាឯកសារទាំងពីរនេះជាការសម្ងាត់កម្រិតខ្ពស់ដែលវាពិតជារឿងចម្លែកណាស់ គាត់នឹកស្មានម្ដងថាឯកសារទី3របស់ហានក៏ជាឯកសារសម្ងាត់បំផុតដែរប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់ដឹងថាឯកសាររបស់ហានមានតែឈ្មោះនិងឈ្មោះសាលារបស់គេប៉ុណ្ណោះដោយគ្មានព័ត៌មានអ្វីផ្សេងទៀតឡើយស៊ូគិតថាវាជាកំហុសទៅហើយស្រាប់តែលីនទេមក រឿងនេះធ្វើឲ្យគាត់បារម្ភយ៉ាងខ្លាំងព្រោះមិនដឹងថាហេតុអ្វីមនុស្សមានអំណាចបែបនេះទេមកគាត់ឡើយ មិនទាន់នឹងនិយាយសួស្ដីចោលផងលីនក៏បាញ់ចំគោលដៅតែម្ដងដោយប្រាប់ឲ្យឈប់ស៊ើបអង្កេតឯកសារនេះទៀតព្រោះវាហួសពីសិទ្ធិរបស់គាត់ ស៊ូយកព្រមដល់ខ្លួនប៉ុន្តែគាត់កាន់តែឆ្ងល់ខ្លាំងថាហានជានរណាទើបលីនត្រូវទេមកតល់បែបនេះ ងាកមកហានវិញកំពុងបន្តបំពេញបេសកកម្មជាមួយមិត្តរួមក្រុមក្រោយបញ្ចប់បេសកកម្មទី18ហានប្រាប់ក្រុមឲ្យឆែកមើលបន្ទប់ព្រោះធ្វើបានច្រើនប៉ុណ្ណេះពួកគេគួរតែឡើងឈរលេខ1បាត់ទៅហើយ ប៊ីឆែកមើលឲ្យប្រាប់ថាពេលនេះមាន 1800 បន្ទុកប៉ុន្តែនៅតែឈរត្រឹមលេខចុងក្រោយដដែលពេញមួយក្រុមភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះរឿងនេះមិនគួរអាចកើតឡើងបានឡើយ យូស៊ូថាមានគេបំពេញបេសកកម្មលឿងវាងយើងឬតែ B គិតថាមានអ្នកលួចបង្កបញ្ហាឲ្យពួកគេទៀតហើយ ហានមើលចំណាត់ថ្នាក់ទើបដឹងថាក្រុមមុនចុងក្រោយនោះមានរហូតដល់ 2300 បន្ទុក ដែលច្រើនជាងបន្ទូរបស់ពួកគេតែបន្តិចប៉ុណ្ណោះ នេះបញ្ជាក់ថាត្រូវតែមានអ្វីខុសប្រក្រតីព្រោះមិនអាចទៅរួចទេដែលក្រុមរាប់សិបតែមានទេពកោសល្យកម្រិត SS ហានប្រាប់ថាពួកគេកំពុងជួបការបន្លំបន្ទុកហើយទីនេះមើលទៅដូចជាក្រុមទាំងអស់បានព្រមព្រៀងគ្នាយកបន្ទុកស្មើ ក្រោយពេលបំពេញបេសកកម្មរួចបន្ទុកត្រូវបានប្រមូលផ្ដុំឲ្យទៅមនុស្សតែម្នាក់ប៉ុណ្ណោះនិយាយរួមបែបនេះមិនខុសច្បាប់ទេព្រោះបន្ទុកទាំងនេះគឺរកបានជាក្រុម ប៊ីខឹងយ៉ាងខ្លាំងឲ្យថាពួកគេត្រូវគេដាក់អន្ទាក់តាំងពីដើមមក បន្ទាប់មកហានប្រាប់ក្រុមថាមិនបាត់បារម្ភទេព្រោះបន្ទុកគឺប្រគៀបប្រកិតគ្នាណាស់ មានន័យថាពួកគេអាចមានឱកាសវត្តដល់ក្រុមខាងលើបាន គេស្នើឲ្យត្រឡប់ទៅទីក្រុងឌីបលូសិនហើយអ្នកទាំងអស់គ្នាក៏យល់ព្រម ពេលមកដល់ផ្ទះស៊ូថងសួរហានពីបេសកកម្មគេក៏ប្រាប់ថាគ្រប់យ៉ាងរលូនល្អតែលទ្ធផលមិនដូចអ្វីដែលពួកគេចង់បានទេ ទូយ៉ាងណាហានសប្បាយចិត្តដែលបានជួយសង្គ្រោះក្បួនរថយន្តឈ្មួញក្នុងបេសកកម្មមួយដូច្នេះវាមិនអត់ប្រយោជន៍ទាំងស្រុងឡើយ ស៊ូថងភ្ញាក់ផ្អើលទេឮបែបនេះព្រោះគាត់បានឮស៊ីទីនិយាយថានាងត្រូវបានជួយសង្គ្រោះដោយបុរសព្រុងងើយកន្តើយម្នាក់នេះមានន័យថានាងកំពុងនិយាយពីហាន តាំងពីពេលនោះមកនាងតែងតែមករកហានស៊ូថងសួររកវិធីដាស់ធម្មពលដើម្បីក្លាយជាគ្រូវិញ្ញាណដ៏ខ្លាំងក្លាម្នាក់ ហានភ្ញាក់ផ្អើលពេលឮថាបុរសចំណាស់រូបនេះស្គាល់ស៊ីទីងដែរ ស៊ូថងបញ្យល់ថាតារបស់ស៊ីទីងជាមិត្តចាស់គាត់ហើយត្រកូលសាំងក៏ជាសាជីវកម្មធំមួយក្នុងចំណោមទាំង5បន្ទាប់ពីក្រុមហ៊ុនខុងនិយាយរួមពួកគេបង្កើតអាវុធកម្រិតខ្ពស់សម្រាប់គ្រូវិញ្ញាណដែលគ្មានវិញ្ញាណនិងសម្រាប់មនុស្សធម្មតាស៊ូថងចាត់ទុកស៊ីទីងដូចជាអាស្រ័យបង្កើតចំណែកហានកាំងមកពេលដឹងថានាងជាមនុស្សសំខាន់ស៊ូថងបង្ហាប់ថាត្រកូលសាំងបានរៀបចំឧបសគ្គផ្សេងៗឲ្យស៊ីទីងដោយសង្ឃឹមថានាងនឹងបោះបង់ចោលតែស្រាប់តែហានលេចមុខមកបំផ្លាញផែនការពួកគេខ្ទេចអស់ ហានស្លតចិត្តតិចតួចដែលគិតថាខ្លួនច្រឡំទៅរំខានបំណងល្អគេហើយ តែស៊ូថងប្រាប់ថាមិនអីទេព្រោះក្បួននោះកំពុងដឹកទំនិញយកមកឲ្យគាត់តាំងពីដើមម្ល៉េះរបបទាំងនេះគឺចង់ផ្ដល់ឲ្យទៅហានស៊ូថងបើកប្រអប់បង្ហាញត្រាំទឹកពីរដបមួយពណ៌ស្វាយហើយមួយទៀតពណ៌បៃតង ហានសួររកគុណប្រយោជន៍របស់វាស៊ូថងក៏ប្រាប់ថាថ្នាំនេះនឹងជួយឲ្យគេឆ្លងទៅវគ្គបន្ទាប់បាន ហានថាខ្លួនធ្លាប់ឮពីថ្នាំនេះឲ្យបង្កើនកម្លាំងលើកបឿនប្រតិកម្មនឹងការការពារតែចេះតែឆ្ងល់ថាពិតមែនឬអត់ កុំឲ្យឆ្ងល់យូស៊ូថងប្រាប់អ្នកទាំងពីរឲ្យសាកតែម្ដងទៅហានចាប់យកពណ៌ស្វាយចំណែកយូវេយកពណ៌បៃតង លៀបចូលភ្លាមហានមានអារម្មណ៍ថាមានធម្មពលក្តៅគគុកពេញខ្លួនទើបសារភាពថាថ្នាំនេះពិតជាខ្លាំងមែន យូវេក៏បានជំនាញថ្មីបន្ថែមលើអាវុធដ៏សាហាវរបស់នាងដែរ ហានរសបានជំនាញវាយប្រហារលុយបន្ថែមទៀត ពេលអ្វីៗស្ងប់ស្ងាត់វិញហានប្រាប់ស៊ូថងថាថ្នាំនេះពិតជាខ្លាំងព្រោះវាធ្វើឲ្យគេឡើងកម្រិតនិងជួយយូវេឲ្យមានក្បាច់ថ្មីៗបន្ថែមទៀតស៊ូថងសរសើរថាស្នាដៃពួកគេមិនធ្វើឲ្យគាត់ខកចិត្តឡើយស្រាប់តែពេលនោះទូរស័ព្ទរបស់ហានបានរោទឡើងហើយពេលគាត់មើលទើបដឹងថាវាគឺជាការខលមកពី B ប្រាប់ឲ្យគាត់ប្រញាប់ចូលមើលបញ្ជីបេសកកម្មរបស់ទីក្រុងព្រោះមានបេសកកម្មថ្មីទើបលោតចេញមកវាជាការព្រមានកម្រិតពណ៌ក្រហមដោយសារគេបានឃើញពួកត្រាចរនៅជិតទីក្រុង គេផ្ដល់រង្វាន់ 1000 បន្ទុកសម្រាប់បេសកកម្មនេះហើយវាបើកចំហសម្រាប់មនុស្សគ្រប់គ្នា ឃើញពួកត្រាចរកម្រិត3 B ក៏ប្រួយបារម្ភក្នុងការទទួលបេសកកម្មនេះព្រោះត្រាចរពេញវ័យមានគ្រោះថ្នាក់ស្មើអ្នកខ្លាំងកម្រិត3ដល់ទៅ3នាក់ ហានបានប្រាប់នាងថាពួកគេនឹងពិភាក្សារឿងនេះដោយផ្ទាល់មុខតែម្ដង ហើយនឹងអ៊ុយបញ្ញាប់ចេញទៅដោយប្រាប់ឈួនថាពួកគេមានបេសកកម្ម ឆាត់បានត្រឹមមើលពួកគេចេញទៅដោយដឹងខ្លួនថាគាត់ខ្លាចជាមនុស្សចាស់ទៅហើយ ក្រោយពេលពួកគេចេញទៅអាហ្វូក៏បានលេចមុខមកប្រាប់សួងថាគេរកឃើញលីជីនហើយតែនាងមិនព្រមត្រឡប់មកវិញទេ ឆាត់បានសួររកទីតាំងនាងហើយអាហ្វូបញ្ជាក់ថាពេលនេះនាងកំពុងនៅឯទីក្រុងកាំងហៃបន្តិចក្រោយមកហេនបានជួបជុំជាមួយក្រុមវិញហើយ B ក៏បានសួរគាត់ថាតើពួកគេនឹងទៅធ្វើបេសកកម្មនេះដែរឬទេ ហានឆ្លើយតបថាពួកគេត្រូវតែទៅព្រោះដាច់ខាតមិនអាចបោះបង់ចោលបេសកកម្មដែលផ្ដល់ឱកាសឲ្យពួកគេរកបន្ទុកវ៉ាដាច់គីឯងបាត់នេះទេ B រំលឹកគាត់ថាពួកត្រាចរគឺជាប្រភេទហ្សើកដ៏គ្រោះថ្នាក់ព្រោះត្រឹមកូនរបស់វាក៏ពួកគេគ្មានសង្ឃឹមអាចយកឈ្នះបានដែរពេលនោះហេនបានរំលឹក B ថាការដែលបេសកកម្មនេះខ្លាចជាការប្រមានពណ៌ក្រហមគឺមានន័យថាបើពួកគេមិនសម្លាប់វាតាំងពីតូចទេវានឹងអាចបំផ្លាញទីក្រុងទាំងមូលពេលវាធំពេញវ័យហានប្រាប់នាងថាពួកគេគឺជាក្រុងការពារ
ដូច្នេះពួកគេប្រយុទ្ធដើម្បីការពារមនុស្សជាតិមិនមែនដើម្បីតែបន្ទុកនោះទេអ៊ីផានលឺដូច្នេះក៏លេងសើចដាក់មេក្រុមថាគាត់ពិតជាមនុស្សថ្លៃថ្នូរបំផុតហើយ ទីបំផុត BI ក៏ព្រមនាំពួកគេទៅកាន់កន្លែងបោះសកកម្មដោយសារតែឃើញពួកគេចង់ទៅខ្លាំងពេកនៅឯកន្លែងបោះសកកម្មមានក្រុមមួយទៀតកំពុងឈរលើដំបូលអគារដើម្បីតាមដានមើលស្ថានភាពទាំងមូល តបនោះត្រូវបានគ្របដណ្ដប់ដោយស្បៃមួយហើយមេក្រុមក៏បានបញ្យល់ថាស្បៃខ្មៅនេះអាចកាត់ផ្តាច់ការដឹងគ្រប់យ៉ាងនិងបំបីខ្លួនពីពិភពខាងក្រៅដើម្បីបង្កើតជាពិភពផ្ទាល់ខ្លួនរបស់វា អ្វីដែលប៉ាស្បៃនេះនឹងចាស់ទ្រុឌទ្រោមយ៉ាងលឿនហើយចុងក្រោយនឹងត្រូវបំផ្លាញចោលទាំងស្រុង កូនក្រុមម្នាក់សួរទៅកាន់មេក្រុមថាហេតុអ្វីថ្នាក់លើនៅតែបន្តទម្លាក់បេសកកម្មនេះទៀតទាំងដែលពួកគេនៅទីនេះស្រាប់ទៅហើយ គេចង់ដឹងថាវាមានន័យថាថ្នាក់លើមកទុកចិត្តពួកគេឬមេក្រុមបញ្យល់ថាត្រែកចោលមួយនេះខ្លាំងណាស់ដូច្នេះគេត្រូវការនុយជាច្រើនដើម្បីបង្ប្រែការចាប់អារម្មណ៍របស់វា ពេលលើដូច្នេះកូនក្រុមទាំងអស់ក៏យល់ពីគោលបំណងពិតប្រាកដរបស់ថ្នាក់លើ មេក្រុមប្រាប់ឲ្យកូនក្រុមរក្សាភាពស្ងប់ស្ងាត់ហើយទុកឲ្យហ្វូងនុយមួយក្រុមនោះចូលទៅក្នុងស្បៃខ្មៅសិនចុះ គាត់ប្រើការយុទ្ធឆ្លោះមើលពីចម្ងាយហើយគាត់ក៏បានបញ្ចេញនៅស្នាមញញឹមដ៏អាក្រក់ពេលឃើញក្រុមហាន់កំពុងត្រៀមខ្លួនចូលទៅក្នុងស្បៃនោះហាន់ត្រានរំលឹកក្រុមឲ្យប្រុងប្រយ័ត្នចំពោះស្បៃខ្មៅរបស់ពួកត្រៃចោនេះ បេស៊ូបញ្ជាក់ថាតើគាត់ប្រកាសចិត្តចូលទៅទេព្រោះបើចូលហើយគ្មានផ្លូវអាចត្រឡប់មកវិញបានឡើយ អេផានអូថាស្បៃនេះប៉ះពាល់គេមិនបានទេចំណែកហែនក៏ធានាថាក្រុមទាំងមូលនឹងមិនអីឡើយហែនបានដាវចូលមុនគេហើយមិត្តរួមក្រុមទាំងអស់ក៏ដាវចូលតាមក្រោយ គ្រាន់តែឈានជើងចូលក្នុងស្បៃភ្លាមពួកគេក៏មានអារម្មណ៍ថាមានសម្ពាធដ៏ខ្លាំងដែលបញ្ជាក់ថាពួកសត្វល្អិតកំពុងក្លាប់ចាក់នៅទីនេះ ហាត់ប្រាប់ក្រុមមកប្រុងប្រយ័ត្នហើយ UA ប្រាប់គាត់ថានាងមានអារម្មណ៍ថាពួកគេកំពុងត្រូវបានតាមដានដោយកែភ្នែកដែលមើលមិនឃើញមួយគូ ភ្លាមនោះពួកគេក៏លឺសំឡេងចម្លែកពីចម្ងាយស្របពេលដែលអារម្មណ៍ហាត់ដូចជាកម្លាំងជីវិតរបស់ពួកគេកំពុងត្រូវបានគេបឺតយកទៅបាត់ បេបញ្យល់ថាស្បៃនេះមានសមត្ថភាពហៅថាការដកហូតជីវិតមានន័យថាដរាបណាពួកគេនៅក្នុងស្បៃនេះធម្មពលពួកគេនឹងត្រូវបានបឺតយកបន្តិចម្ដងរហូតដល់ស្លាប់តែម្ដង អ៊ីវ៉ុងនិយាយថាពួកគេមានពេលប្រហែលតែ30នាទីប៉ុណ្ណោះហើយបើពួកគេមិនអាចបំបីស្បៃខ្មៅនេះពីខាងក្នុងទេនោះពួកគេនឹងក្លាយជាចំណីរបស់ពួកត្រៃចោជាមិនខាន ប៊ីបានសួរគាត់ថាតើគាត់ ចង់និយាយពីដងខ្មៅពីចម្ងាយឬទេហើយអ៊ីវ៉ុនក៏បញ្ជាក់ថាមែនហាន់បានសម្លឹងមើលវាហើយសន្និដ្ឋានថាអ្វីដែលពួកគេត្រូវធ្វើគឺត្រូវកំទេចដុំខ្មៅនោះចោល ស្រាប់តែរបស់ចម្លែកមួយលេខពីក្រោមពួកគេហើយចិញ្ចាំងទូនជ្រៀតដ៏ធំក៏បានលាបប៊ីចូលទៅបាត់ ហាន់ពន្យល់ថាត្រៃចោនេះមិនមែនមានត្រឹមជំនាញដកហូតជីវិតទេតែក៏អាចប្រកល់ជីវិតបានដែរហេនមកតថាអ្វីដែលអាចទទួលបានជីវិតមិនមែនមានត្រឹមតែមនុស្សឡើយសូម្បីអាវុធនិងផ្ទៃដីក៏អាចដែរដោយឃើញដូច្នេះ UV ក៏បំផ្លែងខ្លួនភ្លាមរួចប្រាប់ហាន់ថាវាដល់ពេលត្រូវវាបំបាច់គ្រប់យ៉ាងហើយហាន់ចាប់ផ្ដើមបញ្ចេញថាមពុតបំភ្លិចបំផ្លាញរបស់ខ្លួនទៅលើជញ្ជាំងទុនជ្រីនោះតែទូខំប្រឹងយ៉ាងណាក៏ជញ្ជាំងនោះនៅតែរឹងមាំហាក់ដូចជាមិនអាចរំលំបានទាល់តែសោះមិនទាន់ដឹងខ្លួនផងជញ្ជាំងក៏ចាប់ផ្ដើមរំកិលបិទចិត្តជា4ជ្រុងជុំវិញពួកគេតែម្ដងពេលនោះហាន់ដឹងច្បាស់ថាពួកគេចោលហើយព្រោះវិស័យ Wanderer កំពុងព្យាយាមដាក់អន្ទាក់ពួកគេដោយផ្ទាល់ស្រាប់តែមានសត្វល្អិតចម្លែកមួយលេបចេញពីខ្លាយហាន់ហើយសើទៅចូលក្នុងខ្លួនគេទៅហើយតែសំណាងល្អគេគេចផុតហាន់ភ័យស្លន់ស្លោពីចំណាំសត្វល្អិតនោះបានហើយ UA ក៏សួរគេថាមានរឿងអីបានជាភ័យខ្លាចសត្វល្អិតនេះម្ល៉េះ ងាកមកខាងក្រៅវិញក្រុមដែលមកដល់មុនគេជឿជាក់ថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចប់បេសកកម្មនេះទោះមានរឿងអីកាត់ឡើងក៏ដោយ តាមពិតទៅពួកគេសង្ឃឹមយ៉ាងមុតមមថាអាចដកថយបានយ៉ាងងាយប្រសិនបើស្ថានភាពមិនដើរតាមផែនការ ប៉ុន្តែរឿងអាក្រក់ក៏កើតឡើងភ្លាមនៅពេលដែលពួកគេត្រូវពពកខ្មៅក្រាស់គ្រប់ដណ្ដប់ជុំវិញខ្លួនពួកគេចាប់ផ្ដើមភ័យស្លន់ស្លោព្រោះគ្មាននរណាម្នាក់យល់ពីបាតុភូតចម្លែកដែលកំពុងកើតឡើងនេះទេពេលពពកខ្មៅចាប់ផ្ដើមរសាយសមាជិកម្នាក់បានទះស្មាប្រធានក្រុមរបស់ខ្លួនប៉ុន្តែស្រាប់តែប្រធានក្រុមចាប់ស្ទាក់គេយ៉ាងកំរោលដូចជាកំពុងប្រជុំមុខនឹងសត្រូវអញ្ចឹង ខាពិតទៅសត្វល្អិតចម្លែកដែលហានបានឃើញមុននេះបានចូលទៅគ្រប់គ្រងរាងកាយប្រធានក្រុមបាត់ទៅហើយ ចំណែកសត្វល្អិតមួយទៀតក៏បានចូលគ្រប់គ្រងសមាជិកដ៏កំសត់នៅដូចគ្នា ត្រឡប់មកខាងក្នុងវិញក៏ពិតគឺអ៊ីហ្វនបានជួយសង្គ្រោះប៊ីយ៉ាន់ចេញពីជញ្ជាំងមរណៈនោះរួចទៅហើយ បើសួរទៅអ៊ីហ្វនថាគេមិនបារម្ភពីរឿងដែលអាចនឹងកើតឡើងទេអីហើយអ៊ីហ្វនក៏តបវិញយ៉ាងខ្លីថាគេមិនខ្វល់នោះទេ បាយប្រាប់គេថានាងពិតជាចំណាននឹងស្គីរបស់គេខ្លាំងណាស់ដែលអាចឲ្យគេធ្វើអ្វីផ្ដេសផ្ដាស់ដោយមិនចេះស្លាប់បែបនេះ ប៉ុន្តែអ៊ីហ្វនប្រាប់នាងវិញថាវាមិនមែនជាអំណោយនោះទេតែវាគឺជាបណ្ដាសាព្រោះការរស់ដោយមិនចេះស្លាប់នេះគឺជាទារុណកម្មដ៏សាហាវមួយផ្សេងទៀត បន្ទាប់មកអ៊ីផែនក៏និយាយលេងទៅកាន់បាយថាពួកគេគួរតែចោះចាញ់ទៅព្រោះយ៉ាងណាក៏មិនអាចចាញ់រួចដែរបាយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះហើយនាងក៏សួរវិញថានរណាថាចាញ់មិនរួចនោះអ៊ីផានកាំងស៊ួយហើយក៏សួរនាងបញ្ជាក់ថាតើនាងមានផ្លូវចាញ់មែនទេនិយាយចប់បាយក៏ប៉ះជញ្ជាំងហើយប្រាស់ស្គីរបស់នាងដែលធ្វើឲ្យជញ្ជាំងនោះរលាយបាត់ភ្លាមតែម្ដង Ivan អបអរយ៉ាងរំភើបព្រោះនេះមានន័យថាពួកគេនឹងមានសង្ឃឹមបន្តជីវិតទៀតហើយ ពេលជញ្ជាំងមកខាងត្រូវបានទម្លុះពួកគេក៏ក្រឡេកឃើញហាន់នៅខាងក្រៅហើយប៊ីក៏ស្រែកហៅឈ្មោះគេភ្លាម ហាន់វាយកំទេចជញ្ជាំងនៅពីមុខគេហើយក៏អាចត្រឡប់មកជួបជុំជាមួយមិត្តរួមក្រុមរបស់គេវិញបានសម្រេច ប៊ីប្រាប់ហានទាំងរភពថានាងទើបតែប្រើស្គីរបស់នាងដើម្បីរំលាយផ្ទាំងសិលាវងវីវ៉ាន់នេះ នាងកំពុងតែនិយាយអួតរឿងនេះមិនទាន់ចប់ផងស្រាប់តែមានដៃបិសាច Golem យក្សមួយលេចចេញពីក្រោយសម្ដៅវាយប្រហារប៊ីនិងអ៊ីហ្វាត ហានស្រែកព្រមានប្រាប់ពួកគេយ៉ាងខ្លាំងប៉ុន្តែវាហួសពេលទៅហើយសម្រាប់អ្នកទាំងពីរក្នុងការគេចខ្លួន គ្រាន់តែចិត្តប្រកកំទេចភ្លាមស្គីរបស់ហាន់ក៏មិនចេញទាន់ពេលវេលាហើយកាត់ផ្ដាច់ដៃយក្សនោះបានសម្រេច ហាន់លោតទៅទាំងមុខអ្នកទាំងពីរហើយប្រាប់ឲ្យពួកគេនៅពួនពីក្រោយគេភាពភ័យខ្លាចចូលមកគ្រប់ដណ្ដប់ភ្លាមពេលពួកគេឃើញបិសាច Golem យក្សឈរនៅចំពីមុខ ហើយនៅពេលដែល Golem រៀបចំចូលវាយប្រហារហានក៏ត្រៀមដាក់ការការពាររបស់គេរួចជាស្រេច ហាន់ឯករាជ្យរាងការវាយប្រហាររបស់ Golem បានមែនប៉ុន្តែរលកប៉ះទង្គិចនេះបានធ្វើឲ្យបៃនិងអ៊ីហ្វានខ្ទាតហោះទៅក្រោយ ហាន់ប្រាប់ពួកគេថាបិសាចទាំងនេះត្រូវបានកោះហៅដោយ Wanderer ដែលមានន័យថាពួកគេចាំបាច់ត្រូវតែកំទេចរាងកាយរបស់ Wanderer ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន
ហានទាំងច្បាស់ថា Wanderer បានបញ្ចូលខ្លួនជាមួយពិភពងងឹតតាំងពីពេលវាបញ្ចេញស្បែកខ្មៅមកម្លេះហេតុនេះហើយទើបសល់ត្រឹមតែដុំស្វែពណ៌ខ្មៅបែបនេះ ហានគិតឃើញថាតាមរយៈការវាយកំទេចដុំស្វែពណ៌ខ្មៅនេះពួកគេនឹងអាចផ្ដួលបិសាច Boss Wanderer នេះបានមិនខានបាយនឹង Epan ក៏ប្រាប់ឲ្យហានធ្វើអ្វីដែលគេត្រូវធ្វើចុះដោយសន្យាថាពួកគេនឹងនៅចាំគាំទ្រពីក្រោយជានិច្ច បិសាច Golem ស្ទុះសម្ដៅទៅរកអ្នកទាំងពីរហើយ Epan ក៏បញ្ចេញ skill អមតៈរបស់គេភ្លាមៗដើម្បីទប់ក្តាប់ដៃនោះប៉ុន្តែគេបានប្រាប់ហានថាខ្លួនប្រាណអមតៈនេះអាចទប់ការវាយប្រហារបានតែ6ដងប៉ុណ្ណោះដូច្នេះគេត្រូវតែរកដំណោះស្រាយឲ្យបានមុនពេលការវាយប្រហារទាំង6ដងនេះអស់ ហានក៏ងាកមកផ្ដោតអារម្មណ៍ទៅលើដុំស្វែខ្មៅនោះវិញម្ដង ហើយគេក៏ចាប់ផ្ដើមប្រមូលធម្មពលវិប្រហារដែលគួរតែអាចគំទេចដុំស្វែនេះត្រឹមមួយក្បាច់ ធម្មពលនេះពិតជាខ្លាំងមែនទែនដោយវាបានស្រូបយកធម្មពលជុំវិញយ៉ាងច្រើនដែលស្ទើរតែហិចរាងកាយរបស់ Evan ជាពីរទៅហើយទីបំផុតហានក៏បញ្ចេញការវាយប្រហារទៅលើដុំស្វែហើយវាបានទម្លុះនិងកំទេចដុំនោះឲ្យคล้ายជាទូលីយ៉ាងរាបទាប Evan ចោលសម្លឹងមើលទាំងស្ញប់ស្ញែងនិងប្រកាសពីជាជំនះតែស្រាប់តែហានស្រែកប្រាប់ឲ្យគេរត់គេងាកទៅឃើញហានកំពុងហូរឈាមដែលធ្វើឲ្យគេបារម្ភយ៉ាងខ្លាំងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Wanderer ពេញវ័យមួយបានបង្ហាញខ្លួននៅចំពោះមុខពួកគេហើយវាបានគំរាមថាគ្មានអ្នកណាអាចរត់រួចនោះទេ Event Paster តែនោមដាក់ខោទៅហើយប៉ុន្តែបែរជាលេខមុខពីក្រោយ Wanderer នោះហើយចាប់ផ្ដើមនិយាយរឿងចម្លែកទៅវិញ នាងប្រាប់អ្នកទាំងពីរថា Wanderer ពេញវ័យនេះគឺជាកាដូពិសេសដែលនាងបានរៀបចំទុកសម្រាប់ពួកគេមាននិយាយថានាងបានលាក់បាំងវាដោយការកុហកហើយរក្សាទុកបិសាច Wanderer នេះនៅក្បែរខ្លួនជានិច្ចដើម្បីរងចាំពេលវេលាសមស្របបំផុតក្នុងការបញ្ចេញវាឲ្យផ្ដល់ការវាយប្រហារចុងក្រោយទៅកាន់ពួកគេ ហានជារឿងកាំងមិនយល់សាច់រឿងសោះហើយគេក៏សួរប៊ីថាហេតុអ្វីបានជានាងធ្វើបែបនេះ បិសាចឡើងយ៉ាងព្រឺព្រួចមុននឹងទម្លាយការពិតថានាងគ្រាន់តែចង់សម្លាប់ Epon និង Han ប៉ុណ្ណោះ ទឹកភ្នែកហូរចេញមកក្រៅគណៈប្រស័យភ្នែករបស់នាងលើចេញនៅនិមិត្តសញ្ញាដ៏ចម្លែកមួយ Ivan មានការភ័ន្តច្រឡំយ៉ាងខ្លាំងហើយក៏សួរទៅហានភ្លាមៗថាតើពួកគេកំពុងតែសម្លឹងមើលអ្វីហានទាញសេចក្តីសន្និដ្ឋានថាគាត់មិនមើលច្រឡំនោះទេព្រោះនេះគឺជាលើកទី2ហើយដែលគាត់បានឃើញវា Ivan សួរថាគាត់ចង់មានន័យយ៉ាងម៉េចហើយគាត់បញ្យល់ថា B ត្រូវបានប៉ារ៉ាស៊ីតចូលតន្ទ្រានហើយ Evan កាន់តែវិលមុខហើយហានបញ្យល់ប្រាប់គាត់ថានិមិត្តសញ្ញាដែលពួកគេទើបតែឃើញនៅក្នុងប្រស័យភ្នែកនាងគឺជាដង្កូវស៊ីខួរក្បាលដ៏ល្បីល្បាញ តែមើលទៅដង្កូវស៊ីខួរក្បាលគឺជាសត្វល្អិតកម្រិតទី4ដែលមានសមត្ថភាពដ៏គួរឲ្យខ្លាចហៅថាការស៊ីបំផ្លាញខួរក្បាលគ្រប់ពីវរៈទាំងអស់ដែលត្រូវបានដង្កូវនេះចូលលូកលុយនឹងត្រូវបានគ្រប់គ្រងនិងបញ្ជាទាំងស្រុងដោយប៉ារ៉ាស៊ីតនេះតែម្ដងនេះមិនមែនជាបញ្ហាតែមួយនោះទេព្រោះដង្កូវនេះមានសមត្ថភាពអាចបន្តពូជដោយខ្លួនឯងនិងបំបែកខ្លួនបានយ៉ាងលឿនក្នុងប្រវត្តិសាស្ត្រទីក្រុងអ្នកខ្លាំងកម្រិតផ្កាយ7ម្នាក់ត្រូវបានដង្កូវនេះចូលខួរក្បាលហើយគាត់បានសម្លាប់មនុស្សពីរទីក្រុងដែលគាត់ការពារបន្សល់ទុកត្រឹមតែការបំភ្លេចបំផ្លាញនិងសាកសព អង្គការត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងចំណាយទុនធានរាប់មិនអស់ទើបអាចផ្ដួលគាត់បាននៅទីបំផុតប៉ុន្តែពួកគេនៅតែរងការខាត់បងយ៉ាងធ្ងន់ធ្ងរដដែល ហានជឿថាសត្វដ៏គ្រោះថ្នាក់ទាំងនេះត្រូវបានគេនិយាយថាបានកម្ចាត់ចោលកាលពី32ឆ្នាំមុនដោយតំបន់ទី1 នេះធ្វើឲ្យគាត់ឆ្ងល់ថាហេតុអ្វីបានជាពូជប៉ារ៉ាស៊ីតនេះនៅតែមានជីវិតអេវ៉ាន់ប្រញាប់ប្រាប់ហានឲ្យរត់ចេញដោយសន្យាថានឹងជួយរារាំង ប៉ុន្តែហានប្រាប់ថាពួកគេមិនអាចគេចផុតទេព្រោះស្បែកខ្មៅអ្នកត្រៃចរពេញវ័យបានស្រូបយកសាកសពអ្នកត្រៃចរក្មេងដែលមានន័យថាទំហំរបស់វាបានរីកធំជាងមុន10ដងឯណោះ ហានបញ្ជាក់ប្រាប់អេវ៉ាន់ថាជាមួយនឹងល្បឿនបច្ចុប្បន្នរបស់ពួកគេនឹងទៅគេសម្រាប់ចោលមុនពេលមានអាការរត់ទៅដល់គៀមនៃស្បែកខ្មៅនោះទៅទៀតទោះជាយ៉ាងណាក៏ដោយហានសូមឲ្យអ៊ីថានជួយពន្យាពាក្យឲ្យគាត់ដើម្បីប្រើបទចម្រៀងកំពុងមួយវត្ត ហានចាប់ផ្ដើមព្យាបាលរបួសខ្លួនឯងភ្លាមៗហើយនៅពេលប៊ីឃើញបែបនេះនាងក៏ភ័យស្លន់ស្លោដោយប្រាប់អ្នកត្រែកចោឲ្យមកជប់ហាន អ្នកត្រាច់ចោបាញ់ធម្មពលចេញពីដៃរបស់វាប៉ុន្តែខៀលការពាររបស់អេវ៉ាន់បានវាកាត់ផ្ដាច់ការវាយប្រហារនោះ ពេលនោះប៊ីរត់តម្រង់ទៅរកអេហ្វាន់ហើយនាងទះស្មាគាត់ដើម្បីប្រើប្រាស់ធម្មពលនៃការកុហករបស់នាងទៅលើគាត់នាងប្រាប់គាត់ថាធម្មពលអមតៈរបស់គាត់គឺជារបស់ខ្លាញ់ខ្លាយប៉ុន្តែជំនួសឲ្យការចាញ់បោកអេហ្វាន់បានយកក្បាលបុកនាងដោយប្រាប់ថាធម្មពលរបស់គាត់ខ្លាញ់ខ្លាយឬអត់វាមិនមែនជារឿងដែលនាងត្រូវសម្រេចនោះទេពេលនាងដួលទៅលើដីសត្វល្អិតនោះក៏លេចចេញពីក្បាលរបស់ប៊ីហើយលោតសម្ដៅទៅរកអេហ្វាន់សត្វល្អិតនោះខំអេហ្វាន់ដែលធ្វើឲ្យចំនួននៃការប្រើប្រាស់ខាត់របស់គាត់ធ្លាក់ចុះសល់ត្រឹម2ដង អេវ៉ាន់ចាប់សត្វល្អិតនោះហើយច្បាច់វាកំទេចចោលដោយក្តីខឹងសម្បាយ៉ាងខ្លាំង ដោយសារតែអ្នកត្រៃចរពេញវ័យដឹងហើយថាធម្មពលអមតៈរបស់គាត់មានដែនកំណត់ក្នុងការប្រើប្រាស់វាលោតទៅលើអាកាសដើម្បីបាញ់ធម្មពលមួយទៀតខណៈកំពុងបញ្ជូសឲ្យចំអអេហ្វាន់ថាចង់ដឹងណាស់តើគាត់អាចទប់ទួលបានយូរប៉ុណ្ណាធម្មពលលូបាញ់ទៅមនុស្សទៀតប៉ុន្តែអេហ្វាន់នៅតែអាចរារាំងវាបានដូចពីមុនចឹងអេហ្វាន់ចាប់ផ្ដើមភ័យស្លន់ស្លោហើយស៊ូហានតើគាត់ត្រូវការពេលយូរប៉ុណ្ណាទៀតទោះជាយ៉ាងណាក៏ដោយហានហាក់ដូចជារៀបចំរួចរាល់ហើយគាត់ប្រាប់អ៊ូវេនិងអេហ្វាន់ឲ្យចាត់ការដង្កូវនោះខណៈគាត់ជាអ្នករ៉ាប់រងអ្នកត្រៃចរពេញវ័យដោយខ្លួនឯង បន្ទាប់មកហានបញ្ចេញក្បាច់កដាប់ដៃរហ័សទាំង8ដោយប្រាប់អ្នកត្រៃចរថាពិតជាគួរឲ្យសរសើរមែនដែលវាអាចបង្ខំឲ្យគាត់ប្រើកម្លាំងពេញទំហឹងបានហានស្ទុះចូលទៅរកអ្នកត្រៃចរដោយកំហឹងក្នុងគោលបំណងវាយវាឲ្យខ្ទេចគ្មានសល់ទោះយ៉ាងណាក៏ដោយអ្នកត្រៃចរបានគេចផុតពីការវាយប្រហារដ៏ខ្លាំងក្លារបស់ហានហើយទីបំផុតគាត់ក៏វាយបុកចិញ្ចាំងខ្ទេចអស់អ្នកត្រៃចរទាញដាវចេញពីមាត់របស់វាហើយទទួលស្គាល់ថាហានពិតជាខ្លាំងមែនដែលជារឿងវាមិននឹកស្មានដល់អ្នកត្រៃចរក្រវីដាវរបស់វាទៅរកហានបង្កើតបានជាការវាយប្រហារដ៏សាហាវដែលកាត់ផ្ដាច់វ័យគប់យ៉ាងនៅតាមផ្លូវរបស់វា អ្នកត្រៃចរចង់ដឹងតើគាត់អាចទប់ទល់ការវាយប្រហាររបស់វាបានប៉ុន្មានដងទៀតប៉ុន្តែហានបានប្រើស្រោមដៃដែករបស់គាត់ដើម្បីរារាំងវាអ្នកត្រៃចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលវាឃើញស្រោមដៃនៅលើដៃហានព្រោះវាចាំបានថាស្រោមដៃនេះគឺជាអាវុធមួយដែលបានសម្លាប់ស្ដេចសឹកមួយអង្គរបស់ពួកគេកាលពីមួយទសវត្សរ៍មុនអ្នកត្រៃចរប្រាប់ហានថាស្រោមដៃនេះគឺជារបស់អ្នកខ្លាំងដែលគួរឲ្យស្ដាយគាត់មិនមែនជាមនុស្សមួយក្នុងចំណោមនោះទេហានលោសម្ដៅទៅរកអ្នកត្រៃចរដែលទទួលស្គាល់ថាគាត់ប្រហែលជាមិនខ្លាំងមែនប៉ុន្តែក្នុងពេលជាមួយគ្នានេះអ្នកត្រៃចរនោះក៏មិនមែនជាស្ដេចសឹកអីដែរ ហានវាយចេញនៅក្តាប់ដៃដ៏ធ្ងន់មួយដែលបង្កើតជាលលោកសម្លៀងរញ្ជួយពេញតំបន់នោះ
ហានបន្តវាសម្រុកទៅលើអ្នកត្រៃចរដោយវាយត្រូវខ្លះហើយខ្លះទៀតវាក៏អាចគេចផាត់បាន អ្នកត្រាចរនិយាយថាវាអាចមើលឃើញយ៉ាងច្បាស់ថាអ្នកដែលឲ្យស្រោមដៃនេះទៅហានមានទំនាក់ទំនងល្អជាមួយគាត់ដែលមានន័យថាបើសិនជាវាសម្លាប់គាត់ម្នាក់នោះច្បាស់ជាខូចចិត្តរហែកទ្រូងមិនខាន អ្នកត្រាចរបដូរទៅជារបៀបវាយលុកភ្លាមៗដោយនិយាយថាគ្រាន់តែគិតដល់រឿងនេះក៏ធ្វើឲ្យវាមានអារម្មណ៍រំភើបទៅហើយ មិនយូរប៉ុន្មានហានក៏ផ្លោះស្នៀតឲ្យអ្នកត្រាចរបានចាក់ដាវរបស់វាចូលស្មារបស់គាត់មុនពេលវាយបំប៉ាងគាត់ទៅក្រោយ នៅពេលនេះហានដឹងយ៉ាងច្បាស់ថាវាមានសារៈសំខាន់ប៉ុណ្ណាក្នុងការសម្លាប់អ្នកត្រាចរឲ្យបានលឿនបំផុតមុនពេលវាស្រូបយកធម្មពលរបស់អ្នកត្រាចរក្មេងបានទាំងស្រុងព្រោះបើសិនជាវាធ្វើបានគាត់នឹងគ្មានលទ្ធភាពអាចតតាំងជាមួយវាបានទៀតទេ ហានព្យាយាមរក្សាភាពស្ងប់ស្ងាត់ហើយប្រមូលអារម្មណ៍ទាំងអស់ព្រោះពេលនេះគាត់បានឈានដល់ស្ថានភាពគ្រោះថ្នាក់ដល់ជីវិតដោយដែលគ្រូរបស់គាត់ធ្លាប់បានព្រមានមែន ហានបាក់ក្បិចគុណក្តាប់ដៃរហ័សទាំង8កម្រិតទី2ព្រោះគាត់ត្រូវប្រយុទ្ធដើម្បីរស់ហើយមិនអាចពន្យាពេលទេ ហានស្ទុះទៅរកខ្មាំងនោះយ៉ាងលឿនហើយមុនពេលវាអាចតបតបានហានបានម៉ាត់មួយដៃយ៉ាងខ្លាំងធ្វើឲ្យរាងកាយវាបែកខ្ទេច វាបែកជាបំណែកតូចៗហើយហានប្រកាសជ័យជំនះរបស់ខ្លួនយ៉ាងជឿជាក់ ប៉ុន្តែក្បាលរបស់វានិយាយថាហានគិតខុសហើយព្រោះគាត់ទេដែលជាអ្នកចាញ់ពិតប្រាកដ ហានភ័យស្លន់ស្លោពេលឃើញរាងកាយវាចាប់ផ្ដើមផ្គុំចូលគ្នាវិញពេលនោះអ៊ីផែនបានប្រាប់ហានថាប៊ីបាត់ខ្លួនហើយតែមុនពេលគាត់អាចសួរបន្ថែមសត្រូវនោះបានគប់ដុំថ្មធំមួយសម្ដៅពួកគេហើយគំរាមថាគ្មាននរណាអាចរត់រួចទេ អ៊ីហ្វាន់អាចទប់ដុំថ្មនោះបានប៉ុន្តែធម្មពលអមតៈរបស់គាត់បានធ្លាក់ចូលដល់សូនហើយគាត់ប្រាប់ឲ្យហាន់ប្រញាប់រត់ទៅ ហានដឹងថាអ៊ីហ្វានទប់លែងរួចហើយភ្លាមនោះក៏មានបាត់ដៃយក្សមួយលេចឡើងមកកំទេចខ្មាំងនោះចោលទាំងស្រុង ក្រុមទាំងមូលងើបមុខឡើងទាំងងឿងឆ្ងល់ហើយពួកគេក៏ភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថាឈូអ៊ុងគឺជាអ្នកជួយសង្គ្រោះពួកគេ ឆាត់ញញឹមព្រោះគាត់មកគាត់ពេលហើយហានក៏ធូរទ្រង់យ៉ាងខ្លាំងពេលបានឃើញវត្តមានគ្រូរបស់គាត់ តែគាត់អស់កម្លាំងខ្លាំងពេកហើយក៏ដួលសន្លប់បាត់ទៅបន្ទាប់មកឆេតបានប្រាប់អ៊ីហ្វេននិងអ៊ូឲ្យនាំហានត្រឡប់ទៅទីក្រុងវិញព្រោះគាត់នៅសល់ការងារបោសសម្អាតមួយចំនួនទៀត អ៊ីហ្វាន់ងឿងឆ្ងល់ដោយមិនយល់ថាការបោសសម្អាតរបស់ស៊ូតុងសំដៅលើអ្វីឡើយ ខណៈពេលកំពុងជជែកគ្នារាជិនីសត្វល្អិតនោះក៏បានលឺរត់គេខ្លួនបាត់ ក្រោយមកហានក៏បានដឹងខ្លួននៅមន្ទីរពេទ្យព្រមទាំងស្រែកប្រាប់ឲ្យគ្រូរបស់គាត់ប្រយ័ត្ន គាត់ភ្លេចខ្លួនថាគាត់លេងនៅលើសមរភូមិទៀតហើយអ៊ូអាដែលនៅក្បែរនោះក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងដែលនៅទីបំផុតហានបានដឹងខ្លួនវិញ តែហាននៅតែឆ្ងល់គាត់សួរយូអេថាកំពុងនៅណាហើយយូអេក៏ប្រាប់ថាគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ៊ូបយោថាក្រោយពេលគាត់សន្លប់ឈូថងបានចាប់ដើមកម្ចាត់សត្វល្អិតទាំងនោះប៉ុន្តែរោគមេរបស់វាមិនឃើញដូច្នេះទើបពួកគេសម្រេចចិត្តនាំហានត្រឡប់មកព្យាបាលរបួសសិន ហេនបានសួរពីអ៊ីហ្វេនឲ្យអ៊ូដកដង្ហើមធំហើយប្រាប់ថាគាត់កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នាងបញ្ជាក់ថាឆ្អឹងរបស់គាត់បែកខ្ទេចខ្ទីអស់ដោយសារទប់ដុំថ្មនោះ បើគ្មានធម្មពលអមតៈនោះទេគាត់ច្បាស់ជាបាត់បង់ជីវិតបាត់ទៅហើយ ទុំមិនស្លាប់មែនតែរបួសរបស់គាត់គឺធ្ងន់ធ្ងរខ្លាំងមែនតែន តាអ៊ូយូបានប្រាប់ថាធម្មពលអមតៈកំពុងតែជួសជុលរបួសរបស់គាត់យឺតៗវិញហើយ ភ្លាមនោះកលានុបដ្ឋាយកម្មម្នាក់បានរត់ចូលមកប្រាប់ថាអ៊ីផែនបានបាត់ខ្លួនទៅហើយ ហានភ្ញាក់ផ្អើលខ្លាំងពេលឮដូច្នេះហើយជូវេក៏ប្រាប់ថាគ្រូបានបញ្ជាឲ្យពួកគេចេញតាមរកសត្វល្អិតប៉ារ៉ាស៊ីតដោយខ្លួនឯង ព្រោះការបាត់ខ្លួនរបស់បាយពាក់ព័ន្ធនឹងពួកសត្វប៉ារ៉ាស៊ីត អ៊ូវេជឿថាអ៊ីហ្វនចេញទៅតាមរកប៊ីនិងសត្វប៉ារ៉ាស៊ីតទាំងនោះហើយ ហេនប្រាប់អ៊ូថាប៊ីជាតម្រុយសំខាន់ព្រោះពួកសត្វប៉ារ៉ាស៊ីតអាចបង្កាត់ពូជខ្លួនឯងបានតែបើពួកគេរកឃើញហើយសម្រាប់រាជិនីរបស់វាបាននោះសត្វល្អិតទាំងអស់នឹងស្លាប់រួមគ្នាតែម្ដង ហានគិតថាអ៊ីផានប្រកាសជាដឹងអ្វីមួយយ៉ាងហើយទើបសម្រេចចិត្តចេញទៅស៊ើបអង្កេតតែម្នាក់ឯង បន្ទាប់មកអ៊ូក៏បានប្រាប់ហានពីរឿងមួយទៀតគឺអង្គការអ្នកការពារបានកាត់បន្ទុកក្រុមរបស់ពួកគេអស់100បន្ទុក ហានសួររកមូលហេតុអាយុក៏ប្រាប់ថានេះមកពីចុងជាអ្នកដែលបានបំពេញបេសកកម្មនេះទៅវិញ ក្រុមដទៃទៀតក៏ត្រូវបានកាត់បន្ទុកដូចគ្នាដោយសារតែធ្វើបេសកកម្មបរាជ័យ ហានធឹងយ៉ាងខ្លាំងដែលពួកគេបថុយជីវិតនៅលើសមរភូមិតែសមាគមមួយនេះបែរជាលេងល្បិចថោកទៀតពីក្រោយខ្នងទៅវិញ យូវេតបន្ថែមថាការកាត់បន្ទុកមិនមែនជារឿងអាក្រក់តែមួយទេព្រោះពួកគេបានយកសាកសពនោះទៅគ្មានសល់ឡើយតាមពិតសម្ភារៈទាំងអស់ត្រូវគេបញ្ជូនទៅកាន់អគារអង្គការអ្នកការពារវិញបាត់ទៅហើយហានស៊ូតាស៊ូថងមាននិយាយអ្វីទេថាយូយប្រាប់ថាគ្រូធ្លាប់និយាយថានេះជាចំនួនរវាងពួកគេនិងក្រុមអ្នកការពារទើបគ្មានអ្នកណាអាចចូលលូកលាន់បាន ពេលថាគ្មានចំណាលូកលាន់ហានក៏យល់ភ្លាមថាតាមពិតគ្រូរបស់គេកំពុងលួចប្រាប់ថាគាត់នឹងចាំគាំទ្រពីក្រោយ ហានសម្រេចចិត្តភ្លាមថាវាដល់ពេលដែលត្រូវទៅអគារសមាគមដើម្បីដណ្ដើមយករបស់ពួកគេមកវិញហើយពួកអ្នកនៅសមាគមកំពុងតែសប្បាយអរពេលហាននិងអ៊ុយធាក់ទ្វារចូលហានបានស្រែកយ៉ាងខ្លាំងបំផុតដើម្បីទាមទារឲ្យហាចេញមកក្រៅកូនចៅរបស់ W ម្នាក់បានចំអកឲ្យហានដោយសួរថាម្ដេចក៏មកទីនេះទាំងមិនបានប្រាប់ពួកគេមុនបែបនេះ ហានប្រាប់វាឲ្យហៅអ្នកនោះចេញមកតែវាបែរជាសម្រេចចិត្តចូលវាប្រហារហានទៅវិញ តែហានវាយវាដួលឲ្យប្រើដៃម្ខាងហើយបញ្ចេញថាមកពួកអូរ៉ាដើម្បីបង្ហាញកំហឹងយ៉ាងសាហាវរបស់គាត់អ្នកផ្សេងទៀតនាំគ្នាស្លន់ស្លោព្រោះពួកគេមិនជឿសោះថាហានទើបតែវាយផ្ដួលមិត្តរួមការងាររបស់គេដោយទះតែមួយកំភ្លៀងសោះអ្នកខ្លះបានថតវីដេអូការឆ្លោះប្រកែកគ្នានេះដោយគំរាមបញ្ជូនវាទៅថ្នាក់លើដើម្បីបង្ហាញថាហានមិនគោរពតាមច្បាប់ទម្លាប់នោះទេ អាមួយពីមុននោះងើបឡើងវិញហើយព្យាយាមយកកបិតមកវាយប្រហារហានប៉ុន្តែហានចាប់ក្របួចគេបានយ៉ាងងាយដូចពងមាន់ ពេលគេកំពុងរវល់ចាប់ក្រវ៉ាត់អាមួយនោះស្រាប់តែហ៊ូបានបង្ហាញខ្លួនហើយស្រ័យប្រាប់ឲ្យហានបញ្ឈប់សកម្មភាពរបស់គេភ្លាម ហានចាំមកវិញថាទីបំផុតព្រមបង្ហាញមុខដ៏សម្រាមរបស់ឯងទេតាហ៊ូស៊ូហានថាចង់បានអ្វីឲ្យប្រកបហើយហានតបថាគេចង់ឲ្យហ៊ូសុំទោសគេនឹងក្រុមរបស់គេប៉ុន្តែហ៊ូឆ្លើយតបវិញថាហានគ្រាន់តែបោកប្រាស់ខ្លួនឯងប៉ុណ្ណោះបន្ទាប់មកហ៊ូក៏សួរកូនចៅគូមីងថាឲ្យបញ្ជូនវីដេអូដែលបានថតនោះទៅទីស្នាក់ការកណ្ដាលឬនៅហើយពួកគេឆ្លើយថាបាទ តាមពិតទៅវាត្រូវបានបញ្ជូនទៅស៊ូមីងសានដែលជាអនុប្រធានផ្នែកត្រួតពិនិត្យឯណោះ ហ៊ូប្រាប់ផនយ៉ាងជឿជាក់ថាគេចប់មិនខានទេព្រោះពេលទីស្នាក់ការកណ្ដាលដឹងថាគេដើរវាដំគេឯងបែបនេះគេច្បាស់ជាត្រូវទទួលទោសជាមិនខាន អ៊ូអា
ប្រាប់ហានថានាងពិតជាបារម្ភពីរឿងទាំងអស់នេះណា ប៉ុន្តែហានប្រាប់នាងកុំឲ្យបារម្ភអីព្រោះមានសួងចាំជួយគ្រប់គ្រងពីក្រោយគ្មានរឿងអ្វីកើតឡើងចំពោះពួកគេឡើយ ពេលនោះហ៊ូទទួលបានដំណឹងថាទីស្នាក់ការកណ្ដាលបានតបមកវិញហើយហ៊ូក៏សួរដល់រំភើបថាមានការឆ្លើយតបយ៉ាងណាខ្លះ កូនចៅរបស់ហ៊ូប្រាប់ទាំងភ័យខ្លាចថាការឆ្លើយតបដែលពួកគេទទួលបានគឺពួកគេគួរតែដោះស្រាយបញ្ហានេះដោយខ្លួនឯងព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់ពួកគេទេ សូម្បីតែផ្នែកត្រួតពិនិត្យក៏ស្ងើចសរសើរនឹងសមត្ថភាពប្រយុទ្ធរបស់ហានដែរហើយថែមទាំងសួរទៀតថាតើគេមានបំណងចង់ចូលរួមជាមួយពួកគេដែរឬទេ ហ៊ូខឹងយ៉ាងខ្លាំងរហូតដល់បោះកាសចោលពួកគេមិននឹកស្មានថាពួកគេត្រូវគេបង្វិលក្បាលលេងដោយសាររឿងរដ្ឋបាលសម្រាមសោះ បន្តមកហានសួរគេថាតើទីបំផុតឯងត្រៀមខ្លួនសុំទោសហើយឬនៅហើយហ៊ូក៏សួរបកវិញថាគេចង់បានអ្វីហានតបថាគេបានឮថាហ៊ូបានយកវត្ថុធាតុដើមញាក់វង្វេងដែលគេនឹងក្រុមខំប្រឹងរកមកដោយលំបាកនោះទៅបាត់ហើយ ហាននិយាយថាអ្វីដែលគេចង់បានគឺចង់ឲ្យហ៊ូបើកទ្វារបន្ទាប់ទុកកំណត់របស់អង្គការឲ្យអនុញ្ញាតឲ្យគេរើសរហូតដល់ពេញចិត្តក្នុងនាមសមាជិកក្រុមរបស់គេទាំងអស់ហ៊ូប្រកែកថាវាជារឿងមិនអាចទៅរួចទេព្រោះក្នុងបន្ទប់នោះមានសុទ្ធតែរបស់មានតម្លៃដែលបានរើសយ៉ាងសម្រិតសម្រាំងហានភ្ញាក់ប្រដែលហ៊ូបដិសេធរឿងនេះទាំងដែលអ្វីដែលគេអាចយកបានដោយដៃទទេទាំងពីរគឺមានចំនួនតិចតួចសោះពេលនោះហ៊ូក៏នឹកឃើញថាអ្វីដែលហាននិយាយគឺត្រូវព្រោះចំនួនរបស់ដែលហានអាចយកចេញបានគឺតិចតួចបំផុត ហ៊ូក៏យល់ព្រមតាមសំណើប៉ុន្តែប្រាប់ហានថាមានតែគេម្នាក់គត់ដែលត្រូវបានអនុញ្ញាតឲ្យចូលហើយពីចេញមកវិញត្រូវមានការឆែកឲ្យច្បាស់ថាគេមិនបានលាក់របស់មានតម្លៃនៅកន្លែងណាផ្សេងក្រៅពីដៃទាំងពីររបស់គេឡើយ ហានយល់ព្រមតាមលក្ខខណ្ឌព្រោះគេមានសិលឹកប៊ីអាចកំបាំងមួយនោះគឺចិញ្ចៀនផ្ទុករបស់ដែលស៊ូតុងធ្លាប់បានឲ្យគេពេលចូលដល់ក្នុងបន្ទប់កំណត់ហានបានទាញទ្វារបិទយ៉ាងខ្លាំងហើយកូនចៅម្នាក់របស់ហ៊ូបានសួរគេថាតែចៅវាយច្បាស់ទេថាយើងនឹងមិនស្ដាយក្រោយចំពោះការសម្រេចចិត្តនេះហ៊ូប្រាប់គេវិញថាក្នុងបន្ទប់កំណត់នោះមានរបស់រាប់មុនមុខហើយសូម្បីតែគេផ្ទាល់ក៏មិនអាចចំណាំវាបានទាំងអស់នោះដែរហ៊ូមានទំនុកចិត្តថាពេលហានឈានជើងចូលដល់ក្នុងបន្ទប់នោះគេច្បាស់ជាវង្វេងក្នុងនោះជាមិនខាន ហ៊ូដឹងច្បាស់ថាហានមិនអាចយករបស់ចេញបានច្រើននោះទេទោះបីជាគេស្គាល់កំណត់ដែលល្អបំផុតនៅទីនេះក៏ដោយកូនចៅរបស់គេយល់ស្របតាមដល់និយាយថាហ៊ូនិយាយត្រូវទាំងស្រុង ពេលនៅខាងក្នុងហានបានទីសៀវភៅវាតម្លៃកំណប់ចេញមកហើយគេដឹងថានៅក្នុងបន្ទប់នេះមានរបស់មានតម្លៃជាច្រើនសន្ធឹកសន្ធាប់ហានសម្លឹងមួយជុំវិញហើយចង្អុលទៅរបស់មានតម្លៃទាំងអស់ដែលនៅតម្រៀបគ្នាក្នុងបន្ទប់នោះគេមិនបង្អង់យូរឡើយក៏ប្រញាប់ប្រើប្រាស់ចិញ្ចៀននោះដើម្បីស្រូបយករាល់វត្ថុមានតម្លៃទាំងអស់នៅខាងក្នុងបន្ទប់កណ្ដប់នោះតែម្ដងមួយម៉ោងក្រោយមកហ៊ូចាប់ផ្ដើមបារម្ភពេលឃើញហាននៅខាងក្នុងនៅឡើយប៉ុន្តែភ្លាមនោះហានក៏ដើរចេញមកក្រៅដោយអរគុណពួកគេដែលបានរងចាំគេអូប្រញាប់រត់មករកគេដោយសួរថាដំណើរការយ៉ាងម៉េចទៅហើយហានធានាអះអាងថានឹងប្រាប់នាងគ្រប់យ៉ាងពេលពួកគេត្រឡប់ទៅដល់ផ្ទះវិញ ពេលពួកគេទាំងពីរចាក់ចេញទៅហ៊ូនិងកូនចៅមានការងឿងឆ្ងល់យ៉ាងខ្លាំងដែលឃើញហានមិនបានយកអ្វីចេញមកសោះហ៊ូក៏សម្រេចចាត់ទូរស័ព្ទទៅសួរអ្នកគ្រប់គ្រងបន្ទប់កំណាប់ដើម្បីឲ្យដឹងច្បាស់ អ្នកគ្រប់គ្រងប្រាប់ថាគេយកទៅ5មុខហើយហ៊ូកំពុងតែអរថា5មុខមិនច្រើនទេស្រាប់តែអ្នកគ្រប់គ្រងប្រាប់គេវិញថាគេគិតខុសហើយព្រោះហានបានយកទៅ 50% នៃរបស់ទាំងអស់ក្នុងបន្ទប់នោះ ហ៊ូខឹងស្ទើរឈួតពេលឮបែបនេះហើយស្បត់ថានឹងមិនបណ្ដោយឲ្យហានរួចខ្លួនឡើយព្រោះគេគួរតែយកតែរបស់មួយឬពីរមុខបានហើយ ហ៊ូប្រាប់កូនចៅឲ្យរាយការណ៍ទៅទីស្នាក់ការកណ្ដាលប៉ុន្តែអាមួយនោះតបថាគេបានរាយការណ៍រួចហើយតែពួកគេបដិសេធដែលធ្វើឲ្យហ៊ូទទួលរងភាពបរាជ័យយ៉ាងអាម៉ាស់បំផុតពេលហានត្រឡប់មកដល់ផ្ទះវិញ គេសប្បាយចិត្តដែលបានដោះស្រាយជាមួយហ៊ូរួចរាល់ហើយនិយាយថាគេចង់ចាំមើលណាថាតើហ៊ូហ៊ានព្យាយាមមកជជែកក៏ឲ្យទៅទុំដាក់គេម្ដងទៀតដែរឬទេពេលនោះអូក៏បង្ហាញខ្លួនដោយរុំតែកន្សែងពូកូប៉ុណ្ណោះហើយនាងហៅហានឲ្យចូលគេងព្រោះវាយប់ជ្រៅណាស់តែហើយ មុខរបស់ហានប្រែជាក្រហមងាំងដោយក្តីតក់ស្លុតហើយស៊ូអ៊ូថានាងមានន័យថាម៉េចឲ្យប្រកាសអ៊ូវេបញ្យល់ថាតាមពីគាត់របួសលើកមុនមកនាងពិតជាបារម្ភខ្លាចបាត់បង់គាត់ខ្លាំងណាស់ដូច្នេះហើយគាត់គុំសូមបីតែគិតចង់រត់គេខ្លួនឲ្យសោះអ្នកទាំងពីរកំពុងតែនិយាយគ្នាស្រាប់តែមានក្មេងស្រីម្នាក់ស្លៀកពាក់រ៉ូបដេកយប់ដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ អូវេប្រញាប់លោតចេញពីរាងកាយរបស់ហានភ្លាមព្រោះពួកគេមិនបានដឹងសោះថាមានអ្នកផ្សេងចូលមករស់នៅក្នុងផ្ទះនេះដែរ ហានសួរថានាងជានរណាហើយនាងក៏តបវិញយ៉ាងជឿជាក់ថាពួកគេជាអ្នកមករស់នៅក្នុងផ្ទះតែយាយនាងសោះតែបែរជាមិនស្គាល់ថានាងជានរណាទៅវិញ ហានភ្ញាក់ផ្លាយយ៉ាងខ្លាំងហើយសួរថាតើនាងជាចៅស្រីរបស់ស៊ូតុងមែនទេហើយនាងក៏បញ្ជាក់ប្រាប់ថានាងពិតជាលីងសែនមែនលីងប្រាប់ហានថានាងស្គាល់គាត់រួចហើយក្នុងពេលសន្ទនានោះហានក៏បានពិនិត្យមើលតន័យតួអង្គរបស់នាងទើបដឹងថានាងមានការកាប់អាវុធទេវៈមួយគឺ Shenong Kodron ហានពិតជាភ្ញាក់ផ្អើលណាស់ពេលដឹងថានាងគឺជាអ្នកកាន់កាប់អាវុធទេវៈកំពូលទាំង10ហើយគាត់ក៏សួរនាងថាតើវាសមរម្យទេដែលនាងស្លៀកពាក់ឈុតដេកយប់ដើរពេញផ្ទះបែបនេះនាងតបថានេះជាការស្លៀកពាក់ដែលនាងមានអារម្មណ៍ងាយស្រួលបំផុតពេលនៅផ្ទះព្រោះការនៅបែបនេះជួយឲ្យនាងងាយរកនឹកឃើញគំនិតថ្មីៗក្នុងការសរសេរជូវិតសួរនាងថាតើវាមានន័យយ៉ាងម៉េចហើយនាងក៏ប្រាប់ថានាងគឺជាអ្នកនិពន្ធប្រឡំលោកដ៏ល្បីម្នាក់បន្ទាប់មកលីងកេនក៏សុំទោសជូវិតដែលចូលមករំខានកម្មវិធីរបស់ពួកគេតែនាងសួរថាចង់បន្តទៀតឬអត់ អ៊ូវេរិងស្ទាក់ស្ទើរក្នុងការឆ្លើយហើយលីងក៏ប្រាប់នាងថាបើនាងមិនធ្វើទេនាងអាចនឹងដណ្ដើមតំណែងនេះហើយ នាងបំរុងនឹងស្ទុះត្រោកហាន់ទៅហើយតែអ៊ូវេក៏ចាប់នាងជាប់ដោយរំលឹកថានាងទើបតែស្គាល់ហាន់ហើយរវាងពួកគេមិនទាន់មានមនោសញ្ចេតនាស៊ីជម្រៅនឹងគ្នាឡើយលីងសេនតបវិញថាគ្មាននរណាត្រូវការមនោសញ្ចេតនាដើម្បីបង្កើតកិច្ចសន្យាទេហើយយូវីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះ ហានបញ្ជាក់ថាលីងសេនពិតជាមានធម៌ពលទេវៈមែនហើយបើនាងចង់កិច្ចសន្យាជាមួយគាត់អាចប្រើជំនាញរបស់គាត់ដើម្បីដាស់ធម៌ពលនាងជាលើកទី2បានលើកបែបនេះភ្លាម លីងហ៊ានរំភើបញាប់ញ័រហើយនាងក៏ប្រញាប់ចាប់ឲ្យរបស់នាងភ្លាមដើម្បីឲ្យពួកគេអាចចាប់ដើមធ្វើកិច្ចសន្យាបានឆាប់រហ័ស ហានស្រឡាំងកាំងនឹងទង្វើរបស់នាងយ៉ាងខ្លាំងហើយគាត់ក៏សួរនាងថាតើនាងកំពុងតែព្យាយាមធ្វើអីហ្នឹងនាងឆ្លើយថានាងកំពុងតែរៀបចំដើម្បីចាប់ដើមធ្វើកិច្ចសន្យាហានក៏សួរនាងវិញថាតើរឿងនេះវាពាក់ព័ន្ធអីនឹងការដោះសម្លៀកបំពាក់ទៅវិញ
លីងសេនដបថានៅក្នុងសិភើរបស់នាងទាំងអស់ការចុះកិច្ចសន្យាគឺតម្រូវឲ្យមានការប៉ះពាល់រាងកាយយ៉ាងជិតស្និទ្ធទើបអាចបញ្ចប់បាន ហានដង្ហើមធំយ៉ាងធត់ថប់ដោយនិយាយថាទីបំផុតគាត់យល់ពីនាងហើយមើលទៅគាត់ច្បាស់ជាត្រូវជួយសង្គ្រោះនាងមិនខាន បន្ទាប់មកហានក៏បញ្ចេញពន្លឺទេវៈដើម្បីដាស់ធម្មពលលើកទី2របស់នាងដែលធ្វើឲ្យរោគដេកយប់របស់នាងរវល់ចេញហើយនាងមានអារម្មណ៍ថាមានចរន្តកក់ក្ដៅកំពុងហូរចូលក្នុងខ្លួន ការដាស់ធម្មពលទទួលបានជោគជ័យហើយ Lingson ក៏បានដាស់វិញ្ញាណកិច្ចសន្យាកម្រិត SSS របស់នាងបានសម្រេច ការពិតទៅ Shannon Cotron អាចចម្រាញ់វត្ថុផ្សេងៗឲ្យคล้ายទៅជាធម្មពលពិតប្រាកដរបស់វាបាន ហានស្រឡាងកាំងពេលឃើញបែបនេះព្រោះនេះមានន័យថាទេពកោសលរបស់លីងអាចស្រូបយកធម្មពលវិញ្ញាណបាន នេះមានន័យថាគាត់អាចទទួលបានធម្មពលវិញ្ញាណបរិសុទ្ធយ៉ាងងាយស្រួលដើម្បីទម្លុះទៅកាន់កម្រិតកាន់តែខ្ពស់នៅពេលអនាគត ដោយសារទេពកោសលនាងមើលទៅដូចជាអស្ចារ្យណាស់ហានក៏ស្នើឲ្យពួកគេសាកល្បងវាភ្លាមៗបន្ទាប់មកអ៊ូក៏ប្រាប់ពួកគេឲ្យបន្តចុះចំណែកនាងទៅយកទឹកសិន ពេលនេះកំពុងយកទឹកនាងក៏ចាប់ផ្ដើមឮសំឡេងចម្លែកពីអ្នកទាំងពីរហាក់បីដូចជាពួកគេកំពុងបញ្ចូលអ្វីមួយយ៉ាងចូលក្នុងខ្លួនគ្នាអញ្ចឹង អូវេបញ្ញាប់រត់ត្រឡប់មកវិញស្រាប់តែឃើញថាអ្នកទាំងពីរកំពុងតែចម្រាញ់វត្ថុធាតុហើយដាក់ចូលនៅក្នុងឡដុតទៅវិញ ក្រោយពីចម្រាញ់រួចរាល់គ្រាប់ថ្នាំធម្មពលវិញ្ញាណមួយគ្រាប់ក៏លេចចេញមកហើយហានបានបញ្យល់ថាដោយការលេបវាគាត់អាចបង្កើនធម្មពលវិញ្ញាណរបស់គាត់បានយ៉ាងហោចណាស់ក៏ 1% ដែរ ជួវីភ្ញាក់ផ្លាយយ៉ាងខ្លាំងចំពោះរឿងនេះតែស្រាប់តែលីងសេនច្រានហានផ្ដួលទៅលើឥដ្ឋដោយប្រាប់ថាកម្ដៅក្នុងខ្លួននាងមិនទាន់រលត់អស់នោះទេ Lingson ចាប់ទានហានដោយប្រាប់ឲ្យគាត់ជួយនាងហាន Payslon ស្លោហើយស្រែកហៅអ៊ូឲ្យជួយតែទីបំផុតសូម្បីតែអ៊ូក៏ចូលរួមជាមួយនាងដែរអ្នកទាំងពីរបានទម្លាក់គ្រប់យ៉ាងទៅលើហានហើយពួកគេក៏បានចំណាយពេលយ៉ាងរលរាយជាមួយគ្នាព្រឹកបន្ទាប់ហានភ្ញាក់ឡើងដោយអស់កម្លាំងលហិតលហើយពីទង្វើរបស់អ្នកទាំងពីរក៏សរសើរគាត់ដោយប្រាប់ថាគាត់ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែន ហានប្រញាប់រំលងរឿងនេះដោយនិយាយថាដល់ពេលដែលពួកគេត្រូវទៅបំពេញភារកិច្ចហើយ Lingson សួរគាត់ថាកំពុងនិយាយពីកិច្ចការអ្វីហើយគាត់ក៏ប្រាប់ថាពួកគេត្រូវតាមប្រមាញ់ Queen Bug និងស្វែងរកសមាជិកក្រុមដែលបាត់ខ្លួន Lingson សួរហានពីអ្នកដែលបាត់ខ្លួននោះហើយ Chuvi ក៏យករូបថតរបស់ B ចេញមកគ្រាន់តែ Lingson ឃើញរូបថតនោះភ្លាមនាងក៏ប្រាប់ថានាងធ្លាប់ឃើញ B ពីមុនមកព្រោះនាងឧស្សាហ៍ទៅរំនៅក្លឹបរាត្រី Chuvi សួរនាងថាមិនបានដឹងហើយនាងក៏ប្រាប់ថានាងឧស្សាហ៍ទៅក្លឹបរាត្រីនោះដូចគ្នាហើយទីនោះគឺក្លឹបរាត្រី Breeze ដែលជាក្លឹបដ៏ធំបំផុតនៅក្នុងទីក្រុងនេះហានពិតជារីករាយណាស់ពីលឺបែបនេះព្រោះគាត់មិននឹកស្មានសោះថាពួកគេអាចរកតម្រុយឃើញលឿនយ៉ាងនេះ បន្ទាប់មកហ៊ីងក៏ទាញដបបាញ់មួយចេញមកហើយគាត់បាញ់វាទៅលើពួកគេដោយប្រាប់ថាដល់ពេលត្រូវចេញទៅក្លឹបរាត្រីនោះហើយអ្នកតែពីខ្ពើមរអមនឹងក្លិនរបស់វាដែលគាត់កំពុងបាញ់មកលើពួកគេខ្លាំងណាស់ហើយក៏សួរគាត់ថាវត្ថុនោះជាអ្វីហានប្រាប់ថាវាគឺជាស្ប្រេផ្កាហរថនដែលពួកសត្វល្អិតប្រតិកម្មនឹងវាខ្លាំងបំផុតតាមពិតទៅពេលពួកវាធំក្លិននេះពួកវានឹងឆាប់ខឹងខុសធម្មតាហើយថែមទាំងអាចកាចសាហាវទៀតផងពេលមកដល់ក្លឹបភ្លាមហានក៏ដើរសម្ដៅទៅរងអ្នកក្រឡក់ស្រាដើម្បីសួរនាំថាតើគាត់មានស្គាល់មនុស្សស្រីឈ្មោះបាយដែរឬក៏អត់ប៉ុន្តែហានបាយជានិយាយប្រាប់ឈ្មោះហៅក្រៅរបស់នាងទៅវិញគ្រាន់តែឮឈ្មោះនេះភ្លាមអ្នកក្រឡក់ស្រាក៏ប្រែទឹកមុខជាមាត់ចត់ភ្លាមតែម្ដងអ្វីដែលនឹកស្មានមិនដល់គឺអ្នកក្រឡក់ស្រាបានលើកដបស្រាឡើយហើយស្រែកប្រាប់គ្រប់គ្នាថាហានបានសន្យាថានឹងចេញលុយថ្លៃផឹកស៊ីឲ្យអ្នកទាំងអស់គ្នាដែលកំពុងមានវត្តមាននៅទីនេះហ្វូមនុស្សនាំគ្នាស្រែកហ៊ូសបាយនឹងស្រាឥតគិតថ្លៃចំណែកឯហានវិញកំពុងតែឈោឆ្ងល់វិលមុខតែម្នាក់ឯងគាត់ក៏សួរអ្នកកឡុកស្រាថាវាមានរឿងអ្វីកើតឡើងឲ្យប្រកាសទើបអ្នកកឡុកស្រាលាតត្រដាងថាកាលពីម្សិលមិញមានភ្ញៀវម្នាក់ទៀតបានបង្ហាញខ្លួននៅទីនេះភ្ញៀវម្នាក់នោះបានចម្ពាក់ថ្លៃស្រាយ៉ាងច្រើនសន្ធឹកសន្ធាប់រួចក៏និយាយថានឹងមានអ្នកមកចេញលុយជំនួសដោយគេបាននិយាយយោងទៅតាមឈ្មោះរបស់គាត់ដើម្បីទូទាត់បំណុលមួយនេះជួវេពិតជាភ្ញាក់ផ្អើលពេលលើបែបនេះហើយនាងក៏ងាកទៅសួរហានថាតើជននោះអាចជាអ្នកណាទៅវិញហានមកប្រាប់នាងកុំឲ្យគិតច្រើនពេកអំពីរឿងមួយនេះអីព្រោះគាត់ជឿជាក់យ៉ាងច្បាស់ថាជនម្នាក់នោះពិតជាអ៊ីផែនមិនខានឡើយ អ្នកកឡុកស្រាបានលាតត្រដាងថាអ៊ីហ្វាន់បានបន្សល់ទុករបស់មួយសម្រាប់គាត់ហើយគេបានព្យាយាមមើលទៅក្នុងប្រអប់នោះដែរប៉ុន្តែគេមិនអាចបើកវាបានឡើយហានទទួលយកប្រអប់នោះហើយគាត់ក៏បើកវាយ៉ាងងាយស្រួលរួចក៏ឃើញសម្បត្តិមួយនៅក្នុងសម្បត្តិនោះអ៊ីហ្វាន់បានសរសេរថាគាត់នឹងបងប្រុសឈ្មោះយីមីងបានរករោប្រាសាទបាក់បែកចិត្តនោះដល់ជោគជ័យហើយពេលពួកគេត្រឡប់មកវិញអង្គការកាឌៀនក៏បានផ្ដល់រង្វាន់ដល់គាត់បន្ទាប់មកក្រុមទាំងមូលក៏បានទៅសាលារ៉ម Breeze ដើម្បីជប់លៀងអបអរសាទរមួយខែក្រោយមកយីមីងត្រូវបានផ្លាស់ប្ដូរឲ្យទៅជួមមុខដោយសារតែមូលហេតុពិសេសមួយចំនួនហើយចាប់តាំងពីពេលនោះមកពួកគេលែងទទួលបានដំណឹងអ្វីពីគាត់ទៀតឡើយ ក្នុងខែដដែលនោះហ៊ូដែលជាអនុប្រធានក្រុមក៏បានឡើងកាន់តំណែងជំនួសជាប្រធានក្រុមតែម្ដងគាត់បញ្ចប់សម្បត្តិនេះដោយបញ្ជាក់ការពិតថាពពួកដង្កូវប៉ារ៉ាស៊ីតទាំងអស់នឹងត្រូវបំផ្លាញចោលទាំងស្រុងប្រសិនបើសត្វល្អិតជាម្ចាស់កស្ត្រីត្រូវបានគេសម្លាប់ចោល Lingson ពិតជាមិនយល់សោះពេលអានសម្បត្តិនេះហើយនាងក៏សួរហានថាតើអ៊ីផានកំពុងព្យាយាមប្រាប់ពួកគេពីរឿងអ្វីនៅក្នុងសម្បត្តិមួយនេះហេតុបានបញ្ជាក់ថាការបំបែកខ្លួនរបស់សត្វល្អិតជាម្ចាស់កត្រីបានចាប់ផ្ដើមតាំងពីខែកុម្ភៈមកម្លេះហើយពេលនេះមានប៉ារ៉ាស៊ីតសរុបទាំងអស់ចំនួន7ក្បាល ទីបំផុត Lingson ក៏យល់អ្វីដែល Hen កំពុងនិយាយហើយ Hen ក៏ប្រាប់ឲ្យពួកគេរងចាំគាត់មួយផ្លេតខណៈពេលដែលគាត់សុំទៅចូលបន្ទប់ទឹកពេលចូលដល់ក្នុងបន្ទប់ទឹកគាត់ក៏ដើរកាត់បុរសម្នាក់ដើម្បីប្រញាប់ទៅដោះស្រាយកិច្ចការផ្ទាល់ខ្លួនភ្លាមនោះបុរសម្នាក់នោះក៏មានប្រតិកម្មជាមួយនឹងក្លិនផ្កាហរសនដែលជាប់នៅលើខ្លួនរបស់ហានគេស្ទុះទៅវាយហានទាំងកំហឹងប៉ុន្តែហានវាយបកទៅវិញយ៉ាងងាយស្រួលដោយមិនបាច់ញញើតមួយចង្អាមឡើយបុរសនោះត្រូវដួលដេកភាកទៅលើដីហើយប៉ារ៉ាស៊ីតនោះក៏លោតចេញពីក្នុងខ្លួនរបស់គេហានចាប់ច្បាច់វាបែកខ្ទេចមុនពេលក្មេងស្រីទាំងពីរអ្នករត់យ៉ាងប្រញាប់ចូលមកក្នុងបន្ទប់ដោយសួរហានថាមានបញ្ហាអ្វីកើតឡើងហានប្រាប់អ្នកទាំងពីរថាប៉ារ៉ាស៊ីតនោះបានចូលតោងក្នុងខ្លួនបុរសម្នាក់នេះដែលជាម្ចាស់សាលារួមនោះឯងប៉ុន្តែគាត់បានចាត់ការកម្ចាត់វាសពគ្រប់អស់ទៅហើយដោយសារតែមានប៉ារ៉ាស៊ីតសរុបចំនួន7ក្បាលជួវេក៏ឆ្ងល់ថាតើប៉ារ៉ាស៊ីតផ្សេងទៀតបាត់ខ្លួនទៅណាអស់ទៅហើយ
លីងសែននិយាយថាវាអាចទៅរួចដែលសមាជិកក្រុមរបស់យីងត្រូវបានប៉ារ៉ាស៊ីតចូលតោងដូចគ្នាបន្ទាប់មកហាន់ស្នើឲ្យពួកគេចាក់ចេញពីក្លឹបដើម្បីស្វែងរកដំរុយថ្មីស្រាប់តែភ្លាមៗនោះមានបរិសម្នាក់ទៀតស្ទុះមករកហាន់ជាមួយនឹងដាវមួយដើមហាន់គេពីការវាប្រហារមុននឹងទាត់គេទម្លាក់ទៅដីគួរឲ្យភ្ញាក់ផ្អើលគេក៏ត្រូវបានប៉ារ៉ាស៊ីតចូលតោងដូចគ្នា ប៉ុន្តែហានប្រញាប់កំចាត់ប៉ារ៉ាស៊ីតនោះចោលភ្លាមៗមុនពេលវាលួចរត់គេខ្លួនអ៊ូចំណាំមុខបរិសដែលដេកលើដីនោះបានហើយប្រាប់ថាគេគឺជាកូនចៅរបស់ហ៊ូពេលនោះហើយទើបហែនដឹងច្បាស់ថាមនុស្សទាំងអស់ដែលត្រូវបានប៉ារ៉ាស៊ីតចូលតោងសុទ្ធតែមានទំនាក់ទំនងជាមួយនឹងសាលរំព្រីសទាំងអស់តែម្ដងចាប់តាំងពីយីមីងដែលជាម្ចាស់សាលារំរហូតដល់បាយគឺស្ទើរតែគ្រប់គ្នាដែលបានពាក់ព័ន្ធជនរងគ្រោះសុទ្ធតែធ្លាប់បានទៅសាលារំហើយពួកគេសុទ្ធតែមានទំនាក់ទំនងជាមួយមនុស្សម្នាក់ឈ្មោះហ៊ូស្របពេលជាមួយគ្នានោះហានក៏ដឹងថាអ៊ីហ្វានកំពុងតែទៅណាហើយកន្លែងនោះគឺគ្មានអ្វីក្រៅពីកន្លែងរបស់ហ៊ូដែលកំពុងតែរវល់សប្បាយជាមួយស្រីរបស់គេស្រាប់តែពេលនោះអ៊ីហ្វានក៏ធ្លាចូលមកក្នុងបន្ទប់ទាំងកំហឹងតែម្ដងអេផានស្រែកកំហុសដាក់ហ៊ូ ដោយត្រាប់គេថាគេបានសម្លាប់យីមីងហើយក៏ដណ្ដើមយកតំណែងរបស់គាត់ថែមទាំងប្រើសត្វល្អិតប៉ារ៉ាស៊ីតទាំងនោះមកគៀបសង្កត់និងបង្ក្រាបអ្នកដែលភ្ញាក់រលឹកនិងអ្នកចង់វិញ្ញាណដែលមានទេពកោសល្យទៀតផងអ៊ីវ៉ាន់កឹងយ៉ាងខ្លាំងដែលសំបីតែហ៊ូបានធ្វើរឿងអាក្រក់ទាំងអស់នេះហើយក៏ដោយក៏គេនៅតែអាចដើរហើរដោយសេរីបានទៀតហ៊ូបានម្ចាស់អ៊ីផានដោយនិយាយប្រាប់ថាមនុស្សស្រីរបស់គេទើបតែស្លាប់ទៅសោះហើយជំនួសឲ្យការពួនសំងំដើម្បីគិតអំពីជីវិតខ្លួនឯងគេបែរជាចេញមុខមកលោឡារយករឿងគាត់ទៅវិញអេផានស្រែកកំហុសដាក់ហូយដែលប្រាប់ថាអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងគឺជាកំហុសរបស់គេហើយគេមកទីនេះគឺដើម្បីទូទាត់បញ្ជីចាស់ ហ៊ូនៅតែបន្តនិយាយផ្លាយការដោយប្រាប់អ៊ីផុនឲ្យបន្ទោសសង្សាររបស់គេដែលគ្មានសំណាងជំនួសឲ្យការមករករឿងបន្ទោសរូបគេហ៊ូក៏បានសួរអ៊ីផុនដែរថាតើគេមិនខ្លាចកងកម្លាំងជំនួយទេអីបានជានៅឈោបកាយគ្នាជាមួយគេមិនព្រមតាណាសោះបែបនេះមិនទាន់តែដឹងខ្លួនផងកូនចៅរបស់ហ៊ូក៏បានបង្ហាញខ្លួននៅកន្លែងនោះហើយហ៊ូក៏បញ្ជាឲ្យកូនចៅសម្រាប់អ៊ីផានព្រោះគេបានហ៊ានវាយប្រហារសមាជិកសំខាន់ម្នាក់របស់អង្គការកាឌៀនដោយចំហដោយដឹងថាពួកគេកំពុងតែសម្រុកចូលមកហើយនោះអ៊ីផានក៏ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយពួកក្មេងទំនើងទាំងនោះប៉ុន្តែហានដែលបានដើរចូលមកចំពេលល្មមដោយវាយពួកកូនចៅនោះឲ្យដួលសន្លប់ត្រឹមតែមួយដៃប៉ុណ្ណោះទាំងហ៊ូព្រមទាំងគ្រប់គ្នាពិតជាភ្ញាក់ផ្អើលពេលបានឃើញហានអ៊ីហ្វានបានសួរគាត់ថាហេតុអីបានជាគាត់មកទីនេះហើយអ៊ីហ្វានក៏សួរទៀតថាតើគេអាចនៅរស់ទេប្រសិនបើពួកគេមិនបានបង្ហាញខ្លួនដើម្បីជួយសង្គ្រោះគេនោះគេមិនអាចនិយាយអ្វីចេញឡើយព្រោះគេដឹងច្បាស់ថាហាននិយាយត្រូវពិតមែនបន្ទាប់មកហ៊ូក៏បានសួរទៅកាន់ហានថាតើឯងពិតជាប្រកាសចិត្តថាចង់ចូលរួមជាមួយនឹងខាងរបស់អផាន់មែនទេហើយហានគ្រាន់តែនិយាយព្រមានទៅកាន់ពួកកូនចៅរបស់ហ៊ូកុំឲ្យមកស្លាប់ឥតប្រយោជន៍ពួកនេះគឺជារឿងផ្ទាល់ខ្លួនរវាងគេនិងហ៊ូតែប៉ុណ្ណោះប៉ុន្តែពួកគេបដិសេធឲ្យសម្រេចចិត្តវាយប្រហារហានវិញដោយសារពួកគេបានជ្រើសរើសផ្លូវនេះទៅហើយហានក៏មិនទុកមុខឲ្យដែរគេបានវាយកំទេចពួកនោះមួយម្ដងតែម្ដងមួយសន្ទុះក្រោយមកពួកវាទាំងអស់ត្រូវបានវាយទម្លាក់ហើយសម្បីតាអ៊ីផេនក៏ស្រឡាំងកាំងដែរព្រោះវាចំណាយពេលមិនយូរនោះទេប៉ុន្តែមើលទៅដូចជាហានពិតជាស្ទាត់ជំនាញក្បាច់គុនរបស់គេខ្លាំងណាស់លីងសិនបញ្ញាប្រាប់ហានភ្លាមថាហ៊ូកំពុងតែព្យាយាមរត់គេខ្លួនហើយហានក៏ដេញតាមគេពីក្រោយជាមួយនឹងចេតនាចង់សម្លាប់តែម្ដងហេតុបានវាយមួយដៃចំទ្រង់យ៉ាងខ្លាំងធ្វើឲ្យគេដួលខ្ពកទៅលើដីពេលដែលហ៊ូដួលដល់ដីភ្លាមមានសត្វល្អិតប៉ារ៉ាស៊ីតមួយបានលេចចេញពីក្បាលរបស់គេហើយមុនពេលវារត់គេបាត់ហានក៏បានជន់វាខ្ទេចទោះយ៉ាងណាក៏ដោយហានមិនសូវសប្បាយចិត្តប្រមាណទេព្រោះវាមិនមែនជាសត្វល្អិតមេនោះឡើយកូនចៅរបស់ហ៊ូពិតជាភ័យស្លន់ស្លោខ្លាំងពេលដឹងថាហ៊ូស្លាប់បាត់ទៅហើយពួកគេក៏ចាប់ផ្ដើមស្រែកដាក់ហានហើយសួរថាតើគេឈួតបាត់ហើយមែនទេភ្លាមនោះពេលដែលហានឃើញថាពួកគេកំពុងទម្លាក់កំហុសរឿងស្លាប់របស់ហ៊ូមកលើគេក៏ដឹងខ្លួនថាពួកគេបានធ្លាក់ចូលក្នុងអន្ទាក់បាត់ទៅហើយមួយម៉ោងមុនជំនួយការស្រីម្នាក់បានចូលទៅក្នុងការិយាល័យរបស់ម្ចាស់ទីក្រុងដើម្បីយកឯកសារឲ្យគាត់សញ្ញេប៉ុន្តែបែរជាឃើញសត្វល្អិតប៉ារ៉ាស៊ីតមេកំពុងតែលូនចេញពីក្បាលរបស់គាត់ទៅវិញបន្ទាប់មកក៏មានសំឡេងស្រែករបស់មីរីម្នាក់នោះប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះដើម្បីលឺនាងឡើយត្រឡប់មកកន្លែងរបស់ហ៊ូវិញហានបានប្រាប់សមាជិកក្រុមរបស់គេឲ្យចាក់ចែងឲ្យទៅស្វែងរក shot ព្រោះគេគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយដោះស្រាយវិបត្តិដ៏ធំមួយនេះបានប៉ុន្តែពួកគេបានប្រាប់ឲ្យដឹងថាទោះបីជាមានរឿងអ្វីកើតឡើងក៏ពួកគេនៅតែរួមរស់ស្លាប់ជាមួយគេដែរស្របពេលជាមួយគ្នានោះដែរម្ចាស់ទីក្រុងឈ្មោះគូងឈួនបានចេញដីកាចាប់ខ្លួនសម្រាប់ហានហើយគាត់បានបញ្ចេញស្នាមញញឹមដ៏ពីស្ពុលមួយព្រោះគាត់មិនដែលនឹកស្មានថានុយរបស់គាត់ត្រូវបានគេស៊ីលឿនបែបនេះសោះហានរៀបនឹងទុកមិត្តភ័ក្តិរបស់គេចោលបាត់ទៅហើយស្រាប់តែមានបរិសុទ្ធចំណាស់ម្នាក់បានបង្ហាញខ្លួននៅលើមេឃជិះយានអវកាសដ៏ចម្លែកមួយបរិសុទ្ធចំណាស់នោះបញ្ជាក់ថាគាត់ដឹងរឿងដែលគេទើបតែបានសម្លាប់សមាជិកដ៏សំខាន់ម្នាក់របស់អង្គការគាត់បញ្ជាឲ្យហានលុតជង្គង់ចុះហើយទោះបីជាហានមិនចង់ក៏ដោយក៏ធម្មពលរបស់បរិសុទ្ធចំណាស់ម្នាក់នោះបានសង្កត់គេឲ្យដួលទៅលើដីដែរស្របពេលនោះដែរឆេងកំពុងតែធ្វើការប្រជុំជាមួយស៊ូងប៉ុន្តែគាត់មិនបានមកផ្ទាល់នោះទេឆេងកំពុងប្រើរូបតំណាងរបស់គាត់សម្រាប់ការប្រជុំនេះហើយនៅពេលដែលស៊ូថុងសួរគាត់ពីគោលបំណងពិតប្រាកដនោះឆេងក៏បានបដិសេធដោយប្រាប់ស៊ូថុងថាកូនសិស្សដ៏ឆ្នើមរបស់គេត្រូវបានចាប់ខ្លួនហើយនឹងត្រូវកាត់ទោសនៅថ្ងៃសែងសត្វពិតជាខឹងខ្លាំងណាស់គេរៀមនឹងស្ទុះទៅវាយប្រហាររូបតំណាងនោះទៅហើយតែក៏ត្រូវបានគេរំលឹកថាការធ្វើបែបនេះវាគ្រាន់តែជាការខាត់ពេលវេលាតែប៉ុណ្ណោះឆាត់គ្មានជំរឿអ្វីក្រៅពីថយក្រោយវិញនោះទេប៉ុន្តែគេបានឲ្យឆាំងដឹងថានឹងមានរឿងភ្ញាក់ផ្អើលជាច្រើនទៀតកំពុងតែខិតចូលមកដល់បន្ទាប់ពីសៀងចាស់ចេញទៅលៀនក៏បានសួរស៊ុងថាតើគេមានផែនការអ្វីដើម្បីជួយសង្គ្រោះហានដែរឬទេហើយស៊ុងក៏បានប្រាប់ថាគេប្រហែលជាផ្ដល់ឱកាសឲ្យពួកមនុស្សអាក្រក់នោះច្រើនពេកហើយគេកំពុងតែខឹងខ្លាំងណាស់ពួកវាក៏ថាការចាប់ខ្លួនហានអាចធ្វើឲ្យពួកវាគ្រប់គ្រងគេបានប៉ុន្តែការពិតទៅហានអាចនឹងក្លាយជាអន្ទាក់ដែលគេរៀបចំទុកសម្រាប់ពួកវាទៅវិញទេគេប្រាប់លីនថាជីវិតគឺប្រៀបដូចជាការលេងអុកអញ្ចឹងហើយគេក៏បានសរសើរហានដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងកន្លងមក
នៅក្នុងបន្ទុកឃុំឃាំងរបស់ហានបរិសចំណាស់ពីមុននោះបានសួរគេថាតើគេត្រៀមខ្លួនរួចរាល់ក្នុងការសារភាពកំហុសហើយឬនៅប៉ុន្តែហានបានប្រាប់បរិសចំណាស់នោះថាគេគ្មានកំហុសអ្វីត្រូវសារភាពនោះទេបរិសនោះបានដាល់ចំទ្រូងរបស់គេមួយដៃហើយប្រាប់គេឲ្យភ្ញាក់ឡើងព្រោះគ្មានអ្នកណាមកជួយសង្គ្រោះគេឡើយហើយក្នុងនោះក៏រួមបញ្ចូលទាំងឆ្វាំងផងដែរបរិសចំណាស់នោះបានបញ្ជាក់ថាហានមានជំរើសតែពីរប៉ុណ្ណោះហើយជំរើសទី1គឺឲ្យគេចូលរួមជាមួយពួកវាគាត់និយាយថាពួកគេមិនខ្វល់ទេថាគេជានរណាឬក៏គេធ្លាប់ធ្វើអ្វីខ្លះពីមុនមកនោះប៉ុន្តែគេគួរតែចាត់ទុកពួកវាជាអនាគតចំណែកឯស៊ូអ៊ុងវិញគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ចំណែកឯជំរើសទី2គឺត្រូវបន្តរឿងទៅតឹងបែបនេះតទៅទៀតហើយរងចាំការប្រហារជីវិតនៅថ្ងៃស្អែកតែម្ដងបន្ទាប់មកហានក៏បានប្រាប់បរិសចំណាស់នោះថាទីបំផុតគេបានយល់ហើយថាដង្កូវប៉ារ៉ាស៊ីតដំណាក់កាលទី4ត្រូវបានរកឃើញដោយយេងហើយត្រូវបាននាំយកមកទីក្រុងវិញបរិសចំណាស់នោះក៏បានប្រាប់គេថាគេអាចគិតបែបនេះក៏បានហើយគាត់បានប្រាប់ហេនថាសាឡិតនេះមិនមានជាសត្រូវនោះទេដរាបណាវាត្រូវបានគេប្រើប្រាស់ឲ្យបានត្រឹមត្រូវបរិសចំណាស់នោះនិយាយថាវាថែមទាំងអាចក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតទៀតផងហើយហានក៏បានប្រាប់បរិសនោះថាទីបំផុតគេយល់ហើយថាគួរជ្រើសរើសយកមួយណាបុរសចំណាស់នោះក៏បានងាកចូលមួយចិត្តដើម្បីចង់ស្ដាប់អ្វីដែលគេចង់និយាយហើយពេលនោះហានក៏បានប្រាប់គាត់វិញថាគេសម្រេចចិត្តជ្រើសរើសយកជំរើសទី3ដែលរឿងនេះធ្វើឲ្យបុរសចំណាស់នោះខឹងឆេវតែម្ដងនៅថ្ងៃបន្ទាប់ការប្រហារជីវិតរបស់ហាននឹងត្រូវបានចាក់ផ្សាយតាមទូរទស្សន៍សម្រាប់បទអូក្រិដ្ឋដែលគេបានសម្លាប់បុគ្គលដ៏សំខាន់ម្នាក់នៅក្នុងអង្គការស្វ័នទទួលបានដំណឹងមកថាគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់អស់ទៅហើយពេលដែលវេលាល្អមកដល់ការប្រហារជីវិតនឹងចាប់ផ្ដើមប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ទុកឈួនបានសួរថាតើមិត្តភក្តិរបស់ហនត្រូវបានគេចាប់ខ្លួនហើយឬនៅប៉ុន្តែមន្ត្រីរូបនោះឆ្លើយថានៅទេដោយបញ្ជាក់ថាអ្នកទាំង3ពិតជាល្បិចច្រើនណាស់ព្រោះពួកគេប្រកាសជាលាក់ខ្លួនក្នុងវីឡាមិនខានឈួនបានបញ្ជាឲ្យអាមួយនោះប្រញាប់ចេញទៅស្វែងរកអ្នកដែលរត់គេចទាំងនោះបន្តទៀតតែក្នុងពេលជាមួយគ្នានេះដែរឈូអានមានអារម្មណ៍បារម្ភដែលឃើញហាននៅស្ងៀមស្ងាត់ពេកដែលនេះមានន័យថាគេអាចនឹងមានល្បិចលាក់ទុកក្នុងដៃក៏ថាបានងាកមកមើលម្ខាងទៀតដល់នេះវិញហានមិនបានបង្ហាញសញ្ញាភ័យខ្លាចអ្វីបន្តិចសោះឡើយក៏ព្រោះតែលោកគ្រូរបស់គេគឺជាអ្នកប្រាប់ឲ្យបណ្ដោយឲ្យគ្រប់យ៉ាងកើតឡើងទៅតាមដំណើររបស់វាគេជឿជាក់ថាលោកគ្រូរបស់គេបានរៀបចំផែនការទុកមុនរួចអស់ទៅហើយទស្សនិកជនដែលមកមើលការប្រហារជីវិតរបស់ហាងសុទ្ធតែស្រឡំកាំងព្រោះពួកគេចង់ចាំយ៉ាងច្បាស់ថាគេគឺជាមនុស្សដែលមានទេពកោសល្យកម្រិតខ្ពស់ម្នាក់ភ្លាមនោះឈនបានបង្ហាញខ្លួននិយាយជាមួយប្រជាជនពួកគេពិតជាភ្ញាក់ផ្អើលណាស់តែឃើញគាត់មើលទីនេះដែលផ្ទាល់ទូនប្រាប់គ្រប់គ្នាថាហេនបានសម្លាប់មនុស្សជាច្រើនហើយថែមទាំងខុបខិតនាំសត្វល្អិតចង្រៃចូលក្នុងក្រុងទៀតពាក្យសម្ដីនេះធ្វើឲ្យគាត់អាចបង្វែរគំនិតគ្រប់គ្នាបានពួកគេយល់ព្រមថាហានត្រូវតែស្លាប់សម្រាប់បទល្មើសដ៏ធ្ងន់ធ្ងរទាំងនេះទួនញញឹមព្រោះគាត់ដឹងថាគ្រប់យ៉ាងកំពុងដើរតាមផែនការរបស់គាត់ហើយគាត់ក៏បញ្ជាឲ្យមន្ត្រីពិតជាឃាតចាប់ផ្ដើមអនុវត្តទោសភ្លាមហានបានត្រឹមតែសម្លឹងមើលដោយក្តីភ័យខ្លាចពេលផ្លែដាវធំព្យួរពីលើក្បាលត្រៀមកាត់កគីគ្រប់ពេលភ្ញាក់ផ្លាស់ណាស់ម៉ាស៊ីននោះមិនដំណើរការទេដែលធ្វើឲ្យមន្ត្រីពេជ្ជឃាតវង្វេងស្មារតីចំពោះអ្វីដែលកំពុងកើតឡើងជួនដឹងភ្លាមថាមានគេកំពុងបំផ្លាញម៉ាស៊ីននេះហើយគាត់ស្រែកទាមទារចង់ដឹងថាវាជានរណាពេលនោះ setting ដែលចេញពីភូមិមនុស្សជាមួយអង្គរៈរបស់នាងប្រាប់ជួនថានាងមិនអាចទទួលយកទោសនេះទេព្រោះហានជាអ្នកមានគុណរបស់នាងជួនខឹងយ៉ាងខ្លាំងពេលឃើញបែបនេះហើយក៏សួរស៊ីងថាតើគូសារនាងកំពុងជេរជ្រែកការប្រហារជីវិតឬពេលនោះសមាជិកក្រុមហានបានទាញកណាត់គ្រូក្បាលចេញដោយប្រាប់ឆ្វានថាពួកគេមិនគ្រប់គ្រងការសម្រេចចិត្តនេះទេក្នុងពេលនោះឆាំងប្រាប់ស៊ូងថាគេបានចាញ់ហ្គេមនេះហើយព្រោះហាននៅលើទីលានប្រហារជីវិតទៅហើយតែសុធំបញ្ជាក់ថាល្បីមួយនេះមិនទាន់ចប់ត្រឹមនេះទេឆាត់ថាវាលឿនពេកហើយក្នុងការសន្លដ្ឋានចំណែកឆេងក៏សម្រេចចិត្តមើលអ្វីដែលនឹងកាត់ឡើងបន្ទាប់មកឆាត់ទទួលបានការហៅទូរស័ព្ទមួយថាពួកគេប្រាជ័យក្នុងការតាមដានរោគមេខ្លោងនៅពីក្រោយរឿងនេះប៉ុន្តែគាត់ដឹងថាគេបានរកឃើញអង្គការមួយនៅពីក្រោយរឿងនេះអង្គការនោះមានឈ្មោះថា Don't Break ត្រឡប់មកកន្លែងប្រហារជីវិតវិញអ្នកទស្សនាមានការភ្ញាក់ផ្អើលដែលមានគេលេចមុខមករំខានរឿងទាំងអស់នេះមហាជនចាប់ផ្ដើមដឹងថាគ្រប់យ៉ាងកាន់តែស្មុគស្មាញនៅពេលមានការចូលរួមពីគ្រូសាឆាំងសៃទីងប្រាប់គ្រប់គ្នាថាពួកគេចាញ់បោកឈួរនេះនាងបញ្ជាក់ថាហានមិនមែនជាអ ுக ្រិតជនទេព្រោះតាមពិតគាត់ជាអ្នកការពារប្រជាជនយ៉ាងពិតប្រាកដបន្ទាប់មកស៊ីទីងប្រាប់ឲ្យពួកគេមើលទៅអេក្រង់នៅខាងមុខនៅលើអេក្រង់គឺជាវីដេអូដែលហានកំពុងកំចាត់បិសាចζើកម្ដាយការពារមនុស្សម្ដាលសៃទីងប្រាប់ពួកគេថាហានជាមនុស្សស្នេហាជាតិហើយគ្មានផ្លូវទេដែលអ្នកការពារមនុស្សម្នាក់នេះស្រាប់តែខ្លាចជាជនក្បត់ជាតិនោះភ្លាមនោះបុរសចំណាស់ពីមុនបានបង្ហាញខ្លួនម្ដងទៀតជាមួយនឹងសម្លេងដ៏កងរំពងនិងគួរឲ្យខ្លាចគាត់ប្រាប់គ្រប់គ្នាឲ្យបិទមាត់ឲ្យជិតគាត់ប្រាប់ថាការសម្លាប់ហានគឺជាបេសកកម្មរបស់អង្គការ Dawn Break ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិចូលមករារាំងឡើយបុរសមកបញ្ចេញបាត់ដៃយ៉ាក់សម្ដៅទៅសម្លាប់ហានតែការវាយប្រហារនោះត្រូវបានរារាំងស្រាប់តែគាត់ត្រូវគេវាយបកវិញយ៉ាងខ្លាំងរហូតហោះប៉ើមកម្លាំងនោះបានសម្លាប់គាត់ភ្លាមគ្រប់គ្នាកក់ស្មារតីព្រោះគ្មាននរណាដឹងថាគេជាអ្នកណាទេសៃទីងងាកទៅក្បែរនោះក៏ឃើញឈួងកំពុងដើរចេញពីទីនេះតែឈួននៅតែមិនព្រមទទួលយកថាខ្លួនចាញ់ឡើយគាត់បានស្ទុះទៅរកហានដើម្បីសម្លាប់គេតែហានបានរំដោះខ្លួនចេញព្រោះគ្រូរបស់គេបានចេញមុខរួចហើយដូច្នេះវាដល់ពេលដែលគេត្រូវវាយបកដែរហានគេពីការវាយប្រហារយ៉ាងងាយធ្វើឲ្យឈួនស្រឡាំងកាំងនឹងល្បឿនរបស់គេមុនពេលគាត់ដឹងខ្លួនហានបានលេចមុខនៅពីក្រោយហើយវាយក្បាលគាត់យ៉ាងខ្លាំងបណ្ដាលឲ្យដួលទៅលើដីដោយការរំពឹងទុកមេសត្វល្អិតចេញពីក្បាលគាត់មុនពេលវារត់គេចហានបានចាប់ច្បាច់វាបែកខ្ទេចតែម្ដងគ្រប់គ្នាតោះស្លុតយ៉ាងខ្លាំងពេលឃើញហានសម្លាប់សត្វល្អិតដែលចេញពីក្បាលរបស់ម្ចាស់ទីក្រុងបន្ទាប់មកហានលើកសត្វល្អិតនោះឡើងលើដើម្បីបញ្យល់គ្រប់គ្នាថាសត្វនេះកំពុងព្យាយាមបំផ្លាញមនុស្សជាតិគាត់ប្រាប់ពួកគេថាគ្រប់យ៉ាងដែលគាត់ធ្វើគឺដើម្បីតែសុវត្ថិភាពមនុស្សជាតិប៉ុណ្ណោះទីបំផុតមហាជនទើបយល់ថាម្ចាស់ទីក្រុងមានចរិតប្លែកៗគឺដោយសារតែសត្វល្អិតប៉ារ៉ាស៊ីតទាំងនេះសោះទីបំផុតឆាត់ក៏លេចមុខមកសួរហានថាតើលើកនេះគេអាចមានអារម្មណ៍ដឹងពីគៀមនៃសេចក្តីស្លាប់ដែរទេហានសារភាពថាគេពិតជាចូលចិត្តរបៀបដែលស៊ូតង់ជួយតាមដោះស្រាយបញ្ហាឲ្យគេប៉ុន្តែគេប្រាប់បុរសចំណាស់នេះថាគេចង់ចាប់ផ្ដើមធ្វើរឿងគ្រប់យ៉ាងដោយខ្លួនឯងម្ដង
Shut សរសើរថាហាន់ធ្វើបានល្អណាស់ព្រោះពេលមេសត្វល្អិតងាប់ទៅសត្វផ្សេងទៀតក៏ត្រូវងាប់តាមនឹងដែរ ទោះជាយ៉ាងណាគាត់ប្រាប់ឲ្យហាននឹងថាគេបានដោះស្រាយរឿងនេះដោយដៃពេកហើយហេតុនេះទើបពួកគេមិនអាចរកឃើញដានរបស់ Don Break តតែសោះ នេះជារឿងថ្មីសម្រាប់ហានគេបានសួរគ្រូថា Don Break គឺជាអ្វីគាត់ប្រាប់ថាវាជាអង្គការអាកំបាំងដែលបានជ្រៀតចូលក្នុងក្រុមអ្នកការពារតែគេនៅមិនទាន់រកបានព័ត៌មានច្រើនជាងនេះឡើយ ហានពិតជាភ្ញាក់ផ្អើលពេលដឹងថាមានអង្គការមួយកំពុងលាក់ខ្លួនក្នុងចំណោមពួកគេបែបនេះ ពេលនោះអេផានបង្ហាញខ្លួនដើម្បីផ្ដល់ដំណឹងដល់សោកសៅថាគេបានរកឃើញសាកសព B ហើយ តាមពិតទៅមានមនុស្សជាង 1000 នាក់ដែលបានស្លាប់ដោយសារការឈ្លានពានរបស់ប៉ារ៉ាស៊ីតនេះ ជាក់ស្ដែងគេបានរៀបចំពិធីបញ្ចុះសពនៅសមុទ្រសម្រាប់អ្នករងគ្រោះទាំងនោះហើយដោយដែលថា B ក៏ជាអ្នកដែលត្រូវបញ្ចុះនៅទីនោះដែរ ពេលមឈូរបស់បាយអណ្ដាចេញឆ្ងាយហានបាននិយាយសុំទោសដែលមិនអាចការពារនាងបានល្អ រឿងដែលនឹកស្មានមិនដល់រាងកាយរបស់បាយស្រាប់តែប្រែទៅជាពណ៌ខៀវហើយពេលនាងបើកភ្នែកសត្វល្អិតមួយក៏លូនជីងពីមាត់នាងតែនៅមិនទាន់មានអ្នកដឹងថានាងរស់ឡើងវិញនៅឡើយទេ ចូលដល់ខែតុលាសត្វបានសួរហាន់ថាគាត់នឹងវិញ្ញាណកិច្ចសន្យាឡើងដល់កម្រិតទី3ឬនៅហើយហាន់ក៏ឆ្លើយថាបាទ សំបីតែលីងហ្សែនដែលមកតាមក្រោយគេក៏បានឡើងដល់កម្រិតទី3នេះដែរ ប៉ុន្តែពេលនេះអ៊ុយបានដាស់បទភ្លេងថ្មីៗជាច្រើនទៀតដែលហានមានបំណងនឹងហាត់រៀននៅថ្ងៃមុខ បន្ទាប់មកសៃធីងក៏ញញឹមដាក់ហានដែលប្រាប់គេឲ្យធ្វើកិច្ចសន្យាជាមួយនាងពីនាងភ្ញាក់ឡើង តាហានបានប្រាប់តានាងវិញថាគេធ្វើកិច្ចសន្យាតែជាមួយវិញ្ញាណដែលមានធម៌ពលទេវតាប៉ុណ្ណោះព្រោះវាអាចជួយគេបានច្រើនបំផុតពេលបានលើកបែបនេះសៃឌីងអាចត្រឹមតែសង្ឃឹមថានាងនឹងភ្ញាក់ឡើងមកជាមួយធម៌ពលទេវតានេះចុះដោយសារហានបានឡើងដល់កម្រិតទី3ទៅហើយស៊ូតុងប្រាប់គេថាគ្មានអ្វីត្រូវរៀនទៀតទេនៅទីក្រុងខាងក្រោយនេះហើយក៏សួរគេថាមានគម្រោងអ្វីបន្តទៀតដែរឬអត់ ហានបានប្រាប់ទៅលោកគ្រូរបស់គេថាគេចង់បន្តហ្វឹកហាត់ខ្លួនឯងឲ្យកាន់តែខ្លាំងជាងនេះទៀតហើយពេលបានឮដូច្នេះស៊ូតុងក៏ប្រាប់គេថាគាត់នឹងតាក់ទងទៅវេដើម្បីរៀបចំយន្តហោះនាំហានទៅកាន់សមរភូមិជួរមុខសម្រាប់ការហ្វឹកហាត់បន្ថែមទៀត តាមមើលទៅតំបន់ទី1គឺហៀបនឹងបើកការប្រយុទ្ធទ្រង់ទ្រីធំចុងក្រោយប្រចាំឆ្នាំជាមួយពពួកសត្វល្អិតហើយដូច្នេះនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតសម្រាប់គេទោះយ៉ាងណាស៊ូតុងបានប្រាប់ហានថាគេមិនមែនទៅហ្វឹកហាត់តាមកម្មវិធីនោះទេដែលមានន័យថាលីងហ្សេនិងអ៊ូនឹងមិនអាចទៅជាមួយគេបានឡើយ Shep បានប្រាប់ទៅហានថាគាត់មានការរៀបចំការហ្វឹកហាត់ដែលល្អជាងនេះសម្រាប់ពួកនេះរួចហើយ ហានបានបញ្ជាក់ប្រាប់លោកគ្រូថាគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតាមការណែនាំរបស់គាត់ ស្របពេលជាមួយគ្នានោះនៅឯសមរភូមិជួរមុខក្រុមមួយដែលដឹកនាំដោយកាពីតែនឈ្មោះ Xiao Ya កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយពួកគេក៏កំពុងតែជ្រុះបច្ច័យគ្នាពេលដែលហាន់មកដល់តាមឧទ្ធម្ភាគចក្រយោធា ហាន់បានចុះពីលើឧទ្ធម្ភាគចក្រហើយក៏ដើរតម្រង់ទៅរក Xiao Ya ដើម្បីណែនាំខ្លួនដោយប្រាប់ថាគេគឺជាទាហានចំណូលថ្មីដែលត្រូវបានបញ្ជូនមកកាន់ក្រុមរបស់គាត់ Xiao Ya មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលហាន់មកទីនេះតែម្នាក់ឯងដោយគ្មានវិញ្ញាណកិច្ចសន្យាមកជាមួយ សាវយ៉ាកំពុងតែខឹងយ៉ាងខ្លាំងហើយក៏ស្រែកកំហុសដាក់ហានដោយសួរថាគេបានត្រៀមខ្លួនស្លាប់នៅលើសមរភូមិនេះហើយឬនៅ មិត្តរួមការងាររបស់ Xiao Ya ឈ្មោះជាងដែលជាប្រធានក្រុមម្នាក់ដែរនោះបានប្រាប់ Xiao Ya ឲ្យស្ងប់ចិត្តសិនដោយបញ្ជាក់ប្រាប់ថាហាន់មិនមែនជាទាហានទុនខ្សោយនោះទេ គេបានប្រាប់តែមេរបស់ខ្លួនឲ្យមើលទៅសម្លៀកបំពាក់ថ្មីរបស់ហានដែលវាបានបញ្ជាក់ថាគេគឺមកពីទីក្រុង ប៉ុន្តែរឿងនេះគឺរឹតតែធ្វើឲ្យសាវយ៉ាខឹងខ្លាំងជាងមុនទៅទៀតព្រោះគេ ជឿថាពាក្យសម្ដីពួកគេគឺកំពុងតែចាត់ទុកគេដូចជាធុងសម្រាមហើយគេក៏ដឹងច្បាស់ថាពួកអភិជនគឺតែងតែបង្កបញ្ហាក្រោយពីការជជែកគ្នាត្រួសត្រាសថានរណានឹងជាអ្នកទទួលយកហានទីបំផុតសាវយ៉ាក៏ប្រាប់គេឲ្យដើរតាមខ្លួនដើម្បីទៅជួបជាមួយសមាជិកក្រុមផ្សេងទៀត នៅតាមដងផ្លូវពួកគេទាំងពីរក៏បានស្គាល់គ្នាហើយសាវយ៉ាក៏បានប្រាប់គេថាខ្លួនគឺជាអ្នកដាស់ធម្មពលកម្រិតទី4 បន្តិចក្រោយមកពួកគេក៏មកដល់កន្លែងដែលក្រុមបោះជំរំហើយសាវយ៉ាក៏បានណែនាំគេឲ្យស្គាល់ស៊ីហ្វុងនិងឆៅអាន់ដែលជាសមាជិកក្រុមថ្មីរបស់គេ ស៊ូអានមិនមកអងយូក៏ចាប់ដើមញ៉ែហានភ្លាមៗដោយប្រាប់គេឲ្យជួយដោះអាវធំរបស់នាងចេញ ក្រោយពីនាងលេងសើចជាមួយគេរួចនាងក៏ប្រាប់ Xiao Ya ថាវាអាចមានលទ្ធភាពដែលហាន់បាននាំយកវិញ្ញាណកិច្ចសន្យារបស់គេមកក្នុងទម្រង់ជារូបរាងពិតប្រាកដ ហាន់បានណែនាំខ្លួនប្រាប់ទៅកាន់ក្រុមហើយក៏ប្រាប់ពួកគេថាគេមានកាដូតិចតួចយកមកសម្រាប់ក្រុមផងដែរ គេបានយកអាវក្រោះកម្រិតទី6ចេញពីកន្លែងទុករបស់គេហើយហុចវាទៅឲ្យក្រុមដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស៊ីហ្វុងនិងស៊ីវអាននាំគ្នាអររំភើបដូចជាកូនក្មេងតែស៊ីវយ៉ានិយាយថាគេមិនត្រូវការអាវក្រោះនោះទេព្រោះគេគឺជាអ្នកបញ្ជាមនុស្សយន្តប្រយុទ្ធ នៅក្នុងចិត្តសាវយ៉ាកំពុងតែឆ្ងល់ថាតើហានចេញមកពីត្រកូលអភិជនដ៏អស្ចារ្យមួយណាទៅបន្ទាប់មកសាវយ៉ាក៏ចាក់ចេញទៅយកសម្ភារៈសម្រាប់បេសកកម្មហើយក៏ប្រាប់សមាជិកក្រុមដែលនៅសល់ឲ្យចាប់ដើមត្រៀមខ្លួនផងដែរ ក្រោយពេលដែលគេចេញទៅបាត់ហានក៏សួរថាតើកាពីតានពិតជាអ្នកបញ្ជាមនុស្សយន្តមែនឬអត់ហើយអ្នកទាំងពីរក៏បញ្ជាក់ពីរឿងនេះដោយទំនាយថាវិញ្ញាណកិច្ចសន្យារបស់គេមានជំនាញខាងប្រយុទ្ធដោយមនុស្សយន្តដែលអនុញ្ញាតឲ្យគេបញ្ជាយន្តសម្រាប់ការប្រយុទ្ធពីចម្ងាយបាន ទោះយ៉ាងណាគេគឺស្អប់មន្ត្រីជាន់ខ្ពស់ណាដែលបោះបង់តំណែងរបស់ខ្លួនចោលទៅទេ ពួកគេទៅតែនិយាយរឿងនេះចោលទើបនឹកឃើញថាហានអាចជាខ្សែស្រឡាយអភិជនដែរហើយនារីម្នាក់នោះក៏ប្រញាប់សុំទោសគេភ្លាម មួយសន្ទុះក្រោយមកស៊ីក៏លេចមុខមកដោយប្រាប់ពួកគេថាវាដល់ពេលសម្រាប់ពិសាកកម្មហើយនៅតាមផ្លូវទៅកាន់ទីតាំងបេសកកម្មហានបានសួរកាពីតែនអំពីប្រភេទនៃបេសកកម្មរបស់ពួកគេហើយគេក៏ទម្លាយប្រាប់ថាវាគឺជាការកំចាត់ចោលឲ្យអស់ គេបានលើកឡើងពីត្រកូលពួកអ៊ីសាណាមីដែលអាចបន្តពូជក្នុងអត្រាដ៏លឿនមិនគួរឲ្យជឿដែលធ្វើឲ្យល្បឿនបន្ថែមតបរបស់វានៅលើសមរភូមិពិតជាគួរឲ្យខ្លាចមែនទែន ដោយសារតែរឿងនេះហើយសមរភូមិជួរមុខគឺត្រូវជាប់គាំងទាំងស្រុងនៅពេលប្រជុំមុខនឹងកងទ័ពវរជនរបស់ត្រកូលពូអ៊ីសាណាមីមួយនេះប៉ុន្តែការមកដល់របស់វេកាលពីមួយខែមុនបានបំបែកភាពជាប់គាំងនេះចេញ វៃមកសម្រាប់ចូលទៅតែម្នាក់ឯងបំបីរបស់បានការពីបុរាណដល់កណ្ដាប់ដៃរបស់គេនឹងកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់របស់តកូលពួកអ៊ីសាណាមីដែលផ្លាស់ប្ដូរស្ថានភាពសមរភូមិទាំងស្រុងតែម្ដង ការលូកដៃរបស់វេធ្វើឲ្យសត្វពួកបិសាចទាំងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង តែមិនយូរប៉ុន្មានស្ដេចពស់កម្រិត8ចំនួន4ក្បាលបានលេចមុខមកវាយប្រហារគាត់ទីបំផុតពួកគេក៏បានអូសទាញការប្រយុទ្ធនោះទៅទីតាំងផ្សេង
តាមពិតទៅបេសកកម្មនេះគឺចេញដោយតំបន់ទី2ហើយពួកគេទទួលបញ្ជាឲ្យកំទេចសម្បុកពស់បិសាចនៅក្នុងតំបន់នេះ ពេលទៅចិត្តដល់គូដៅសៀវយ៉ាវបានប៉ែអាវក្រោះយន្តរបស់គេរួចប្រទះឃើញសម្បកពស់ដ៏ធំមួយដែលធ្វើឲ្យពួកគេព្រឺសម្បល់ញាក់សាច់ សៀវយ៉ាប្រាប់ថារាល់ពេលដែលតកូលពស់អ៊ីហ្សាណាមីឡើងកម្រិតពស់វាតែងតែសាក់សម្បករបស់វាជានិច្ច ភ្លាមនោះហានក៏ប្រមានក្រុមថាមានគ្រោះថ្នាក់ព្រោះត្រកូលពស់នោះបានលាក់សុទ្ធរបស់វានៅក្នុងសម្បកដ៏ធំនោះ ស្រាប់តែពេលនោះសុទ្ធពស់ក៏ចាប់ផ្ដើមធ្លាក់ចុះពីលើសម្បកនោះមក ហើយយងតាមការវិភាគនៅលើអេក្រង់កុំព្យូទ័ររបស់សៀវយ៉ា គេដឹងថាសម្បកនោះមានប្រវែងជាង 6000 ម៉ែត្រព្រមទាំងមានសុទ្ធពស់រាប់ពាន់លានជាប់នៅទីនោះ រំពេញនោះសុទ្ធក៏ចាប់ផ្ដើមញាស់បង្កើតជារលកសំឡេងនិងរលកឆក់យ៉ាងសាហាវ សៀវយ៉ាថារលកឆក់វាយទៀតខណៈអ្នកផ្សេងខ្ទប់តិចទាំងឈឺចាប់មិននឹកស្មានថាហានបានលោតទៅតាមដើម្បីជួយសង្គ្រោះគេនោះទេសៀវយ៉ាស្រ័យប្រាប់ហានឲ្យខ្វល់តែពីបេសកកម្មទៅបានហើយតែហានប្រកាសជាមិនស្ដាប់សម្ដីទាំងនោះទេគេចាប់ទៀងសៀវយ៉ានឹងអាវក្រោះយន្តរបស់គេរួចក៏វិញត្រឡប់ទៅលើមាត់ចាំងថ្មវិញហើយប្រាប់ឲ្យគេជួយទៀនឡើងផងសៀវយ៉ាមកដល់ខាងលើវិញហើយគេពិតជាកោតសរសើរនៅកម្លាំងដ៏ខ្លាំងក្លារបស់ហានខ្លាំងណាស់ អ្នកទាំងពីរទៀតប្រាប់ប្រធានក្រុមថាហានប្រហែលជាស្លាប់បាត់ទៅហើយព្រោះច្រាំងថ្មនេះខ្ពស់កក់ពពក សៀវយ៉ាវលូតជង្គង់បន្តខ្លួនឯងចំពោះការស្លាប់របស់ហានតែស្រាប់តែដៃរបស់ហានតោងលេចចេញពីមាត់ជ្រុះមក គេស្រ័យប្រាប់ក្រុមឲ្យឆាប់ទាញគេឡើងមកឲ្យលឿនព្រោះគេមិនទាន់ស្លាប់នៅឡើយទេ អ្នកទាំងពីរជួយទាញគេឡើងហើយពួកគេត្រេកអរយ៉ាងខ្លាំងដែលដឹងថាគេនៅមានជីវិត សៀវយ៉ាស្ដីបន្ទោគេថាតើការយកជីវិតទៅបដូរដើម្បីជួយគេវាមានតម្លៃជាងការសម្រេចបេសកកម្មមែនទេសៀវយ៉ារំលឹកថាកុំភ្លេចគោលដៅចម្បងឲ្យសោះហើយហានក៏ធ្វើគិរវ័យកិច្ចទទួលបញ្ជាពីប្រធានក្រុម ពេលនោះទៅពួកគេដឹងខ្លួនថាសុទ្ធទាំងអស់បានញាស់ចេញជាកូនពស់រាប់មិនអស់ទៅហើយ សៀវយ៉ាប្រាប់ក្រុមឲ្យប្រយ័ត្នតែឈីហ្វាំងនិងសៀវអានគិតថាជីវិតពួកគេជាប់ត្រឹមនេះហើយ សម្លេងគ្នារបស់សត្វពស់ធ្វើឲ្យពួកគេព្រីក្បាលក្មេងស្រីនោះដឹងថាជាមួយនឹងចំនួនពស់ដ៏ច្រើនបែបនេះពួកគេគ្មានសង្ឃឹមរត់រួចឡើយ ពេលនោះហានលើកដៃឡើងហើយខែលពណ៌មាសដ៏ធំក៏លេចចេញពីចិញ្ចៀនរបស់គេ អូរ៉ាពីខែលូធ្វើឲ្យសត្វពស់ឈប់ស្ងៀមអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺពួកវាថែមទាំងអងក្បាលគោរពក្រុមពួកគេទៀតផងហានប្រែប្រាប់ប្រធានក្រុមឲ្យដុតពស់វាចោលពេលកំពុងទុនខ្សោយហើយប្រធានក្រុមក៏ប្រញាប់ធ្វើតាមបញ្ជាភ្លាម គេបញ្ចេញថាមពលភ្លើងយ៉ាងសន្ធោសន្ធោដុតសត្វពស់ទាំងនោះហើយបន្ទាប់ពីចប់ការងារពួកគេក៏សួរហនថាគេបានធ្វើអ្វីដាក់ពួកវា ហានឆ្លើយតបថាគេគ្រាន់តែគំរាមពួកវាដោយប្រើឧបករណ៍មួយប៉ុណ្ណោះ ក្រុមរបស់គេសរសើរថាគេពិតជាអស្ចារ្យមែនរហូតដល់សៀវយ៉ាត្រូវតែសួរហានថាគេជានរណាឲ្យប្រកាសព្រោះគេមិនដូចកូនអភិជនឯទៀតឡើយ ហានប្រាប់យ៉ាងសម័យថាគេគ្រាន់តែជាអ្នកមានធម៌ពលកម្រិត3ធម្មតាគ្មានអ្វីពិសេសនោះទេ ស្រាប់តែជាយកទទួលបានសញ្ញាគ្រោះថ្នាក់នៅលើកុំព្យូទ័រហើយគេប្រាប់ថាក្រុមផ្សេងទៀតកំពុងតែជួបបញ្ហាធំព្រោះមានតិចតួចណាស់ដែលសម្រេចបេសកកម្មបាន គេដឹងច្បាស់ថាបើគ្មានហានទេក្រុមគេក៏ប្រកាសជាបរាជ័យដូចគ្នា ដោយសារហេនមានសមត្ថភាពអាចបង្ក្រាបសត្វពស់បានសៀវយ៉ាជឿថាពួកគេអាចមានឱកាសកាត់ផ្ដាច់ផ្លូវនិងកម្ចាត់ពួកវាបានទាំងអស់ ភ្លាមនោះទឹកមុខរបស់ហានក៏ប្រែប្រួលហើយគេប្រាប់ក្រុមថាបើមិនរត់ពេលនេះទេពួកគេនឹងហើយដែលត្រូវខ្ទេចគ្មានសល់នោះ តាមពិតទៅមានសត្វពស់កម្រិត5ដ៏គួរឲ្យខ្លាចមួយក្បាលទើបតែលេចមុខមក ហើយសត្វពស់នោះកំពុងខឹងសម្បាយ៉ាងខ្លាំងព្រោះវាគឺជាអ្នកការពារសម្បុក សៀវយ៉ានិងអ្នកទាំងពីរឈោគាំងដោយក្តីរំភើបប៉ុន្តែហានផ្ដើមរត់បាត់ទៅហើយ ពេលងាកទៅឃើញអ្នកទាំង3នៅឈរស្ងៀមគេក៏ស្រែកប្រាប់យ៉ាងខ្លាំងឲ្យឆាប់រត់ទៅ អ្នកទាំងពីរក៏យល់ស្របថាពួកគេគ្មានភ្លើងអាចយកឈ្នះសត្វពស់នេះបានឡើយរួយក៏នាំគ្នាបែកខ្នងរត់យកព្រួយតែម្ដង សៀវយ៉ានៅខាងក្រោយដើម្បីជួយការពារដោយបាញ់ថាមពលយ៉ាងខ្លាំងទៅលើសត្វពស់នោះ នេះកាន់តែធ្វើវាខឹងហើយវាក៏ត្របាក់ខំសៀវយ៉ាព្រមទាំងកំទេញអោក្រោះយន្តរបស់គេមកខ្ទេច បន្ទាប់មកវាក៏ខ្ជាក់ CEO ចេញមកវិញហើយទស្សនវិជ្ជានេះបានតាក់ទាញចំណាប់អារម្មណ៍អ្នកទាំងពីរយ៉ាងខ្លាំង ពួកគេពិតជាភ័យតក់ស្លុតមែនទែនដែលទុកឱកាសឲ្យសត្វពស់នោះវាលូនមកជិតដល់ខ្លួនវាព្យាយាមត្របាក់ពួកគេបែរប៉ុន្តែស្រាប់តែមានខែមួយលេចឡើងមករារាំងការវាយប្រហារនេះបានយ៉ាងងាយ អ្នកទាំងពីរស្មានថាខ្លួនស្លាប់បាត់ទៅហើយប៉ុន្តែពេលនោះទើបពួកគេនឹកឃើញថាពួកគេកំពុងពាក់អាវក្រោះការពារដែលហានបានឲ្យ ពួកគេកំពុងតែអបអរស្រាប់តែពស់នោះបាញ់ទឹកអាស៊ីតមកលើពួកគេរលាយខែលការពារឆេះពួកវាទាំងពីរខ្លាយជាផេះខ្មៅតែម្ដង ហានស្លុតចិត្តយ៉ាងខ្លាំងពេលឃើញមិត្តរួមក្រុមត្រូវកំទេចពេលពស់នោះងាកមករកគាត់ហានក៏ត្រៀមខ្លួនប្រយុទ្ធជាមួយវាដោយកម្លាំងទាំងអស់ដែលមាន សត្វពស់ស្ទុះសម្ដៅរកគាត់តែគាត់លោតថយក្រោយទាន់ពេលដើម្បីគេចពីការវាយប្រហាររបស់វា មាត់របស់ពស់បុកផ្ទប់នឹងដីតែវាមិនព្រមបោះបង់ចោលងាយៗឡើយ វាតាមប្រមាញ់ហានម្ដងទៀតហើយពេលវាហៀបនឹងស៊ីគាត់ស្រាប់តែមានដាវមួយធ្លាក់ពីលើគំទេចក្បាលពស់នោះ ហានឈប់យ៉ាងហើយឆ្ងល់ថាតើនរណាជាអ្នកកាត់ពស់កម្រិតទី5មួយដាវដាច់យ៉ាងងាយស្រួលបែបនេះ នារីដ៏ស្រស់ស្អាតម្នាក់បានចុះពីលើមកពេលដឹងថានាងជាអ្នកជួយសង្គ្រោះហានក៏អោនក្បាលគោរពនាងភ្លាម នារីកងយងជីនបានសរសើរសម្រស់របស់ហានតែប្រាប់ថានាងមិនមែនមកពីតំបន់សៀដ៏អស្ចារ្យនោះទេ ជីននិយាយថានាងមកពីទីក្រុងនៃភាពខ្មៅងងឹតឬដែនដីនិរទេសដែលពួកអ្នកគ្រប់គ្រងកិច្ចសន្យាវិញ្ញាណតែងតែហៅតគ្នា ហានមានអារម្មណ៍ភ័ន្តភាំងពេលឮពាក្យថាដែនដីនិរទេសដំបូង តែគិតមួយសន្ទុះក្រោយមកគាត់ក៏ដឹងថាជីនកំពុងនិយាយពីតំបន់ថ្នាក់ក្រោម ហានស្ទើរមកជឿភ្នែកខ្លួនឯងព្រោះជីមានទេពកោសល្យកម្រិត SSS ហើយពីនេះនាងជាអ្នកភ្ញាក់រលឹកកម្រិត 8 សាប់តែនាងលេចមុខពីក្រោយហានសួរ នាងសួររកឈ្មោះបទចម្រៀងដែលគាត់លេងព្រោះវាធ្វើឲ្យគ្រប់កោសិកាក្នុងខ្លួននាងពុះកញ្ជ្រោលផ្ដោតកម្លាំងសម្រាប់ពុះនោះក្នុងមួយក្បាច់ ជីនប្រាប់ថានាងនឹងនាំគាត់ទៅតំបន់ថ្នាក់ក្រោមវិញព្រោះគាត់អាចខ្លាយជាអ្នកគ្រប់គ្រងការប្រយុទ្ធដ៏បកាយម្នាក់ ឮដូច្នេះហានថយក្រោយហើយប្រាប់ឲ្យជីនស្ងប់អារម្មណ៍សិន តែជីនខឹងដែលអ្នកភ្ញាក់រលឹកកម្រិត 3ហ៊ានប្រឆាំងនឹងនាង ហានប្រាប់ថានាងមិនអាចទៅណាបានទេព្រោះបេសកកម្មរបស់គាត់មិនទាន់ចប់ជីនសួរថាចុះបើនាងចាប់បង្ខំយកគាត់ទៅតែយ៉ាងម៉េចគាត់ក៏យកកំបិតដាក់លើកដោយគំរាមថានឹងសម្លាប់ខ្លួនបើនាងធ្វើបែបនោះ ដោយឃើញភាពរឹងរូសនេះជីនក៏សម្រេចចិត្តសួរហានថាចង់តាមនាងឬអត់ ហានដឹងថាជីនកំពុងចូលចិត្តគាត់ដូចនេះគាត់គិតថាគួរតែឆ្លៀតឱកាសនេះដើម្បីទាញយកផលប្រយោជន៍ឲ្យជីនជួយបញ្ចប់បេសកកម្មរបស់គាត់តែម្ដងទៅ ហានព្រមទៅជាមួយនាងក្នុងលក្ខខណ្ឌមួយគឺនាងត្រូវជួយកម្ចាត់ហ្វូងសត្វអ៊ីណាមីដែលទើបញាស់នៅលើសមរភូមិឲ្យខ្ទេចខ្ទីអត់សិន
ជីនមិនមកអងយូរឡើយក៏យល់ព្រមព្រោះនាងរំពឹងថាហាននឹងទៀមទាលក្ខខណ្ឌលងងខ្លៅអ្វីមួយទៅហើយហានក៏បង្ហាញទីតាំងគូដៅលើផាន់ទីអស់នាងមើលហើយនាងអះអាងថារឿងនេះគ្មានបញ្ហាអ្វីនោះទេស្រាប់តែមានអ្វីមួយយ៉ាងពណ៌ខ្មៅលេចចេញពីខ្នងធ្វើឲ្យនាងចាប់ផ្ដើមប្លែកៗ ជីនស្រីប្រាប់ឲ្យហានរត់ចេញពោះនាងហៀបនឹងបាត់បង់ការគ្រប់គ្រងទៅហើយ ហានដឹងពីអូរ៉ាបិសាចតែជំនួសឲ្យការរត់គាត់ប្រើធម្មពលបន្សុទ្ធវាយបកដើម្បីកម្ចាត់ក្លិនអូរ៉ាបិសាចនោះចោលពេលជីនស្ងប់អារម្មណ៍វិញនាងសួរថាតើហាន់ជាអ្នកជួយនាងឬហើយគាត់ក៏បញ្យល់ប្រាប់ថាវាគ្រាន់តែជាការជួយបន្តិចបន្តួចប៉ុណ្ណោះគ្មានអ្វីធំដុំទេ ហានសួរពីស្នាមរបួសនៅលើខ្នងនាងហើយនាងសារភាពថាវាជាស្នាដៃរបស់អធិរាជសត្វល្អិតកម្រិត 9 នាងអាចរត់គេចយកជីវិតរស់បានតែសត្វនោះបានបន្សល់ទុកនៅរបួសខាងក្នុងនេះ ជាក់ស្ដែងពីក្នុងខ្លួននេះអាចបង្ខំនាងឲ្យជួបក្នុងស្ថានភាពសម្លាប់ដេកផ្ដាស់តែម្ដងពេលឮបែបនេះហានទើបដឹងថាសត្វល្អិតកម្រិត 9 ពិតជាគួរឲ្យខ្លាចហានសុំមើលរបួសរបស់នាងបន្ទាប់ពីចោទហានថាចង់គេចំណេញលើខ្លួនមួយសន្ទុះមកទីបំផុតនាងក៏ព្រមឲ្យគាត់មើលហានពិនិត្យមើលយ៉ាងម៉ត់ចត់ហើយប្រាប់ជីនថារបួសនេះជ្រៅខ្លាំងណាស់តែគាត់នៅតែអាចព្យាបាលវាបាន ហានក៏ប្រើជំនាញព្យាបាលដ៏ស័ក្តិសិទ្ធិរបស់គាត់អារម្មណ៍ស្រស់ស្រាយនិងកក់ក្ដៅមួយបានជ្រួតជ្រាបពេញខ្លួនប្រាណរបស់ជីនភ្លាមហានប្រាប់ថាអូរ៉ាបិសាចត្រូវបានផ្អាកជាបណ្ដោះអាសន្នតែគាត់មិនអាចបំបត្តិវាទាំងស្រុងទេ ហានស្នើឲ្យប្រឆ្នាំងធម្មពលលីថ្នាំជីនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាហានមានកិច្ចសន្យាវិញ្ញាណដល់ទៅ2ហានបញ្ចេញធម្មពលពីឆ្នាំងនោះហើយបញ្ជូនវាទៅកាន់រាងកាយដែលរងរបួសរបស់ជីនដូចមុនដែរជីនស្ទើរសន្លប់ដោយសារអារម្មណ៍កក់ក្ដៅនេះពេលបញ្ចប់ហានប្រាប់ថាវាទៅជាស្បយបានពាក់កណ្ដាលទេហើយជីនក៏សុំគាត់ឲ្យធ្វើម្ដងទៀតព្រោះវាមានអារម្មណ៍ល្អខ្លាំងណាស់ ហានប្រាប់ថាគាត់បានប្រើប្រាស់សមត្ថភាពពីកំណើតដើម្បីស្រូបយកធម្មពលពីសាកសពសត្វល្អិតជាច្រើននោះអស់រលីងទៅហើយ ហានប្រាប់ជីនថាដើម្បីឲ្យព្យាបាលបន្តគាត់ត្រូវការសាច់និងឈាមសត្វល្អិតក្នុងបរិមាណដ៏ច្រើនដូចគ្នានេះដែរដោយសារភារកិច្ចបន្ទាប់របស់ហានគឺកម្ចាត់តកូពស់អ៊ីហ្សាណូមីជីនក៏ចាប់គាត់លោតសម្ដៅទៅទីតាំងបេសកកម្មដើម្បីឆាប់បានបញ្ចប់ការងារនេះតែម្ដងងាកមកមូលដ្ឋានវិញលីននិងមន្ត្រីផ្សេងទៀតកំពុងតាមដានស្ថានភាពផ្ទាល់ដីតាមរយៈ drone យ៉ាងយកចិត្តទុកដាក់ពួកគេបារម្ភថាស្ថានភាពកាន់តែអាក្រក់មុនពេលរកឃើញសុទ្ធពស់ព្រោះការដែលវាមិនទាន់ញាស់នេះគឺជាបញ្ហាដ៏ធំមួយ លីនដឹងខ្លួនថាពពួកហ្សឺកចេតនាបង្ខំឲ្យពួកគេបញ្ជូនអ្នកប្រយុទ្ធជាន់ខ្ពស់ទៅកាន់សមរភូមិ ហើយគេក៏បញ្ជាភ្លាមៗមិនឲ្យបញ្ជូនអ្នកណាទៅកាន់ជួរមុខទៀតឡើយក្នុងកំឡុងពេលនេះ ងាកមកសមរភូមិវិញហើយនឹងជីណាបានមកដល់គោលដៅហើយជីនបំរុងនឹងវាប្រហារសត្វពូទៅហើយស្រាប់តែហានប្រាប់នាងឲ្យស្ងប់ចិត្តសិនព្រោះគេចង់ចេញមុខមុនជីនសួរបញ្ជាក់ថាប្រកាសអត់ហើយគេក៏លោតសម្ដៅទៅរកហ្វូងពស់នោះព្រមទាំងអះអាងថារូបគេដឹងថាគូធ្វើអ្វីហើយជីនភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភាពឈួតលីលារបស់ហានគេហោះទៅរកហ្វូងពស់ហើយចាប់ផ្ដើមកំទេចពួកវាដោយមិនប្រណីដៃ drone ចាប់រូបភាពគេបានហើយអ្នកនៅមូលដ្ឋាននាំគ្នាភ័យស្លន់ស្លោពេលឃើញហាននៅតែឯងលើសមរភូមិគ្រប់គ្នាគិតថាគេប្រកាសជាស្លាប់មិនខាន ពេលហ្វូងពស់ឡងពាត់គេស្លាប់តែជីនចូលមកជួយតនពេលដោយបាញ់កំទេចសត្វពស់ទាំងនោះត្រឹមមួយស្មើប៉ុណ្ណោះ ជីនបន្តវាយលោកសម្រាប់ហ្វូងពស់យ៉ាងសាហាវដោយមានហានជាអ្នកជួយគាំទ្រពីក្រោយ ហានអាចបញ្ចេញធម្មពលកម្រិតទី3របស់គេបានយ៉ាងពេញលេញដោយសារមានជីនជួយជ្រោមជ្រែងពីខាងក្រោយ ហានដល់សារធម្មពលថ្មីគេប្រយុទ្ធជាមួយពួកសត្វចម្លែកហើយគេក៏មិនបង្អង់យូរសាកល្បងប្រើវាទៅលើពួកវាភ្លាមៗតែម្ដងហានបង្ហាញធម្មពលដ៏ខ្លាំងក្លារហូតធ្វើឲ្យជីននិយាយលេងចេញអ្នកនៅឯមូលដ្ឋានក៏បានកត់សម្គាល់ឃើញជីនហើយក៏ចំណាំនាងបានភ្លាមៗការពិតនាងធ្លាប់ប្រយុទ្ធជាមួយវ័យនឹងប្រពន្ធរបស់គេកាលពីខែមុនហើយពួកគេទាំងពីរស្ទើរតែទប់ទល់មិនជាប់ពួកគេគិតថានាងចាក់ចេញពីតំបន់នោះបាត់ទៅហើយប៉ុន្តែពេលឃើញនាងលើអេក្រង់ទើបដឹងថាពួកគេគិតខុសទាំងស្រុងអ្វីដែលកាន់តែអាក្រក់នោះគឺនាងបានតាក់ទងជាមួយហែនទៅហើយបន្តិចក្រោយមកហែននិងជីនបានកម្ចាត់ហ្វូងពស់អស់ហើយហែនប្រាប់នាងថាពេលនេះគេអាចបង្កើតធម្មពលជីវិតម្ដងទៀតដោយស្រូបយកសាកសពនៅលើដីពេលរៀបចំរួចរាល់ហានចាប់ដើមព្យាបាលម្ដងទៀតហើយជីនក៏មានអារម្មណ៍ឈឺចាប់ផងនិងស្រួលខ្លួនផងក្នុងកំឡុងពេលព្យាបាលនោះភ្លាមនោះហានក៏សង្កេតឃើញបន្លាខ្មៅមួយដោតជាប់ ក្នុងមុខរបួសហើយក៏សួរជីនថាគួរដកវាចេញឬក៏ទុកវាចោលអញ្ចឹង ជីងប្រាប់គេភ្លាមៗឲ្យដកវាចេញហើយហានក៏ធ្វើតាមបណ្ដាលឲ្យធម្មពលបិសាចដ៏ធំមួយភាយចេញពីរាងកាយរបស់នាង